សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាថបងូនទីងដីមុននឹងទស្សនាវីដេអូសូមរំខានអ្នកទាំងអស់គ្នាចំណាយពេល3វិនាទីដើម្បីចុច like វីដេអូនិងចុច subscribe channel ដើម្បីឲ្យខ្ញុំម្លាំងចិត្តផលិតវីដេអូដែលមានគុណភាពកាន់តែអស្ចារ្យទៀតណាអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់សូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែភាពសប្បាយរីករាយក្នុងថ្ងៃថ្មីឡើយមកថានឹងបាក់ទៅមកមើលតើគូអេនដោយកែវភ្នែកពោពេញតែក្តីស្រឡាញ់គួរឲ្យស្រឡាញ់ sexy មិនគួរគុំនិយាយនៅចំពោះមុខរបស់គោតូចតាចនេះឡើយនេះពីរអ្នកនេះចង់សម្លាប់មនុស្សមែនទេសង្គ្រោះខ្ញុំផងបាក់ទឺមកខ្ញុំរិញគូអេនឲ្យចេញទៅនេះក្មេងតូចចូលទៅមិនធ្វើការជាមួយខ្ញុំទៅជើនឹងនិយាយគ្នាអំពីបញ្ហារបស់ឯងគូអេនខាងសមាធិជាក្មេងតូចនោះឡាមកថាន់សួរដែររបស់នឹងយ៉ាងម៉េចហើយនៅឈឺដែរឬទេទៀតម៉ាត់ឆ្លើយតបអូមិនឈឺទេប៉ុន្តែហេតុអ្វីបានជាខ្ញុំស្រាប់តែដេកឡុកទៅវិញឡាមកថាន់ភ្ញាក់ផ្អើលនាងមិនចាំអ្វីទាំងអស់មែនទេដោយអ៊ីងខ្មាស់ថាខ្ញុំចាំបានត្រឹមតែថានាងបិជាមកឲ្យខ្ញុំចុះបន្ទាប់ពីនោះមានរឿងអ្វីទៀតខ្ញុំមិនដឹងទេចុះគេចង់ឲ្យនាងចាំអ្វីទៅជាអារម្មណ៍សុខស្រួលសាយស្រើបនៅលើរាងកាយពេលដែលត្រូវបានបើជាមែនទេរឿងនេះពិតជាខ្មាស់ស្អៀនខ្លាំងណាស់តើឲ្យនិយាយចេញមកយ៉ាងម៉េចទៅឡាមកថាន់សួរទៀតថានឹងក៏ខេនឬទេទៀតម៉ាត់នឹងឈ្មោះខេននោះមិនមែនជាមនុស្សក្នុងរឿងព្រេងទៅអូខ្ញុំយល់ហើយឡាមកថាន់ស្ងៀមស្ងាត់នាងបានផ្លេចរឿងនោះទៅហើយសារធាតុរារបស់ពួកភាសាចិញ្ចុចជាមានប្រសិទ្ធភាពធ្វើឲ្យស្ពឹកថែមទាំងធ្វើឲ្យមនុស្សម្នាក់នាងការយល់សប្តាហ៍ផងដែរបើអញ្ចឹងតើការថាប់នោះក៏មកពីការយល់សប្តាហ៍ដែរឬបើអញ្ចឹងតើអ្នកដែលនាងចង់ធ្វើពិតប្រាកដគឺជានរណាទៀតម៉ាត់បដោប្រធានបទណាទុកឲ្យខ្ញុំទៅធ្វើមហូបផ្សេងចោះមែនឲ្យពួកភាសាចិញ្ចុចឈាមដូចជាអ្នកមិនញ៉ាំរបស់នេះតែទេឡាមកថានក៏ហាក់មិនប្រេចភ្នែកវ័យក៏ញ៉ាំបានដែរទៀតកាន់អីវ៉ាន់ចូលទៅក្នុងផ្ទះបាយក៏ត្រូវដែរលើកមុននៅផ្លូវអៀនឃើញអ្នកញ៉ាំយ៉ាងឆ្ងាញ់ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកភ្លក់ស្នាដៃរបស់ខ្ញុំណាដើរតាមពីក្រោយដើម្បីទៅជួយនាងអ្នកស្លេកឈុតហងសុយឈុតថោម្លេះតាចុះទៅក្នុងផ្ទះបាយបានយ៉ាងម៉េចទៅចុះបើធ្វើបែបនេះវិញទៅបានទេទៀបងាកក្បាលមកវិញជេលោកកប្រូខំអត់តាំងពីពេលណាលឿនម្លេះនាងកំពុងរកអ្វីមួយគាត់ជាប្រភេទអ្នកមានសន្តិភាពពិសេសពិតជាគួរឲ្យចង់បានណាស់ពេលព្រឹកគេអាចគេបានយូរជាងនេះបន្តិចបានហើយទៅចង់ចោលផ្ទះបាយគឺត្រូវតែពាក់កន្សែងជូតដៃខ្ញុំចាំបានថានៅសល់មួយទៀតទៀបដកចេញមកនៅកន្សែងជូតដៃប៉ុណ្ណាផ្កាសោកមានរូបបេះដូងនាងនិយាយទាំងអៀនព្រៀនទៅកាន់ម៉ូតដូរគ្នាណាគាត់ដល់វិញមិនអីទេប៉ុន្តែខ្ញុំមិនដែលពាក់វាពីមុនមកទេលោកជួយខ្ញុំផងបានតាការរំចាំផ្ទះគឺជាការកិច្ចដែលមិនអាចដាក់សេតនានទីបម៉ែតនិយាយអញ្ចឹងលោកកាន់ក្បាលចុះបន្តិចមកដើម្បីឲ្យខ្ញុំពាក់ឡៃលោកបន្តដៃចោះទៅដើម្បីឲ្យខ្ញុំជួយចងខ្សែនៅខាងក្រោយឲ្យសួរសម្លឹងមើលនាងទាំងឡងឡុកក្រអូបណាស់នេះគឺជាក្លិនក្រអូបចេញពីដងខ្លួនរបស់នាងគាត់នឹកឃើញដល់រូបភាពការនៅក្នុងបន្ទប់របស់ម៉ាតចាប់ផ្ដើមស្រមើសម័យឃើញទស្សនវិជ្ជាស្និទ្ធស្នាលរវាងអ្នកទាំងពីរចាំសិនក្លិនរបស់នាងពិតជាពិរោះខ្លាំងណាស់ចង់បានកាន់តែច្រើនទៀតថែមទៀតអូពេលនោះនឹងទៅដឹងខ្លួនវិញនាងសួរតែងឿងឆ្ងល់លោកកាត់អីហ្នឹងហេតុអ្វីហើមិនឃើញឆ្លៃដប់អីសោះខ្ញុំចង់កន្សែងឲ្យលោកស្រេចហើយលោកមើលទៅវាតឹងឬក៏ឡងពេកទេមីនេះតើលើខ្ញុំអាចជួយធ្វើអ្វីបានខ្លះគាត់គិតក្នុងចិត្តថាមីនេះខ្លួននឹងកំពុងតែគិតស្អីហ្នឹងហេតុអ្វីបានជាគ្មានការទុកចិត្តបែបនេះស្អីទៅគ្រាន់តែចង់ទៅបើជានាងបែបនោះទៀបមែននិយាយដោយរីករាយពុកបន្លែនិងផ្លែឈើទាំងនោះលោកចុកទៅលេងឲ្យអត់ទៅចំណែកកត្រីសាច់មន់សាច់តែគឺទុកឲ្យខ្ញុំចាត់ការចោះព្រោះថាក្លាឈាមស្រវាមិនសូវល្អសម្រាប់លោកដល់ប៉ុន្មានទេបណ្ដាលៀងដំឡូងបារាំងបណ្ដានិយាយថាមិនអីទេពួកយើងជាត្រកូលវិសាចិញ្ចក់ឈាមពួកយើងនឹងមិនងាយឲ្យសត្វមានកម្រិតទាបកចេះហេតុពលបានឡើយនិយាយអ៊ីចឹងចោះខ្ញុំមកទីនេះដើម្បីលៀងដំឡូងបារាំងឲ្យនឹងទេសង្ស័យយើងនៅមានមួយការប្រាក់នោះមែនទេគេមិនខ្លាំងដោយខ្ញុំទេធាតម៉ាតផ្អើដល់ថ្នោតម៉ាថ្លុងឃើញឡាម៉ូថែនច្បាប់ដំឡូងបារាំងបែកខ្ទេចអូយគ្រាន់តែលេងសោះមិនចាំបាច់ប្រើកម្លាំងខ្លាំងម្លេះទេឡាមានអារម្មណ៍អន់ចិត្តសូមទស្សនាខ្ញុំមិនសូវជំនាញរឿងរៀបចំអាហារមនុស្សទេតិចម៉ាត់លងលោមថាមិនអីទេណាធ្វើដំបងមើលវាត្រូវតែអញ្ចឹងហើយឲ្យតែមិនប៉ះពាល់ដល់ភាពខ្លាំងពូកែរបស់ប្រសាចចិញ្ចក់ឈាមមើលទៅជាឯងគឺបានហើយឡាទឹកមុខសរសៃឡាមិនខ្ញុំនឹងព្យាយាមរៀនដំបងទៀតម៉ាត់មេឲ្យមកខ្ញុំនឹងបង្រៀនអញទីមួយអញលេងសម្បានសម្បកខាងក្រៅស្អាតបើមានដៃខ្សាច់អីគេក៏ដោះស្អាតទៅមិនតាមមកក៏សម្បកវែចូលព្រោះថារឿងនឹងអញក៏មិនចាំបាច់ខ្វល់ដែរចំពោះស្នាមមួយឆ្មើនៅលើសម្បកនោះវាមិនអីទេកំបារំអីដៃទាំងពីរចាប់ប៉ះគ្នាឡាម៉ូសម្លឹងមើលមុខដល់ស្រស់ស្អាតរបស់ទៀតម៉ាត់បន្ទាប់ពីលេងដំឡូងរួចក៏ដល់ពេលក៏សោះសម្បកបានយ៉ាងស្ទាត់ជំនាញនៅក្បែរនោះក៏លន់មាត់សរសើរអញពិតជាពូកែណាស់
រៀងឆាប់ជាម្លេះនេះជាលើកទី1ពិតមែនឬបង្រៀនចង្វាយធ្វើម្ហូបតើគូមានសង្ឃឹមថានឹងបានឡើងប្រាក់ខែទីដឹងចំហាបន្ទាប់គឺឆាម្ហូបមានគ្នាដល់ទៅ4នាក់ត្រូវតែឆាច្រើនបន្តិចប្រេងឆាបាយខ្ទាតពេញមុខត្រូវប្រេងខ្ទាតពេញអស់ឡាមួយឃើញនៅក៏ស្មាក្រចិត្តទោះឲ្យខ្ញុំធ្វើឲ្យថិតម៉ែតសង្ស័យហើយគេគ្រាន់តែបីកម្រាមដៃមួយដងធីតម៉ាត់ផ្អើលទឹកជាក្រោយនាងធ្វើឲ្យវាចម្អានដោយខ្លួនឯងមែនទេមិនមែនទេលើកមុនឃើញនាងធ្វើនៅត្រូវថែមគ្រឿងតិចចូលទៅទៀតមែនទេទម្ងន់នឹងសីតន្តភាពគឺឡាមើលមកកំហូបមួយផ្លែតក៏យល់ច្បាស់គ្រឿងទេសដែលត្រូវការត្រូវបានបន្ថែមដោយស្វ័យប្រវត្តិហើយខ្លាយជាបិសាចចិញ្ចោះឈាមពិតជាមានសំណាងមែនណាខ្ញុំក៏ចង់អាចចម្រាស់កម្រាមដៃខ្លួននឹងបានខ្លះដែរគឺធ្វើដើម្បីគ្រប់យ៉ាងនឹងណារីកចំអយទៅជារបេះដូងលោកក៏លោកពិតជាអស្ចារ្យណាស់ឡាមឺឈៀនមិនយល់ទេរៀបបែបនេះមានន័យយ៉ាងម៉េចទៅនាងឆ្លើយយ៉ាងរីករាយគឺជួនបេះដូងតូចមួយនេះឲ្យលោកនឹងណាឡាមឺឈៀនមកឡើងនឹងជួនបេះដូងរបស់នាងឲ្យខ្ញុំមែនទេនាងញៀនខ្មាស់ហើយញីភ្នែកបន្តិចក៏ចាត់ទុកថៃចឹងចុះប្រហែលជាបត់ស្រាយបែបហ្នឹងហើយមែនទេឡាមឺឈៀនរំភើបចិត្តបើអីចឹងខ្ញុំត្រូវតែធ្វើម្ហូបឲ្យល្អបំផុតទៅបានអផ្សារត្រូវបានចាក់ចូលទៅប្រេងក៏ខ្ទាតពេញប៉ះចំភ្នែករបស់ឡាមឺឈៀនធីម៉ូកាន់កែវទឹកព្រះឲ្យប្រេងខ្ទាតចូលភ្នែកលោកហើយលោកអោនចុះមកខ្ញុំនឹងយកទឹកត្រជាក់លែងភ្នែកឲ្យលោកនៅឈឺទៀតទេឡាមឺឈៀនអោនចុះតាមសម្រួលរឿងនេះមិនបានធ្វើឲ្យខ្ញុំរបួសអ្វីបន្តិចសោះតែបាននឹងយកចិត្តទុកដាក់បែបនេះពិតជាមានអារម្មណ៍អស់ខ្លាំងណាស់គេស្រែកតែចិត្តថាឈឺទីមកប្រញាប់មិនស្រួលហើយត្រូវតែប្រញាប់ទៅមន្ទីរពេទ្យហើយឡាស្មូឈៀនអបចង្កេះនាងពួកយើងអ្នកទាំងពីរមើលមុខគ្នាយ៉ាងផ្អែមល្ហែមលោកឡារឿងរបស់ខ្ញុំតែធ្វើមិនបានទៀតមានន័យថាថ្ងៃក្រោយខ្ញុំក៏នឹងមិនប្រុងប្រយ័ត្នទៀតមែនទេមែនអត់ទីម៉ូងឿងឆ្ងល់ថាហាមកពីណាទៅថ្ងៃក្រោយប្រុងប្រយ័ត្នតែបន្តិចទៅបានហើយចាស់នេះក៏ជាសត្វគួរឲ្យស្រឡាញ់បែបនេះតែមែនទេសំឡេងចេញពីក្នុងផ្ទះបាយថាមកញ៉ាំបាយនិយាយយ៉ាងរីករាយទីបំផុតក៏មានបាយញ៉ាំខ្ញុំខ្លានចិត្តស្លាប់ហើយឡាមូឈៀនលើកកំហុបចេញមកបាយស៊ីមើលនឹងភ្ញាក់ផ្អើលថាថ្ងៃណាចាប់ហើយខ្ញុំភ្នែកកម្មទេtênមិនចង់ជឿថៃកែរបស់ក្រុមហ៊ុន Empire តែមានចំណូលចិត្តបែបនេះមែនទេខ្ញុំមើលមិនដាច់សោះទាំងរូបពណ៌ផ្កាសុកនឹងទៀតទាំងរូបបេះដូងនឹងទៀតឡាមូឈៀនសម្លឹងមើលដោយខ្សែភ្នែកត្រជាក់ស្រេបញ៉ាំបាយអ្នកទាំងពីរប្រាប់ថាបាទចាស់ធីម៉ូពួកអ្នកទាំងមូលពីរមកដល់ហើយមែនទេអង្គុយចោះញ៉ាំបាយមកឡាមូឈៀនបង្ហាញភាពម្ចាស់ការទុកឲ្យខ្ញុំធ្វើចោះបាក់ធ្វើមកគិតក្នុងចិត្តខ្ញុំនឹងចិត្តតែងឱកាសសម្រាប់ពាក់គូគ្នាតែមើលតែហាក់ដូចជាពួកយើងទាំងពីរពាក់ច្រឡំគ្នាហើយសៀតម៉ាត់និយាយទាំងទឹកមុខរៀបស្មើអញ្ចឹងមានន័យថាបានរកឃើញថាហាងជៀនរ៉ិនកំពុងតែលួចផ្ទេរទ្រព្យសម្បត្តិមែនទេរួចហើយគេក៏រួមដៃជាមួយសម្ព័ន្ធក្រុមហេខៀនដែលឡើងធ្លាប់បានបាត់ពីមុនដើម្បីតាមសម្រាប់អញមែនទេឆ្លើយតែពេលនេះខ្ញុំឡើងខ្លាចទៀតហើយខ្ញុំត្រូវបានក្រុមហ៊ុនអធិរាជជួលឲ្យចូលធ្វើការបាត់ទៅហើយសៀតម៉ាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងជួពេលណាបាក់ធ្វើមកឆ្លើយថាទឹកដៃមិញនេះអឹងតែសារសមត្ថភាពរបស់គេវាបិទជាសេចក្តីសមដែលក្រុមហ៊ុនត្រូវជួលបនគេក៏ហែកចូលក្នុងបញ្ជីតម្លៃផ្ទៃក្នុងរបស់ហាងជៀនរ៉ិនជូនដល់ក្រុមហ៊ុនលីកូមានរឿងអាស្រូវនឹងសកម្មភាពខុសច្បាប់ជាច្រើននៅក្នុងនោះសៀតម៉ាត់និយាយបនក្រុមហ៊ុនលីកូនោះគឺជាក្រុមហ៊ុនលីកូតែពួកយើងធ្លាប់ដេញថ្លៃប្រកួតគ្នាពីមុនមកមែនទេបាក់ធ្វើម៉ូឆ្លៃ10ព័ត៌មាននេះត្រូវបានបញ្ជូនទៅអគ្គនាយរដ្ឋានដីធ្លីហើយក្រុមហ៊ុនលីកូនឹងត្រូវកាត់ដោយតយផ្តោគូអាននិយាយឡើងសំណាងហើយដែលព័ត៌មាននេះមានប្រយោជន៍សម្រាប់លោកព្រោះខ្ញុំក៏មិនចង់ធ្វើជាកូនអខ្វល់ខ្វាយអីដែរតែអ្នកក៏ផ្លាយខ្លាំងណាស់ដែរអ្នកក៏ថាខ្លួននឹងជាវិនារីអាកំបាំងមែនទេឬក៏យ៉ាងម៉េចមនុស្សធម្មតាទាំងអស់នឹងហេតុអីអ្នកស្គាល់អញ្ចឹងសៀតម៉ាត់និយាយដោយមោទនភាពបើអញ្ចឹងមិនកាន់តែងាយស្រួលដោះស្រាយទៅខ្ញុំនេះហើយគឺជាមនុស្សដែលមានបេះដូងកសុលធម៌នឹងពិតជាអស្ចារ្យមែនតែនមិនចាំបាច់ត្រូវមានចិត្តស្មារតីស្មោះជាមួយខ្ញុំពេកទេព្រោះបេះដូងរបស់ខ្ញុំគឺជូកុងមីញ៉ាព្រះពុទ្ធជូកុងមីញ៉ាឡាមូសិនប្រកាសផ្ញើសារក្នុងចិត្តនិយាយទៅកាន់បាក់ធឺម៉ូទៅសឹកមើលថាជូកុងមីញ៉ាជានរណាបាក់ធឺម៉ូនិយាយមិនចេញចាវាយនោះគ្រាន់តែជាតួអង្គក្នុងរឿងព្រេងទេតើសៀតម៉ាត់បញ្យល់ថានោះគឺជាព្រះនៅសង្វៀនប្រយុទ្ធសំបីតែរឿងនឹងក៏មិនដឹងដែរជាហេខេរបៀបណាទៅនឹងនាងក្រោយឈរឡើងអាហាមែននៅក្នុងផ្ទះបាយនៅមានដាំស៊ុបមួយឆ្នាំងខ្ញុំនឹងយកវាឡើងទៅបានធ្មោមើលឃើញនៅក្រុមជើងរបស់សៀតម៉ាត់នោះគឺជាស្នាមចង្កូមរបស់ពុកវិស័យចិញ្ចក់ឈាមតែឲ្យទៅរួចទេដែលប្រធានក្រុមហ៊ុនបានចោះដៃជាមួយម៉ាត់ហើយសៀតម៉ាត់កំពុងតែរៀបចំភ្លើងប៉ាក់ស៊ឺមូស្រាប់តែដើរចូលមកចិត្តទៅឲ្យនាងឲ្យប្រធានក្រុមហ៊ុនបិឈាមើនាងសៀតម៉ាត់ភ្ញាក់ផ្អើលហើយងាកទៅមកវិញជួយឲ្យគាត់ព្យាបាលរបួសឲ្យខ្ញុំផងឡាមូថិនបាននិយាយថាជំនួយការបកជាតិត្រកូលវិស័យចិញ្ចក់ឈាមដែរដូច្នេះហើយទៅគេចាប់អាឡាំនឹងនាងរួចសួរតែមុខក្រហមតែពេលត្រូវគេបិឈាមនឹងមានអារម្មណ៍ប្លែកមែនទេប៉ាក់ស៊ឺមូមិនយល់សោះអារម្មណ៍ប្លែកពេលហ្នឹងគឺជាអារម្មណ៍បែប
វាស្រីស្ពឹកដូចជាត្រូវភ្លើងឆក់អញ្ចឹងជំនួយការប៉ាទៅលោកមានតបពីសនរឿងនេះទេប៉ាស៊ឺមកកើតមួយសន្ទុះធម្មតាពេលមនុស្សត្រូវគេខំច្រើនតែមានអារម្មណ៍ដូចប្រើថ្នាំស្ពឹកប៉ុន្តែចំពោះនាងលើកឡើងតែវិស័យចិញ្ចុកឈាមនោះមានចិត្តលោភលន់ចំពោះមនុស្សម្នាក់ខ្លាំងពេកទៅអាចទៅរួចទេដែលចាវាយចង់បានម៉ាត់ខ្លាំងដល់ថ្នាក់នោះសៀតម៉ាត់ហៅគេថាជំនួយការប៉ាស៊ឺមកក៏ក្បាលទាំងអៀងខ្មាស់តាមពិតទៅខ្ញុំកម្រនឹងញ៉ាំឈាមស្រស់ណាស់ខ្ញុំក៏មិនសូវដឹងដែរនាងឆ្ងល់មិនញ៉ាំរបស់ស្រស់មែនទេប៉ាស៊ឺមកពន្យល់ថាអាហារពួកយើងត្រូវបានកែច្នៃវាខ្ចប់នឹងដាក់សារធាតុដុកសាទុកវាមាននៅផ្សារសម្រាប់តែតកូលវិស័យចិញ្ចុកឈាមតែប៉ុណ្ណោះថែមទាំងអាចជ្រើសរើសក្រុមឈាមដែលខ្លួនពេញចិត្តបានទៀតផងមនុស្សលោកធម្មតាក៏មិនមែនទៅបិទទឹកដល់កូពីកូផ្តដែរមែនទេនោះក៏ជាកំណត់ល្អមួយដែរសៀតម៉ាត់គិតក្នុងចិត្តគឺបែបនេះសោះអញ្ចឹងតើខ្ញុំបានរំខានដល់លោកឡាំហើយប៉ាស៊ឺមើលទៅក្នុងចិត្តខ្ញុំតាមបំរើឡាំមូថានរាប់រយឆ្នាំមកហើយគេជាមនុស្សត្រជាក់ត្រជុំសម្បីតែឈាមក៏គេស្អប់ដែរការដែលម៉ាត់បានជំរុញចំណងរបស់គេដល់កម្រិតកម្ពស់បែបនេះតែវាជារឿងល្អអាក្រក់ទៅធ្លាប់ប្រចាស់ទុំក្នុងតកូលនិយាយថាអសញ្ញាណពិតរបស់ឡាមូថានគឺជាស្ដេចបិសាចចិញ្ចក់ឈាមពីមុនគេធ្លាប់ជាសាសនាដែលខ្លានឈាមមកពីរោគអីដែលធ្វើឲ្យឡាមូថានហាក់ដូចជាមនុស្សធម្មតាគឺទេវតាស្រីក្នុងរឿងព្រេងនិទានម្នាក់នោះក៏ត្រូវដែរព្រោះតែទេវតាម្នាក់នោះហើយដែលកាលពី1000ឆ្នាំមុនធ្វើឲ្យគេស្ទើរតែសម្លាប់មនុស្សពីស្ពេញទ្វេបអឺរ៉ុបទៅហើយបន្ទាប់មកសៀតម៉ាត់ក៏លើកហូបមកញ៉ាំទៅប៉ាងស៊ឺមួយសួរទៅកូអានទៅពេលណាទៅបឹងទៅចោះឈ្មោះនៅក្រុមហ៊ុនចាវាយតូចអ្នកកំលុះមិនថាក្រុមហ៊ុនបច្ចេកវិទ្យាដែលខ្ញុំទៅធ្វើការទេសុទ្ធតែជួបតែបញ្ហាដែលគេមកចម្លៃទៅលើអ្នកមានសមត្ថភាពដូចខ្ញុំប្រសិនបើអ្នកជួយដោះស្រាយបញ្ហានេះឲ្យខ្ញុំនឹងព្រមធ្វើការឲ្យក្រុមហ៊ុនរបស់អ្នកទីម៉ូសាមើលឡាមួយឆេនមើលទៅដូចជាតាំងពីដើមរហូតមកដល់ពេលនេះរបស់លោកហាក់ដូចជាមិនសូវស្អស់ឡាមួយឆេនមុខឡើងក្រហមពោះតែប្រច័ណ្ឌការពីនេះនៅជាមួយគ្នាតែពីរនាក់ក្នុងផ្ទះបាយអស់3នាទីទីម៉ូមហូបរបស់លោកឡាគ្របមុខទាំងអស់ខ្ញុំនិយាយមែនណាឆ្ងាញ់ខ្លាំងណាស់អរគុណលោកខ្លាំងណាស់មកយើងចលកៃឡាមូសេនក៏ចលខែជាមួយនាងទីម៉ូយកពីចិត្តអញ្ចឹងតំណែងប្រធានក្រុមហ៊ុនដ៏អស្ចារ្យរបស់ខ្ញុំចង់ឲ្យខ្ញុំលួងលោមគាត់សោះខ្ញុំយល់ហើយមកមួយកែវទៀតមកឡាមួយចិនកលេចមើលរួចក៏ដណ្ដើមកែវវ៉ាស៊ីមើលភ្លាមគ្មានការអ្វីដែលត្រូវពាក់ព័ន្ធជាមួយទៀតទេចេញទៅកន្លែងផ្សេងទៅគាត់ដឹងចិត្តខ្លួននឹងច្បាស់ណាស់អូខេអញ្ចឹងពួកយើងទៅមុនហើយកសារនេះនឹងមិនតាន់រៀបចំរួចច្រល់ទេហើយព្រឹកស្អែកត្រូវប្រើក្នុងកិច្ចប្រជុំទៀតយប់នេះប្រហែលជាត្រូវរំខានអ្នកហើយលោកប្រធានឱកាសមកដល់ដែរហើយត្រូវតែចាប់ជាឲ្យបានណាដែលស្រវឹងជោគជាមហៅព្រះឲ្យមិនក៏តកឲ្យមកនៅទីនេះតំណាក់អញ្ចឹងបើសិនជាអ្នកធ្វើអ្វីមួយដែលមិនល្អដាក់ឡាមួយជាវិញនោះតើត្រូវធ្វើដូចចំណេចទៅរឿងនេះវាពាក់ព័ន្ធនឹងអាជីពការងារនេះពេលអានេះក៏របស់ខ្ញុំណាព្យាយាមប្រើកម្លាំងទាំងអស់ដើម្បីទាញគាត់ឲ្យក្រោកឡើងគាត់ជំនួសដែលឃើញតែផលប្រយោជន៍ជាងខ្លួននឹងឲ្យផ្លេចខ្លួនគេណៃឃើញហើយថ្ងៃក្រោយចាំជួយអប់រំគាត់ឲ្យបានល្អផងបានសួរសិខ្ញុំនឹងនាំមិញទៅកាន់កន្លែងមួយដែលមានបកកហ្គេមទំនើបនឹងមានភាពល្អឥតខ្ចោះបំផុតនៅលើពិភពលោកតែត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញលំដាប់ពិភពលោកម្យ៉ាងទៀតប្រព័ន្ធសុវត្ថិភាពនៅទីនោះគឺល្អឥតខ្ចោះធានាថានឹងមិនត្រូវគេតាមសម្លាប់ទៀតឡើយភ្នែករបស់ភ្លឺចេញចែងភ្លាមបានចឹងតោះទៅទៀតទៅបានមកយ៉ាងខ្លាំងពួកយើងមួយឆេននិយាយទៅកាន់ទីម៉ូសាសុំតួផងណាពួកយើងទៅណាទៅគ្នានិយាយទឹកម៉ែតសុំតួផងណារំខានអ្នកត្រូវធ្វើការថែម៉ងហើយនៅទីនេះនៅមានបន្ទប់ទំនេរច្រើនណាស់បើវាយប់ជ្រៅពេកក៏នៅទីនេះស៊ុងសឿងអញ្ចឹងតែមានប្រាក់ថែម៉ងទេមានតានភ្នែករបស់នាងភ្លឺថ្លាដឹងភ្លាមហើយបានរេតត្រេងងឹតលោកវសុនកំពុងទទួលទូរស័ព្ទពីបាក់ទៅមកថ្ងៃនេះមានរឿងអីបានជាតំណេកំខានមកខ្ញុំចឹងមនុស្សនៅម្ខាងទីឆ្លើយថាខ្ញុំនៅឃើញចន់ផ្តល់ដែលធំនៃផ្ទះរបស់លោកបន្ទប់នេះនៅតែមានច្រើនណាស់អញ្ចឹងខ្ញុំជុំមនុស្សសម្នាក់ទៅទីនោះណាលោកវិនសឹមសើចខ្ញុំកំពុងបើកការិយាល័យមេធាវីណាមិនមែនជាមែនដល់សងកាច់ទេបាក់ទៅមកម្ខាងទីឆ្លើយដល់វិញថានិយាយលេងទេខ្លះមកគ្រាន់តែចង់លេងសើចតែការពិតខ្ញុំជុំមនុស្សទៅដល់ផ្ទះលោកបាត់ហើយក៏ដាក់ទូរស័ព្ទចោះភ្លាមលោកវិនសឹមខឹងឡើងញ័រខ្លួនមនុស្សនៅក្រុមហ៊ុនដេកុកសុទ្ធតែមានចរិតកាំងបែបនេះគ្រប់គ្នាខ្ញុំក៏ចង់ឃើញដែរថាមនុស្សដែលលោកចង់បញ្ជូនមកឲ្យខ្ញុំគឺជានរណាពិតប្រាកដអីខាងនេះទៀតម៉ាត់កំពុងប្រឹងធ្វើការយ៉ាងសកម្មប្រាក់ខែថៃមកគុណនឹង10ធ្វើការយកច្រាហើយទៅងូតសឹកសម្រាប់កទៅហើយឆ្លៀតពេលនេះខ្ញុំនឹងជួយរៀបចំកេងជូនអ្នកបន្តិចទៀតម៉ាត់ឆ្លើយថាអញ្ចឹងយើងពីរនាក់នៅជាមួយគ្នាទៀតម៉ាត់និយាយថាមិនខ្វះឈ្មោះជាទីដាំដៃគេក្នុងក្រុងស៊ីសមែនតែដល់ភាពពេលរាត្រីនៅទីក្រុងសានខ្លាំងណាស់ប្រហែលជាត្រូវកម្រកលុយមកទិញតេស្តនៅទីនេះឲ្យបានហើយឡាមកឋានមើលមកនាងបើដល់ពេលនោះមែនយើងនឹងខ្លាយជាអ្នកជាជាងខាងគ្នាបាត់ហើយអាគុណលោកនេះគឺជាភារជូនពរដែលល្អបំផុតតែខ្ញុំធ្លាប់បាននៅក្នុងជីវិតរបស់ខ្ញុំឡាមកឋានមុខហាមនាងព្រមចង់រស់នៅជាមួយខ្លួនបែបនេះមែនទេទៀនម៉ាត់
កំពុងតែសមីថាខ្លួនកំពុងដេកលើកុំរលុយហើយបានខ្លាយជាអ្នកចិត្តខាងជាមួយឡាម៉ូថាន់បែបនេះយ៉ាងណាក៏ខ្លួននឹងខ្លាយជាសេដ្ឋីដែលមានលុយរាប់រយពាន់លានមិនខានសំឡេងទឹកហូរច្រោកទៀតម៉ាត់កំពុងងូតទឹកនៅខាងក្រៅកំរាលពុកពូខ្នាយទឹកក្តៅក្លាន់ក្រអើបឧបករណ៍បោះបំពង់សំឡេងប្រដាប់ដល់ភ្លើងទាំងអស់សុទ្ធដែលត្រូវបានរៀបចំជូនយ៉ាងល្អាគេបែរមកទៅមើលទាំងមុខឡើងក្រហមប្រឹងតែស្ទើរតែភ្លេចទៅហើយថាខ្លួននឹងមានសមត្ថភាពមើលឃើញតម្លោះតម្លៃបានខ្ញុំបានឃើញនាងដោយចៃដន្យទៀតម៉ាដើរចេញពីបន្ទប់ទឹកវោទឹកក្តៅអ៊ុនបែបនេះពិតជាស្រួលខ្លួនខ្លាំងណាស់នាងមើលចំមិញខ្លួនដោយក្តីរីករាយវ័យប្រគ្រប់យ៉ាងត្រូវបានរីកចម្រួលច្រល់អស់ហើយតើនេះមិនមែនជាអារម្មណ៍របស់កូនមុំក្នុងរឿងនីតិទៅក្លិនក្រអូបឈ្ងុយវិញម្លេះនាងមកក្រហមព្រឿងសំបីតែខោអាក្នុងក៏មានដែរសំបីតែទំហំខ្លួនក៏ត្រូវបេះបាត់ដែរគួរឲ្យភ្ញាក់ផ្អើលមែនតែបើសាច់ចិញ្ចោះជាម្នាក់នេះហេតុអ្វីក៏ដឹងគ្រប់យ៉ាងបែបនេះព្រឹកព្រលឹមសំឡេងទូរស័ព្ទរត់ឡើងទៀតម៉ាត់បើកភ្នែកឡើងតែងងុយដេកទៅតែព្រឹកព្រលឹមសោះតែអ្នកណាហៅមកអីចឹងនាងលោតដៃទៅចាប់ទូរស័ព្ទក៏អាននៅខាងចុងខ្សែស្រែកអូឡាខណៈដែលម៉ាត់ទៅតែភ្ញាក់ពីដេកខ្ញុំរកឃើញថាខ្ញុំបានដេកលើក្រែតែមួយជាមួយប្រុសសំណាក់ទៀតគួរឲ្យខ្វល់មកអឹមណាស់ទៀតម៉ាត់ឆ្លើយដបយ៉ាងស្ងប់ស្ងាត់ហាស្អីដេកជាមួយជំនួយការបាក់នឹងមែនទេគូអាននិយាយទាំងប្រញោមិនមែនជាប្រសង្ហាដែលមិនស្គាល់មុខទៅឈប់និយាយជាមួយនាងទៅក៏ចេញបន្ទប់តែហើយនាងគិតក្នុងចិត្តថាបានតេកជាមួយប្រសង្ហាដែលមិនស្គាល់មុខអ្នកដែលជំនួយការបាក់រកឲ្យប្រហែលជាអាចទុកចិត្តបានមែនទេដឹងនាងដើរចេញទៅខាងក្រៅហើយនិយាយថាអរុនសុស្ដីលោកឡានាងមើលទឹកអាហារដោយក្តីរំភើបព្រះអើយបបរដំឡូងជ្រាបនៅក្រហមពូពីបំពង់នំស៊ុយសាកៅក្រហមទឹកសណ្ដែកគ្រប់យ៉ាងសុទ្ធដែលមាននៅទីនេះអាហារទាំងអស់នេះបងជាអ្នកធ្វើដោយខ្លួននឹងមែនទេលោកឡាមូសិនឆ្លើយដោយមោទនភាពខ្ញុំបានមើលរូបបន្ទប់ភពខ្លះហើយឃើញថាថ្ងៃទៅខ្ញុំសាក់ធ្វើបន្តិចបន្តួចទៅញ៉ាំទៅលោកអុកកុំប្រញាប់ឲ្យខ្ញុំរួចហើយបើផ្លូវទៅធ្វើការងារស្រួលខ្ញុំនឹងជួននាងទៅសាលារៀនតែម្ដងលោកឡាមូសិនចង្អុលដៃទៅស្នាមរ៉ានដៃរបស់នាងត្រូវបានបញ្ចូលក្នុងនេះរួចហើយនាងអាចមកជាមួយការមួយនេះខ្ញុំគ្រាន់តែនៅទីនេះពេលដែលត្រឡប់ពីធ្វើការនៅឆ្ងាយដោយចៃដន្យប៉ុណ្ណោះឬក៏ពេលដែលមានការងារថែមម៉ោងទៅមិនបាននៅញឹកញាប់ទីនេះនៅជិតក្រុមហ៊ុននាងទៅធ្វើការក៏ងាយស្រួលដែរហើយនាងរស់នៅទីនេះវានឹងកាន់តែមានន័យជាងលោកកំចាស់ទៀតមកកាន់កាត់នោះប្រហែលជាការនេះចង់ឲ្យខ្ញុំធ្វើការថែមម៉ោងឲ្យបានច្រើនជាងនេះហើយដឹងលោកម្ចាស់ស្រាប់តែប្រាយជាមានចិត្តល្អទំភ្លន់ម្លេះក៏ព្រោះតែចង់ជីកជន់ឲ្យបានច្រើនបំផុតប៉ុណ្ណោះមែនទេឡាមើលទៅនាងចោះមើលនាងរំភើបខ្លាំងណាស់នាងនិយាយថាចង់បានផ្ទះបែបនេះមួយចាស់ទុកថាបានបំពេញតាមម្ដងនាងហើយចោះនៅចំណត់ឡានតែចង្អោដៃហើយនេះយាយនេះឬជាយានដែលធំផុតដែលបងនិយាយនោះឡាននេះមិនទៅជំនាញហើយណាលើកមុនទៀវខែមិនអាចជួននាងទៅដល់មុខច្រកចូលសាលាបានដោយសារតែមេតម៉ាតខ្លាចអ្នកដតីចាប់អារម្មណ៍នឹងឡានទំនើបក៏ព្រោះតែបែបនេះហើយទៅខ្ញុំចេះតែជ្រើសយកកឡានមួយនេះទៀតបាននិយាយថា Lamborghini មួយនេះថោកបំផុតហើយមែនទេឲ្យព្រីវតែចោះចៅឯងថាទៅគឺថោកហើយត្រូវតែបន្តរសារស្មិទ្ធផលការងាររបស់ខ្លួនឲ្យបាននាងនិយាយពិតមែនហើយថោកខ្លាំងណាស់ចឹងរំខានបងជូនខ្ញុំទៅគៀលំនៅខាងក្បែរសាលារៀនផងឡានក៏ឈប់ទីម៉ាត់ចោះពីឡានកូនច្រើនលោកឡាខ្ញុំទៅរៀនហើយលះហើយណាបាឡាតូសើទុករឹបចម្លានថោកបំផុតឲ្យខ្ញុំមួយមុខមេនៅខាងចុងស្ទែមខាងទៀតចាវាយបងគិតនៅបាក់ឡានអគិសនេះមែនទេគាត់គិតក្នុងចិត្តអ្នកដតីគឺមិនខ្លាចជាញ៉ាំអ្វីឡើយប៉ុន្តែចំពោះខ្លួននឹងវិញនាងតែងតែប្រយ័ត្នប្រយែងក៏គាត់ខ្លាចនៅមុខចុកសាលាបានត្រឹមត្រូវជិះឡានអ្វីក៏បានដែរឆ្លៀតពេលនេះខ្ញុំសួរមួយចូលថាខ្ញុំដូរពូនសក់មកជាភ្នំមាសភ្លឺបែបនេះមើលទៅសំទេក៏ដូចជាដូរពូនសក់ពេលនេះដែរចាវាយបងនិយាយលេងឬមែនតែនឹងនៅសាកលវិទ្យាល័យអ្នកម៉ែនិកសាលាលោករកខ្ញុំមានការអ្វីគួយស៊ូហ្វៀនពួកយើងកំពុងរងចាំក្មួយនោះអ្នកក៏សាលាខ្ញុំជាមួយតំណែងក្នុងល្អនឹងគ្នាណាស់ប្រកាសជាគេនឹងយល់ព្រមជាមិនខានទៀតម៉ាតផ្អើលយល់ព្រមគួយស៊ូហ្វៀននេះចង់លេងល្បិចទៅទៀតហើយមានរឿងអ្វីនិយាយត្រង់មកចោះលោកនេះក៏សាលាចាប់ដៃធៀបម៉ាត់អើយសូមអបអរសាទរដែលអត្ថបទវិភាគរបស់ក្មួយទទួលបានរង្វាន់លេខ1ហើយបាននាំក្តីសូមឲ្យសាលានៅក្នុងពិធីប្រកល់ពានរង្វាន់នេះខ្ញុំសង្ឃឹមថាក្មួយនឹងគួយសូយើងនឹងទទួលរង្វាន់ជាមួយគ្នាដើម្បីឲ្យស្លាមាឲ្យបន្ថែមមួយទៀតខ្ញុំទប់កំហឹងមិនបានក៏បង្ហាញទឹកមកខឹងសម្បាអូការមួយបង្កាច់មិនបានសម្រេចមែនទេបានជាពេលនេះចង់ប្រើទំនាក់ទំនងតខ្លួនដើម្បីមកកញ្ចោចអីទៀតយកក្តីរបស់ខ្ញុំទៅចែករំលែកឲ្យគេតាមចិត្តចង់នឹងឬខ្ញុំមិនយល់ព្រមដាច់ខាតលោកនាយក៏រងបាននិយាយទៅទៀតកញ្ញាគួយស៊ូវីនេះទៅទីនេះមិនឆ្នាំមកនេះបានឈ្នះពានរង្វាន់មិនតិចទេសាលាយល់ថាយើងមិនអាចធ្វើមិនដឹងមនុស្សចំពោះសិស្សដែលខិតខំប្រឹងប្រែងដើមយកក្តីសោយសាលាបែបនេះទេដូច្នេះហើយទៀតម៉ាត់ជួយសហការតាមវិធីដែលសាលារៀបចំទៅណាដែលចូលទៅចិត្តពាក្យសម្ដីរបស់លោកនាយក្រុងខ្ញុំស្ដាប់ហើយពិតជាមិនយល់សោះតែបទស្រាវជ្រាវនេះគឺជាការប្រកួតប្រជែងផ្ទាល់ខ្លួនតែមានវិធានការណារបស់សាលាដែលចែងថា
រកការប្រកួតប្រជែងផ្ទាល់ខ្លួនត្រូវដៃកឈ្មោះអ្នកដតីទៅរួមគ្នាទូរង្វាន់បែបនេះហឺកាត់កងនិយាយឡើងចេញបើចង់ដល់មុខវិស្វៀនទៅដែរនោះមិនមិននាំយកមិត្តរួមថ្នាក់ទាំងអស់ក្នុងដែរប៉ុន្តែមកយើងទៅតែម្ដងទៅគ្រាន់តែចង់ថាលើរង្វាន់ទាំងនេះគឺសាលាចេញឲ្យឬក៏ក្រុមហ៊ុនដេកគួកជាអ្នកចេញឲ្យឬមួយត្រូវឲ្យខ្ញុំតាក់ទងទៅខាងក្រុមហ៊ុនដើម្បីសួរនាំពីរបៀបធ្វើការរបស់លោកនាយក្រុមទៅចិត្តអត់ទេលោកនាយក្រុងចាប់ដើមបែកញើសអាការៈមិនសូវស្រួលទេរឿងនេះពិបាកដោះស្រាយណាស់ណាកញ្ញាទៀតម៉ាត់កំពុងនិយាយលេងមែនទេមិនមែនទេខ្ញុំគ្រាន់តែជាអ្នកដាក់សំណាប់ប៉ុណ្ណោះរឿងលម្អិតគឺត្រូវចរចាគ្នាជាក្រោយមែនទេអញ្ចឹងខ្ញុំបានបង្ហាញយោបល់របស់ខ្ញុំរួចហើយណាលើផ្លូវសិក្សារបស់គួយស៊ូហ្វៀនអីចឹងទោះបីជាបាត់បង់ពានរង្វាន់នេះមួយក៏មិនមែនជារឿងធំដុំអ្វីដែរអានេះក៏ប្រាក់ដល់ជាបង្ការសមិទ្ធផលបានប្រសើរជាងនេះទៅទៀតចំណុចនេះខ្ញុំជឿថាកញ្ញាកែសាឡាដូចជាអ្នកប្រាកដជាធ្វើបានអ្នកថាត្រូវទេម្ដុំថាគួយស៊ូវីវៀនគួយស៊ូវីនយកខ្លួនមិនទៅរឿងហ្នឹងពិតជាត្រូវហើយហេតុអ្វីបានជាទៅជាបែបនេះហេតុអ្វីបានជាទៀតម៉ាត់ស្រាប់តែមានរស្មីគួរឲ្យខ្លាចបែបនេះទៅវិញទៀតម៉ាត់លើកដៃឡាបើការជជែកគ្នាជើចឹងខ្ញុំសុំត្រឡប់ទៅថ្នាក់វិញហើយជិះដល់ម៉ោងរៀនហើយខ្ញុំទៅមុនហើយណាលះហើយលោកនាងរងបែរទៅនិយាយជាមួយគួយស៊ូហ្វៀននាងនឹងពិតជាម្ចាស់យល់សភាពការសះខ្ញុំអោយនាងឡើងទទួលរង្វាន់ជាមួយនាងហើយក៏ចាត់ទុកថាជាការផ្ដាល់មុខមាត់ឲ្យនាងខ្លាំងណាស់ទៅហើយសូយិនអើយបងនឹងជាអ្នករាយការណ៍រឿងនេះទៅថ្នាក់លើដោយផ្ដាល់អោយថ្នាក់លើគេច្បាស់ជាយល់ព្រមមិនខាន់ទេព្រោះយ៉ាងណាក៏ផលសិក្សារបស់អូនល្អឥតខ្ចោះដែរកញ្ញាសៀមបង្ហាញអាការៈត្រេកអរខ្លាំងរួចឲ្យគុណលោកគ្រូធាតម៉ាត់អើងជាអ្នកកាន់ពានរង្វាន់ក៏ពិតមែនតែបងនៅតែអាចចកយកក៏វិញបានដល់ពេលនោះអើងក៏នឹងខ្លាយជាត្រឹមតែសមូររបស់បងដូចពីមុនទៀតម្ដងនៅខាងក្រៅច្រករបៀងមុខបន្ទប់នេកសាលាសាស្ត្រាចារ្យយ៉ាងនិយាយជាមួយធាតម៉ាត់កូនសាស្ត្រសំណេរពិតជាបានប្រសពខ្លាំងណាស់លោកគ្រូចង់អញ្ជើញយើងឲ្យចូលរួមក្នុងក្រុមស្រាវជ្រាវនិងអភិវឌ្ឍរបស់លោកគ្រូក្រុមនេះរបស់លោកគ្រូទទួលបានការឧបត្ថម្ភធ្វើការពីក្រុមមុនតេកូសូយិនឈើលុយស្ដាប់សាស្ត្រាចារ្យយ៉ាងគឺជាក្រុមអ្នកស្រាវជ្រាវលំដាប់កម្ពុជារបស់ចិនក៏អញ្ជើញស្រីម្នាក់នេះដោយផ្ទាល់មាត់អ៊ីចឹងហីធាតម៉ាត់ឆ្លើយដល់វិញថាប្រកាសណាស់អូនយល់ព្រមចូលរួមតែថាអូនអាចមកបានតែពេលថ្ងៃទេណាពេលយប់អូននៅមានការងារធ្វើទៀតទៅធ្វើបែបនេះវាអាចប៉ះពាល់ដល់ក្រុមដែលឬទេលោកគ្រូមិនមែនជាបញ្ហាទេលោកគ្រូស្វាគនឹងចូលក្រុមជានិច្ចធាតម៉ាត់ងាកមកក្រោយសូយិនអើយគួរឲ្យស្ដាយណាស់កម្រងការទៅតាំងដល់ជាចិត្តរលែកអោយហើយសូយិនខឹងសប្បាយយ៉ាងខ្លាំងសំបីតែខណ្ឌចិត្តចម្លែកពេកបែបនេះសាស្ត្រាចារ្យយ៉ាងក៏នៅតែយល់ព្រមតែហីបើរឿងនេះបែរធ្លាយចេញទៅខាងក្រៅទៅពួកមិត្តរួមថ្នាក់នឹងគិតយ៉ាងណាចំពោះនាងទៅទោះបីជានាងដណ្ដើមបានពានរង្វាន់មែនក៏នាងនៅតែត្រូវខ្លាយជាស្រមូលឲ្យស្រីម្នាក់នោះដដែលបែបនេះការខាត់កម្រឹងប្រែងទាំងអស់របស់នាងក៏ខាត់បងទៅទេអានអស់ហើយធ្វើម៉េចទៅសំឡេងរត់ទូរស័ព្ទបន្លឺឡើងអាឡូកូនសូយិនមែនទេកូនស្រីឲ្យមិនមែនប្រាប់ថាម៉ោងនេះត្រឡប់មកផ្ទះវិញដើម្បីពិភាក្សាការងារទេហើយមីងមីបានមកកណ្ដាលហើយកូននឹងត្រឡប់ទៅវិញភ្លាមបន្ទាប់ពីដាក់ទូរស័ព្ទចុះសូយិនញញឹមយ៉ាងចរំសៀតនាងគិតក្នុងចិត្តថាសៀមីងមីចូលចិត្តជួយនាងម៉ាត់ដូច្នេះត្រូវតែចាប់ផ្ដើមចាត់ការនាងសិននាងត្រូវតែធ្វើឲ្យគ្រប់គ្នាបានដឹងថាការចូលមកជិតស្និទ្ធនិងការជួយជ្រោមជ្រែងនាងម៉ាត់គឺគ្មានទីបញ្ចប់ល្អឡើយការជួយឧបត្ថម្ភនិងការជួបជាមួយម៉ាត់សុទ្ធតែមិនមានលទ្ធផលល្អឡើយទោះបីជាមានការយល់ព្រមពីសាស្ត្រាចារ្យជាងក៏ដោយទៅអន្តេវ៉ាសេកថានារីសៀនម៉ាត់បើកទ្វារនាងបានឃើញយ៉ាវ៉ាហានដែលមានទឹកមុខស្លេកកស្លាំងយ៉ាវ៉ាហានដើរចូលទៅខាងក្នុងដោយស្ងៀមស្ងាត់អីឈីឃើញបែបនេះក៏និយាយទៅកាន់សៀនម៉ាត់នាងអ្នកនោះមើលមកកូនដូចជាកណ្ដោះឃើញឆ្មាអញ្ចឹងប្រហែលជានាងចិត្តរើចេញពីអន្តេវ៉ាសេកថារបស់យើងហើយម៉ាត់ហើយបានជារងពលឯងពួកនាងងាយចោលបែបនេះសៀនម៉ាត់ក៏ងាយកាភ្នែកទៅមើលយ៉ាវ៉ាហានដែរយកដល់មុខម៉ាត់ពុកណែរបស់ពួកនាងសង្ឃឹមថាចាប់ពីពេលនេះទៅពួកនាងនឹងកែខ្លួនធ្វើជាមនុស្សល្អចោះតែឈីញ៉ាំដដងហាមទៅមួយពីរដងពីថ្ងៃនេះឯងមិននៅហើយសំបីតែមិញក៏បាត់ខ្លួនដែរខ្ញុំគឺជាមនុស្សតែម្នាក់គាត់នៅក្នុងអន្តេវ៉ាសេកថានេះធុញទ្រាន់ខ្លាំងណាស់សៀនម៉ាត់មានអារម្មណ៍ចម្លែកមិញយកមិនមកគេនៅបន្ទប់នោះមិនមែនជាតម្រាប់របស់នាងឡើយខ្ញុំក៏មិនដឹងច្បាស់ដែរមើលទៅដូចជាថ្ងៃនេះនាងក៏មិនបានទៅរៀនដែរអ្នកក្រុមគ្នាក៏រកគ្នាមិនឃើញដែរសៀនម៉ាត់ឈរគិតមួយសន្ទុះជាតិមុននៅពេលនេះខ្លួននឹងត្រូវបានគេបណ្ដេញចេញពីអន្តេវ៉ាសេកថារួចទៅហើយប៉ុន្តែក៏ធ្លាប់រឿងមិនច្បាស់លាស់ថាមិញបានសុំសម្រាប់រៀនហើយបន្តមកគួយស៊ូយិនកាន់តែមានគេដែលឈ្មោះអាក្រក់បានផ្សព្វផ្សាយពីរយចាំអារម្មណ៍បន្តិចទេអំពីមិញកសែភ្នែករបស់នាងប្រែជាមុតស្រួចជាតិមុនខ្លួនអញថែមទាំងការពារខ្លួនមិនបានផងពេលនេះក៏ត្រឡប់ទៅវិញប្រហែលជាក្នុងនោះមានរឿងអ្វីមិនប្រក្រតីហើយសៀនបានទូរស័ព្ទទៅប៉ាក់សូមូដើម្បីសួរនាំប៉ាក់សូមូនៅចុងសែមខានទៀតនិយាយថាអាឡូសិស្សម៉ាត់កំរណាស់ណាខាងរកខ្ញុំមានការអីនិយាយត្រង់ទៅចោះលោកជំនួយការប៉ាខ្ញុំមានរឿងមួយចង់ពឹងលោកជួយមើលថៃរបស់ខ្ញុំផងណានាងគឺជាមិត្តភក្តិដៃរបស់ខ្ញុំសង្ស័យថាពេលថ្មីនេះនាងប្រហែលជាជួបបញ្ហាអ្វីមួយហើយប៉ាក់សូមូតបវិញថាខ្ញុំយល់ហើយមិត្តភក្តិរបស់នាងក៏ជាមិត្តភក្តិរបស់ខ្ញុំដែរតើ
ចាំខ្ញុំរៀបចំចាត់ចែងឲ្យបន្ទាប់ពីដាក់ទូរស័ព្ទចោះសៀតម៉ាត់បានរំកិលមើលសារដែលសិក្សាពីមុនអង្គការដែលវិនិយោគពីក្រោយបច្ចេកវិទ្យាសាស្ត្របច្ចេកទេសសិនវិញគឺជាក្រុមហ៊ុនសាជីវៈដ៏ធំមួយរូបភាពរបស់ហាមិញមិញដែលនិយាយជួយរូបភាពរបស់សៀមីកំពុងនិយាយជួយនាងក្នុងក្រសែភ្នែករបស់នាងការជេរប្រមាថកិតអ្នកដតីគឺហៅថាការបង្ហាញមកយោបល់ផ្ទាល់ខ្លួនរបស់នាងមែនទេទស្សនៈជីវិតរបស់កញ្ញាពិតជាគួរឲ្យរំជួលចិត្តមែនគិតដល់ត្រង់នេះនាងកាន់តែដេកញ៉ាច់មិញមានបានជួយនាងមកច្រើនហើយដល់ពេលដែលនាងត្រូវជួយវិញម្ដងខ្ញុំឈ្មោះកាដូឌីម្ដាយចង់ហាមិញមីនឹងហាយវត្តពុករបស់ហាមិញមីកំពុងអង្គុយនៅទទួលភ្ញៀវក្នុងផ្ទះហាមិញមីអង្គុយនៅពីមុខពួកគេកំពុងកាន់ពេនតែឪពុករបស់នាងអប់ដែលធ្វើជាមានអំណាចនិយាយថាមិញមីកូនធ្វើស្អីមិនប្រាប់មួយម៉ាក់សុអ៊ីចឹងមិនឃើញប៉ាទៅម្ដាយចង់របស់នាងអង្គុយទឹកបែកហាយូរហើយដែលប៉ាម៉ាក់បានជួបកូននៅសាលារៀនសូត្រយ៉ាងម៉េចដែរប៉ាមិនជាស្ដេចទេដែលមកបង្ខំឲ្យចន្ទ្រូវមកគោបចំណែកស្រីម្នាក់នេះក៏គ្រាន់តែជាស្រីតូចដណ្ដើមដីគេមានសិទ្ធិស្អីមកហាខ្លួននឹងថាចម្លែករបស់ខ្ញុំហាយវ៉ាតងខឹងសម្បាតកូនក្នុងពេលតែមួយនោះគីសើវៀនក៏ដើរចូលមកវិញហើយប្តីប្រពន្ធតាំងពីអ្នកនោះសប្បាយចិត្តរីករាយណាស់សើវៀនកូនសម្លាញ់របស់ប៉ាម៉ាក់ត្រឡប់មកវិញហើយឬមិញមីអង្គុយនៅទីនោះទឹកមុខមិនពេញចិត្តរួចបែរមុខនិយាយអាចោធំនេះដាក់ឈ្មោះខ្ញុំជាម្ចាស់ក៏មកធ្វើខ្លួនដោយជាម្ចាស់ផ្ទះនៅទីនេះឲ្យសោះគីសើវៀនគ្រាន់តែហែនទៅក្នុងចិត្តថានាងស្អប់ហាមិញមីនេះខ្លាំងជាងធាតម៉ាត់ទៅទៀតលំបាកខ្លាំងណាស់តម្រាំតែម៉ាក់របស់នាងបានខ្លាយជាជំទាវហាចុះឥឡូវនេះនៅត្រូវមកជួបនឹងកូនស្រីដល់រងរស់របស់ប្រពន្ធដើមនេះទៀតក៏សំណាងដែលវាមាននិស្ស័យស្ងប់ស្ងាត់មិនម៉ត់ទៅសាឡាតែងមកគិតថានាងទៅជាមកស្ពិតរបស់ផ្ទះនេះមិញមីសួរហាយវ៉ាតង់និយាយចង់ធ្វើអ្វីគាត់អប់ដៃនៅពីមុខមិញមីកាដូឌីរបស់កូនចង់សាក់លបងក្នុងវិស័យកាត់ទេប៉ាក៏ចង់ឲ្យនាងសាក់លបងនៅក្នុងក្រុមហ៊ុនដែលម៉ារបស់កូនបន្សល់ទុកឲ្យរួចពេលតែនោះក៏បែកសម្លេងបែកកោផាំងក្របទៅក្បែរត្រចៀករបស់គាត់ភ្លាមក្រោយនិយាយចប់ហាមិញមីខឹងខ្លាំងហើយស្រែកឡើងរំភ្លោប្រជាចូលមកក្នុងផ្ទះមិនតាន់គ្រប់គ្រាន់ទៅចង់បានក្រុមហ៊ុនដែលម៉ាក់ខ្ញុំបន្សល់ទុកឲ្យទៀតមែនទេកុំសង្ឃឹមឲ្យសោះថាខ្ញុំនឹងយល់ព្រមម៉ាក់ក៏នឹងមិនយល់ព្រមដែរកុំភ្លេចណាថាហារ៉ាទទួលបានអ្វីគ្រប់យ៉ាងដោយសពថ្ងៃនេះដោយរបៀបណាហាដេវ៉ាតឹងលោកវាសាហៅសែតពេកហើយដែលចេះតែធ្វើរឿងសង្គន់ដោយទូបែបនេះហាដេវ៉ាតឹងកំពុងតែខឹងសម្បាតកូនស្រីអប្រៃខ្វៃសវៀនដែលនៅពីក្រៅប្រញាប់មកខត់គាត់ប៉ាកុំក្តៅក្រហាយអីមិញមានចរិតបែបភ្នឹងយូរមកហើយទៅនៅសាលានាងថែមទាំងទៅតាក់ទងរាប់អានជាមួយនាងស្រីបតេឈ្មោះធាតម៉ាត់នឹងទៀតកូនកុំនិយាយប្រាប់នាងរហូតតែនាងមិនស្ដាប់ទេបតេនៅទីនេះគេប្រើពាក្យគ្នាដើម្បីស្ដាំតែទៅលើអ្នកដែលលោកខ្លួនដែលមានលក្ខណៈពិសេសនិងមានរូបរាងស្អាតជាមនុស្សធម្មតាហាឌីវ៉ាតង់បែរមកសួរដោយកំហឹងអីគេបញ្ញាប់ទៅស៊ើបអង្កេតពីនាងធាតម៉ាត់នឹងឲ្យញភ្លាមកុំឲ្យគ្រួសារហារបស់អិនត្រាម៉ាស់មកឲ្យសោះប៉ាតូឌីឈរមើលពីចម្ងាយដោយភាពរីករាយក្នុងចិត្តហាមិញមីអើយទោះបីជាលងមិនយល់ព្រមកូនគ្មានឱកាសនឹងតបត់វិញបានដែរហាមិញមីកំពុងដើរចេញទៅពីអ្នកម្ដាយកូននេះពិតជាគ្មានគេខ្មាស់ស្មែនព្រាមនោះក៏មានបរិស្លៀកពាក់ខ្មៅម្នាក់លួចមកពីក្រោយហើយខ្ទប់បាននាងសំណាងល្អដែរបាក់ទៅមកដល់តនពេលក៏ចាប់ដៃវាឲ្យសង្កត់ទៅនឹងចិញ្ចាំងវាស្រែកឡើងឈឺណាស់សង្គ្រោះខ្ញុំផងប្រាប់មកអ្នកណាជាជួយធ្វើរឿងនេះបើមិននិយាយគឺអញមានវិធីរាប់រយដែលធ្វើឲ្យមាត់នឹងត្រូវតែនិយាយចេញមកគឺបងស្រីម្នាក់បានឲ្យលុយខ្ញុំតាមដាននាងរួចក៏ដាក់ខោអាវនាងចេញដើម្បីថតរូបអាក្រាតកាយទៅមកយកដៃស្កត់ក្បាលវាចាប់គៀបសង្កត់ក្មេងស្រីតន់ខ្សោយលើស្មុកក្រកបែបនេះហាញក៏ហានទទួលដែរឬបាក់ទៅមកឡើងដៃចេញបរុសនោះក៏សន្លប់បាត់ស្មារតីទៅrồiគាត់ក៏បែរមកសួរមិញមីនឹងមិនអីទេមែនទេហាមិញមីមើលមកគាត់ដោយភ្ញាក់ផ្អើលខ្ញុំមិនកូនច្រើនណាស់បើសិនគ្មានអ្នកប្រហែលជាខ្ញុំជួបគ្រោះថ្នាក់បាត់ទៅហើយបន្ទាប់មកអ្នកទាំងពីរក៏ដើរទៅជាមួយគ្នាមានមនុស្សម្នាក់ទៀតបានប្រាប់ឲ្យខ្ញុំមកជួយនាងនោះបានដឹងមុនថានាងនឹងជួបគ្រោះថ្នាក់អញ្ចឹងហើយបានជាគេពឹងឲ្យចំការពារអ្នកជា AI នឹងអើងមីសួរឲ្យបាក់ទៅមកក៏ធ្វើសញ្ញាសម្ងាត់ពីកំរាមចង្អុលតាក់លើមាត់គឺជាអ្នកស្គាល់គ្នានៅហាងកាហ្វេក្បែរផ្លូវពេលអ្នកទាំងពីរទៅដល់ម៉ាត់កំពុងអង្គុយនៅទីនោះម៉ាត់ក៏លើកដៃឡើងសួរស្ដីម៉ាត់និងមិញមីអង្គុយជាគ្នាទៅដឹងថាខ្វៃស្វីនជាកូនស្រីក្រៅខួងដែលមេបានប្រពន្ធយ៉ងដែលជាស្រីតូចនោះនាំចូលមកហើយថែមទាំងហានស្រមីចង់ដណ្ដើមក្រុមហ៊ុនរបស់ម៉ាកូទៀតផងមែនទេខ្ញុំនឹងមិនទុកឲ្យអ្នកទាំងពីរនាក់ម្ដាយកូននឹងធ្វើបានសម្រេចឡើយដែលនឹកស្មានសោះថាពួកគេធ្វើសកម្មភាពបែបនេះមែនហើយម៉ាត់បានជារងដឹងថាខ្ញុំនឹងជួបគ្រោះថ្នាក់ចឹងម៉ាត់ឆ្លើយទាំងអៀនខ្មាស់សឹកក៏ព្រោះតែប៉ុន្មានថ្ងៃនេះមិនបានមកសាលារៀនមិនអីចឹងខ្ញុំមានអារម្មណ៍បារម្ភបានជាខ្ញុំពឹងឲ្យជំនួយការបាក់តាមការពាររឹងនឹងណាហេម៉ាត់យកកម្រាមចង្អុលឲ្យថ្ពាល់ទឹកឆយទៅក្នុងចិត្តតើខ្ញុំហានប្រាប់បានយ៉ាងម៉េចទៅថាខ្ញុំដឹងរឿងអានេះក្រមុនគេនោះចិត្តតជាពេកហើយមិនមែនជាគូប្រកួតរបស់ម្ដាយកូនពួកគេទេ
ប៉ុន្តែក្នុងនៅពេលដែលពួកគេចេញដៃមុនហើយនោះវិធីតែមួយគាត់គឺត្រូវវត្តតាំងមុខគ្នាតែម្ដងបើមិនអីចឹងទេឡាប់ផ្លោដែលខ្ញុំជួបនៅចិត្តមុនវានឹងខ្លាយជាទស្សផលរបស់អីនៅក្នុងអនាគតនេះជាក់ជាមិនខានម៉ាត់ដាក់ដៃលើដៃរបស់មីងមីឲ្យអញគឺជាមិត្តភក្តិរបស់ខ្ញុំអញ្ចឹងហើយបានជាខ្ញុំនឹងជួយយើងមីងសួរប៉ុន្តែតើខ្ញុំគួរតែធ្វើបែបណាទៅអំពើទៅខ្ញុំចង់គ្រប់គ្រងក្រុមហ៊ុនរបស់ម៉ាក់ខ្ញុំប៉ុន្តែខាងក្រុមប្រឹក្សាពិបាលពួកគេគិតថាខ្ញុំគ្មានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនទេម៉ាត់ដល់ការនាមបានមួយសន្លឹកចេញមកក៏បានអំពើអីខ្ញុំមានវិធីហើយនេះគឺជាការនាមរបស់អញសាកចូលរួមប្រកួតប្រជែងឆ្នៃម៉ូដលសម្លៀកបំពាក់អន្តរជាតិដែលគាត់ជាអ្នករៀបចំឡើងវាត្រូវបានទូស្គាល់ដោយស្ថាប័នមានសម្សពកិច្ចក្នុងវិស័យនេះអ៊ីចឹងទៅពួកគេអ្នកដណ្ដើមក្រុមហ៊ុនរបស់អញបានទៀតទេមីក៏ចាប់យកការនាមបាននោះមិនបានជារងដឹងថាខ្ញុំចូលចិត្តការងាររចនាម៉ូដសម្លៀកបំពាក់ចឹងរួចហើយម៉ាត់ក៏និយាយបន្ថែមខ្ញុំឃើញអ្នកតែអង្គុយគូររូបជារឿយហើយថែមទាំងរកលុយបានពីស្នេហ៍ដៃគូទាំងនោះទៀតផងនិយាយតាមតងទៅអ្នកក៏បានស្វាខ្លាំងណាស់អ្នកត្រូវតែព្យាយាមបន្ទាត់ដើម្បីក្រុមហ៊ុនរបស់ម្ដាយអ្នកណាយល់ទេដល់ពេលនោះចាំឲ្យខ្ញុំជួយតាក់ទងលោក River គ្រាន់តែឲ្យខ្ញុំជួយណែនាំតិចតួចនោះប្រសិទ្ធភាពនៃម៉ាកសញ្ញាក្រុមហ៊ុននឹងមិនចាញ់អ្នកណាឡើយមិញរីករាយឲ្យថ្លែងអំណរគុណដល់នាងម៉ាត់បាននឹងបាក់សមូកំពុងអង្គុយទល់មុខគ្នាដោយកាន់ពេញកាសវេរួចហើយម៉ាត់ក៏ចាប់ក្តីថ្មទាំងពីររបស់មិញគេដឹងទេថាពេលអ្នកញញឹមឡើងមកភ្នែកអ្នកស្អាតខ្លាំងកម្រិតណាយ៉ាមផ្ដាស់ដាប់អើយ៉ាងខ្លាំងចំណែកម៉ាក់សើមូអង្គុយសម្លឹងមើលម៉ាត់នាងកំពុងលេងសើចជាមួយអ្នកដទៃយ៉ាងនេះមែនទេម៉ាត់ហៅថាអូបាទមិញអ្នកជួយចាំឲ្យខ្ញុំនៅគំនើព្រៀងមួយចំនួនដែលអ្នកពេញចិត្តបំផុតមកណាចាំពេលខ្ញុំទៅជួបលោក River ខ្ញុំនឹងយកវាទៅឲ្យគាត់មើលបានខ្ញុំនឹងផ្ញើតាមវិឆាតម៉ាត់ដកទូរស័ព្ទចេញមកមានសម្លេងសារចូលទីនម៉ាត់មើលទៅគំនើព្រៀងដែលមិញផ្ញើមករួចក៏គិតក្នុងចិត្តរើប៉ាពីពីបែបងងឹតមិញមានរកនិយមផ្លាយពីគេមែនតែទាញចំណាប់អារម្មណ៍ខ្លាំងណាស់រួចហើយនាងក៏ឃើញក្តីស្រឡាញ់នៃបន្លានេះមិនเป็นជាស្ទីលតែធ្លាប់ពេញនិយមខ្លាំងការពីជាតិមុនមែនទេនៅចាំបានថាពេលនោះខ្វីស៊ូយិនបានឈ្នះរង្វាន់ក្នុងការប្រកួតរចនាម៉ូដរង្វាន់មួយនេះបាននាំមកឲ្យនាងនៅប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់នាងថែមទាំងបង្កើតម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនទៀតផងទៅដល់ណាក៏ឃើញតាមផ្សាយពាណិជ្ជកម្មពេញនឹងគេនិយាយថានាងគឺជាកូនអ្នកមានអខ្ពស់ហើយមានរសនិយមបែបស៊ីវិល័យតាមពិតទៅសុទ្ធតែជាការរកកុហកទាំងអស់គឺសុទ្ធតែលួចចម្លងមកពីមិញទាំងស្រុងម៉ាត់ក៏ក្នុងចិត្តថានាងពិតជាមនុស្សអត់ក្តោបខ្មាស់មែនខ្ញុំនឹងជួយមិញបង្រៀនមេរៀនដល់នាងឲ្យចងចាំនៅបន្តកម្ដៅរបស់ខ្វីស៊ូយិននាងកំពុងអង្គុយនៅមុខកុំព្យូទ័រដើម្បីអានព័ត៌មាននៅលើបណ្ដាញសង្គមក្នុងសាកលវិទ្យាល័យ ACE ទៀតម៉ាត់ត្រូវបានអញ្ជើញឲ្យចូលរួមក្រុមស្រាវជ្រាវរបស់សាស្ត្រាចារ្យយ៉ាងសាលារបស់យើងបានបណ្ដុះបណ្ដាលស្រីដែលមានសមត្ថភាពដំបូងគេដែលត្រូវបានវិជាសាស្ត្រស្រាវជ្រាវទួលស្កោអញ្ចឹងការពិតអំពីអត្តបទនោះទៅពិតជាគីសវៀនបានខ្លាំងបន្លំមែនទេកាលពីមុនខ្ញុំឆ្ងល់ខ្លាំងណាស់ថាគីសវៀនដើរលេងហាងបណ្ដៃតៃហើយរៀបចំកម្មវិធីជប់លេងគ្រប់បែបយ៉ាងចេះយកពេលណាទៅរៀនអីទៅគេនិយាយថាវ័យក្រោយក៏តែងបានលុយដែរប៉ុន្តែទេពក៏ស្ពិតប្រាកដគឺមិនអាចតែងបានឡើយបើនិយាយដល់ទៀតម៉ាត់លើកនេះបើការប្រកួតឈ្នះគីសវៀនក៏ត្រូវតែសុំតោះគេដែរមែនទេគីសវៀនអំពើមានទាំងនេះហើយក៏ខឹងសម្បាទៅជាអ្នកណាដែលហានបង្ហោះរឿងនេះឲ្យផ្ទុះឡើងបែបនេះហេតុអ្វីខ្ញុំត្រូវសុំទៅមីនឹងនោះទេដែលត្រូវសុំទៅខ្ញុំប្រែពូនមុខរួចក៏ទេទៅលោកសឿងហើយយំខ្សឹកខ្សួលហឹកបងលោកសឿងបងមើលលើបណ្ដាញសង្គមទៅគេនិយាយពីខ្ញុំបែបនេះធ្វើបាបគ្នាពេកហើយលោកសឿងលើកទូរស័ព្ទរួចនិយាយថាស្ងប់អារម្មណ៍ទៅអតិចក្រោយបងនឹងពិនិត្យមើលឲ្យអូនដល់ពេលនោះរឿងរ៉ាវទាំងអស់នៅលើបណ្ដាញសង្គមនេះសុទ្ធតែនឹងក្លាយជាស្រដាងសម្រាប់ទេមុខនាងនោះឯងហើយល្អណាស់បងលោកសឿងបងត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពណារួចស៊ូវៀនក៏បាត់ទូរស័ព្ទនាងក៏គប់ទូរស័ព្ទចោលដោយកំហឹងហើយស្រែកខ្លាំងមួយថាអាមនោះថោកទាបកាលពីមុនបងច្បាស់ជាខ្វល់ពីអារម្មណ៍របស់អូនមុនគេហើយនឹងលុបអត្តបទទាំងនោះចោលភ្លាមប៉ុន្តែចោះពេលនេះវិញក្នុងបាល់មកមានតែនាងទៀតម៉ាត់នឹងទេរួចទូរស័ព្ទរបស់នាងក៏រត់ឡើងគីសវៀនរើទូរស័ព្ទពីលើកម្រាលឡើងមកទទួលវៀនអាយតបនៅលើអនឡាញកាន់តែរីកសាយអភិធំឡើងហើយអូនមិនអាយទេមែនទេគ្រាន់ទៅសំឡេងរបស់ហាន់កេងថាកនាងក៏ស្រែកយំតែម្ដងបងកេងថាកបងត្រូវតែជាអូនណាវិជាចាំអារាមនៅលើនឹងសដៃជារឿងដែលទៀតម៉ាត់បង្កើតឡើងទេបងជួយអូនទៅបង្រៀនមេរៀននោះឲ្យរៀងចាល់ផងបានបងនឹងជួយអូនបង្រៀនមេរៀនទៀតម៉ាត់ឲ្យរៀងចាល់ប៉ុន្តែក្រោយមកហាន់បែកជាផ្ញើសារទៅរកម៉ាត់ថាម៉ាត់ឲ្យការប្រកួតសប្តាហ៍ក្រោយព្យាយាមឡើងណាបងតែងតែគាំទ្រអូនជានិច្ចទៅមុខរបស់ម៉ាត់ពេលកំពុងផ្ញើសារឆ្លើយតបវិញគឺកំពុងតែញឹមបិទមាត់មិនចិត្តពេលនេះទៀតម៉ាត់កំពុងតែបីល្បាញខ្លាំងណាស់មានតែមនុស្សស្រឡំទេដែលទៅអប់រំកែប្រែនាងបាទខ្ញុំដឹងមុនច្បាស់ជាបានរំលឹកតាំងពីយូរណាស់មកហើយចំណែកកៃកញ្ញាស៊ូយិនវិញពេលនេះក៏កំពុងតែព្យាយាមយកចិត្តនាងយ៉ាងខ្លាំង
ដើម្បីទុកឱកាសសម្រាប់ថ្ងៃក្រោយនៅពេលល្ងាចបន្ទាប់ពីសាលាបង្រៀនបញ្ចប់ម៉ោងសិក្សាម៉ានកំពុងជ្រើស្ដាប់ទូរស័ព្ទរបស់នាងសួរថាថ្ងៃនេះត្រូវទៅទទួលនាងនៅឯណាសៀវអ៊ិនអឹងគ្រាន់តែឈប់ឡាននៅក្បែរមាត់ផ្លូវកន្លែងចាស់ទៅបានហើយខ្ញុំនឹងចេញទៅដល់ទីនោះភ្លាមហានជីងធើដើរមកហៅនិស្សិតរួមថ្នាក់ធាតុម៉ានរួចហើយម៉ានក៏បិទទូរស័ព្ទនៅចាំបងបានទេហានជីងធើសេកដៃទាំងពីរនៅក្នុងហោប៉ាខោរួចសួរដោយរាក់ទាក់ម៉ានសម្លឹងមើលមុខគាត់គឺជាស្នាមញញឹមនេះឯងដែលបានបោកប្រាស់ខ្ញុំនៅជាតិមុននឹងថាពេលអ្វីបានជាវាសនាចំណំឲ្យជប់គាត់ពេលនេះទៅវិញនៅសួនក្នុងសាលាគាត់មិនដែលរវីវល់ជាមួយខ្ញុំតតែសោះមើលទៅប្រហែលជាសួរយិនអត់ធ្មត់មិនបានក៏ប្រាវិធីនេះមែនទេសុំទោសផងដែរខ្ញុំគ្មានការចងចាំអ្វីតតែសោះហានឈីងធើបែបនេះក៏ញឹមឡើងបណ្ដៃស្នាមញញឹមនោះរឹងកាំងមនុស្សស្រីម្នាក់នេះហេតុអ្វីក៏ប្លែកយ៉ាងនេះមិនមែនកំពុងលួចស្រឡាញ់ខ្ញុំទៅទោះបីជាខ្ញុំមិនសង្ហាខ្លាំងដូចជាលោកវាយយ៉ាងក៏ដោយប៉ុន្តែខ្ញុំក៏ជំនួសប្រុសតែពូកែចៃចង់បំផុតក្នុងសាលានេះដែរខ្ញុំដឹងហើយតែក្នុងសម្ដែងធ្វើជាមិនចាប់អារម្មណ៍ខ្លាំងណាស់ណាមនុស្សស្រីឯងក៏មិនព្យាយាមរកសាយចំហទៀតអីចាំមើលថាខ្ញុំនឹងធ្វើឲ្យនាងសុំចាញ់ខ្ញុំដោយរបៀបណាឬក៏ហុចបាច់ផ្កាទៅឲ្យម៉ានបងចាប់អារម្មណ៍អូនយូរមកហើយតែយើងអាចធ្វើជាមិត្តដ៏ផុតដល់នឹងគ្នាបានទេកញ្ញាមុខស្រស់ស្អាតសុំនិយាយជាមួយគ្នាមិនដេចបានទេកញ្ញាដ៏ស្រស់ស្អាតម៉ាត់គិតក្នុងចិត្តអាមនោះក្បត់ចិត្តមើលទៅហួសសម័យណាស់វិធីជាចង់បែបនេះមើលទៅគ្មានភាពស្មោះត្រង់សោះដើមឡើយមិនតន់ចង់ដាស់ស្រាយជាមួយយើងទេប៉ុន្តែក្នុងនៅពេលដែលលឹងហានដើរចូលមកដល់មាត់ទ្វារខ្លួននឹងឯងអញ្ចឹងខ្ញុំក៏មិនចាំបាច់ត្រូវគួរសុំអ្វីទៀតដែរម៉ានញញឹមដល់វិញយកដៃមួយដាក់លើទ្រង់ព្រាមនេះខ្ញុំទៅតែនឹកឃើញគឺសិស្សច្បងហានទេទៅអ្នករកខ្ញុំមានការអ្វីមែនទេហានឈីងថនៅតែដៃម្ខាងកាន់បាច់ផ្កាហើយដៃម្ខាងទៀតសិកក្នុងហបប៉ៅខោអូនពូកែរឿងម្ល៉េះមិញនេះចង់ធ្វើបាបបងមែនទេទៅណាជួបជាមួយបងទៅណាហាសកុំធ្វើពុតជាមិនដឹងអីប៉ុន្តែមិនមែនថាឡោកហានកំពុងតែតាមញ៉ាំអ្នកនាងគុយសូយៀនទេហេច្បាស់ជាមិនមែនហើយគុយសូយៀនគ្រាន់តែជាកូនអ្នកមានម្នាក់ដែលមានចរិតឆ្មើងឆ្មៃតែប៉ុណ្ណោះបងចូលចិត្តមនុស្សស្រីដែលចេះខំប្រឹងប្រែងតែខ្លួនឲ្យដូចជាអូននេះហើយសៀមម៉ូបែបនេះក៏គិតក្នុងចិត្តថាអូបន្តមកម៉ូក៏ធ្វើពុតជាញាក់ផ្អើលមិនក៏អីចឹងអ្នកនាងគុយសូយៀនល្អដល់ថ្នាក់ហ្នឹងចុះហេតុអ្វីបានជាបងមិនចូលចិត្តនាងទៅវិញមកតាមចាប់អារ៉ាម៉ាអូនធ្វើអ្វីអូនមិនជឿទេចាងធ្វើបែបនេះក៏ស្មានក្នុងចិត្តថាពិតជាមែនហើយសៀមម៉ូប្រាកដជាលួចស្រឡាញ់ខ្លួនហើយទៅបានជាចេះប្រច័ណ្ឌនឹងអ្នកនាងគុយសូយខ្លាំងដល់ថ្នាក់នេះអាកលែបន្ថែមផ្លូវបន្តិចទៀតហើយរួចគេក៏លើកដៃឡើងកុំទៅខ្វល់អីអ្នកនាងគុយសូយៀនដែលតែងតែអួតខ្លួនថាជាកូនអ្នកមានស្រុកស្ដំភ្នោះនាងក៏គ្រាន់តែដូចជាផ្ទះអ្នកមានថ្មីថ្មងម្នាក់ប៉ុណ្ណោះតាំងពីក្បាលដល់ចុងជើងសុទ្ធតែស្លៀកពាក់ម៉ាកល្បីមីមាន logo ធំលេចធ្លោប្រកបភាពផ្ទះទាញបន្តិចក៏គ្មានដែរគិតតែពីរឿងអួតអាងពីខ្លួនអឹងតាមពិតទៅនៅពីក្រោយខ្នងគ្មាននិស្សិតប្រុសស្នាមអ្នកចូលចិត្តនាងឡើយមិនដូចជាអូនទេអូនមានភាពរៀបសារហើយកំប្រឹងប្រែងម្ដងមួយចំហានធ្វើឲ្យបងចាប់អារម្មណ៍ខ្លាំងដល់ថ្នាក់នេះមួដូច្នេះក៏ញឹមចង់មកបន្តិចនាងកំពុងតែថតសំឡេងនេះទុកដើម្បីទុកដាស់ស្រាយជាមួយគុយសូយៀនបើគុយសូយៀនឧបពាក្យសម្ដីទាំងនេះចេញពីមាត់មនុស្សដែលខ្លួនកំពុងតាមញ៉ៃនោះតើនាងនឹងមានអារម្មណ៍បែបណាទៅណោតាមផ្លូវចិត្តទៅសាកលវិទ្យាល័យម៉ូក៏ទៅចេញមកក៏មានសម្លេងហើយចេញពីក្នុងឡានថាម៉ូមកនេះមករួចជានាងក៏ឡើងលើឡានលោកឡាជំនួយការប៉ាកហេតុអ្វីបានជាអ្នកទាំងពីរមកទទួលខ្ញុំវិញឡាម៉ូសិនដែលអង្គុយនៅក្បែរនោះយើងទៅតបតែងខ្លួននិងផ្លាស់ប្ដូរសម្លៀកបំពាក់សិនទៅម៉ូភ្ញាក់ផ្អើលប៉ាក់ស៊ូម៉ូដែលអង្គុយនៅកៅអីអ្នកបើកបរខាងមុខងាយក៏មកនិយាយថាយប់នេះមានកម្មវិធីជប់លៀងសាប់បរស្ថមួយអ្នកនាងនឹងត្រូវចូលរួមក្នុងនាមជាដេគោរបស់ចៅហ្វាយមនុស្សទៅពីខាងមន្ទីរដីធ្លីក៏មានវត្តមាននៅទីនោះដែរនេះគឺជាសាកាសល្អមួយដើម្បីដាំយកដីនោះព្រោះដូច្នេះក៏ប្រណំដៃទាំងពីរបានហើយខ្ញុំដឹងហើយកំពុងតែកិច្ចចង់គាត់ប្រជែងជាមួយក្រុមហ៊ុន Lico ស្នាមែនទេរួចញៀងក៏ងាកទៅសួរសែនថាមែនហើយចុះហេតុអ្វីបានជាស្រាប់តែបងបដូរឡានចឹងហេតុអ្វីបានជាបងបដូរឡានបែបនេះវាជាក្រាយយន្តដែលទ្រុឌទ្រោមបំផុតក្នុងចំណោមឡានទាំងអស់ទៅហើយក៏ធ្វើជាក្អកក៏ដោយសារតែចង់បានតែមួយដុំនោះទៅបងត្រូវធ្វើខ្លួនឲ្យរីកធម្មតាបន្តិចចំណែករថយន្តនេះថៃថ្នៃក៏បងអាចបាក់ទៅចាំទទួលអូនដល់មកចោកចូលសាលាបានតើពិតមែនទេបានដែរជាមួយរថយន្តមួយនេះមនុស្សនឹងមិនសម្លឹងមើលពួកយើងដោយកែវ៉ាភ្នែកសង្ស័យឡើយនៅតែកម្ពុជាចេញទៅក្រៅបងអួចចតយន្តបងគូចតយន្តប៉ុន្តែការไปក្នុងចិត្តគេកំពុងតែរីករាយខ្លាំងណាស់ចុងក្រោយក៏អាចទៅទួលនឹងដល់មុខច្រកចូលសាលាបានហើយរថយន្តបើកបានមួយសន្ទុះក្នុងក្រុងមានម៉ូតូមួយគ្រឿងតាមពីក្រៅមើលតាមចកមើលក្រោយពួកដែលមិនខ្លាចស្លាប់តាមមុខទៀតហើយមានម៉ូតូមួយគ្រឿងនោះកំពុងតាមពួកយើងតាមផ្លូវនេះអង្គុយឲ្យម៉ាំណាសួស្ដីនាងក៏មើលតាមអួចឡានរថយន្តបើកយ៉ាងលឿនហួសទៅរួចក៏ជន់ប្រាំងឈប់មួយទំហឹងគិតរថយន្តទាំងពីរនឹងធ្វើដំណើរទៅផ្លូវពីរផ្សេងគ្នាម៉ូតូមួយគ្រឿងជិះហួសទៅយ៉ាងលឿនហើយក៏ឈប់អាប្រុសម្នាក់នោះដើរមកសុវត្ថិភាពចេញជិះឡានលឿនដោយខ្មោចមែនគេអង្គុយនៅលើម៉ូតូហើយនិយាយ
ដកទូរស័ព្ទចេញមកស្ដាប់ធាវបានសັບដឹងហើយថាអាកណេក៏កុំតៃកយប់នេះនឹងទៅចូលរួមពិធីជប់លៀងសប្បុរសធម៌អាកណេក្រុមហ៊ុនដេកយប់នេះនឹងទៅចូលរួមពិធីជប់លៀងសប្បុរសធម៌ហួរធាវអង្គុយផ្សេងនៅលើម៉ូតូមួយគ្រឿងនោះហើយឆ្លៃទៅតាមទូរស័ព្ទអញមិនចាំបាច់ឲ្យខ្ញុំបង្រៀនពីរឿងសម្ភារៈសំណងរបស់វានៅខាងនោះទេមែនទេអញច្បាស់ហើយមែនទេបាទយល់ហើយក្រុមហ៊ុនលីកូពួកយើងក៏មិនមែនងាយនឹងបង្កើតរឿងដែរប៉ុន្តែនៅលើដៃរបស់គេនៅតែមានកាន់គត់បារីមួយនិយាយចប់គេក៏បាត់ការហាទៅពួកមនុស្សជាតិសត្វនោះពួកកូនពិតជាគិតថាអាយកដែលមកខាងបាត់បាំងផ្ទៃមេឃបានមែនទេប៉ុន្តែចម្លែកណាស់នៅលើឡានបែរជាមានក្មេងស្រីម្នាក់ដែលជាមនុស្សធម្មតាទៅវិញរឿងនេះចម្លែកណាស់ណារួចគេក៏បានកូតបារីចោលមើលទៅដល់ពេលដែលត្រូវទៅបបានសัตว์ហើយនៅមុខធានរំតបទឹកស្រីមានសំឡេងក្អួតចេញពីក្នុងនោះពុកអូកូឡាម៉ូសិនកំពុងឈរនៅខាងក្រៅជាមួយ Rivers សូសម្លឹងមើលហើយនិយាយបើមិនព្រមបើកឡានទេខ្ញុំនឹងឲ្យយើងទៅជិះដំរីនៅអាហ្វ្រិកខាងត្បូងឥឡូវនេះហើយគិតស្អីបានជាធ្វើម៉ាត់ក្អួតចឹងឲ្យរដល់ថ្នាក់នេះហាសួស្ដីអ្នកដែលលើស្មារបស់គាត់បានហើយចិនហើយអឹងប្រញាប់ទៅផ្លាស់សម្លៀកបំពាក់ទៅចំណែកម៉ាណែតទៅឲ្យខ្ញុំមើលថៃជួនចោះសម្លេងបាក់ទ្វារក្តោបម៉ាតនិយាយទៅកាន់នាងថាម៉ូឆាសេម៉ាតត្រឡប់តែងខ្លួនជាមួយខ្ញុំទៅសម្លឹងមើលពុតឈាមរបស់នាងមានក្លិនដង្ហើមរបស់មេដឹកនាំតកូលឈាមវិធីនៃការបន្សល់ទុកនៅដាននេះគឺជាច្បាប់ព្រៃដែលចំណាស់ជាងគេបំផុតឡាម៉ូសិនហាក់ដូចជាកំពុងប្រកាសប្រាប់ក្រុមតកូលឈាមថាក្មេងស្រីម្នាក់នេះជាកំសិទ្ធិរបស់គេសិបសារពើទាំងអស់សុទ្ធតែត្រូវតែចោះចូលនឹងនាងទៅបាត់តែឆ្លងកាត់បានប៉ុន្មានខ្លីៗប៉ុណ្ណោះតែមេដឹកនាំតកូលឈាមដល់កំពង់ភពម្នាក់នោះហានបោះបង់ច្បាប់តម្លាប់របស់ខ្លួនឯងចោលដល់ថ្នាក់នេះកំពុងត្រូវបានបកគេលឹកធ្វើសក់នឹងតបតែងមុខឲ្យលោកខ្ញុំមានរឿងមួយចង់រំខានអ្នកដើរមកដល់ល្មមនិយាយមកអូនសម្លាញ់គិតថាចង់និយាយរឿងអ្វីរឿងរបស់អូនក៏ជារឿងរបស់បងដែរដល់ទូរស័ព្ទចេញមកខ្ញុំមានប្លង់រចនាម៉ូដមួយរបស់មិត្តភក្តិខ្ញុំនៅទីនេះតែអ្នកអាចជួយពិនិត្យមើលគំនិតច្នៃប្រឌិតរបស់នាងហើយផ្ដល់យោបល់ខ្លះបានទេស្លាំងមើលប្លង់រចនានៅក្នុងទូរស័ព្ទរបស់ម៉ាតរួចច្រត់ដៃហើយនិយាយថាប្លង់នេះពិតជាមានភាពបត់បែននិងមានភាពច្នៃប្រឌិតខ្លាំងណាស់នេះជារឿងដែលមិនអាចប្រកែកបានពិតមែនងាយមកមើលកត់ពិតមែនទេនាងប្រហែលជាសប្បាយចិត្តខ្លាំងណាស់តែបានទៅពាក្យជួសរសើរពីមាត់អ្នកបែបនេះចង់ចូលរួមការប្រកួតច្នៃប្រឌិតរបស់អ្នកដែរប៉ុន្តែជាអកុសលប្លង់នេះមិនមែនជាលើកទី1ទេដែលខ្ញុំបានឃើញកន្លះខែមុនខ្ញុំទៅទូបានស្នាដៃមួយខ្ញុំក្នុងឈ្មោះថា Gui Su Yuan ថែមទាំងបានជាលិខិតអញ្ជើញរួចរាល់ហើយដែរតាមទៅគាត់វិញថាហើយគឺ Gui Su Yuan ហើយដែលលួចចម្លងប្លង់រចនារបស់មិត្តភក្តិខ្ញុំមិនមែនត្រូវនិយាយថានោះគឺជាប្លង់ដាំទៅត្រឹមត្រូវមែនទេបន្តមករៀបស្កបបញ្ញល់ថារឿងបែបនេះគឺជារឿងធម្មតាណាស់នៅក្នុងវិស័យច្នៃប្រឌិតប៉ុន្តែតើអូនមានផុតដាងដែរឬទេខ្ញុំមិនមានសិទ្ធិអំណាចក្នុងការលុបចោលសិទ្ធិទៅចូលរួមប្រកួតដោយគ្មានមូលហេតុតែច្បាស់លាស់នោះទេប៉ុន្តែតើអ្នកមានផុតដាងដែរឬទេខ្ញុំមិនមានសិទ្ធិអំណាចក្នុងការលុបចោលសិទ្ធិទៅចូលរួមដោយអំពីនោះទេការប្រកួតរបស់នរណាម្នាក់ផ្សេងទៀតក៏យ៉ាងណាក៏ដោយក៏វានឹងមិនធ្វើឲ្យខូចខាតដល់ស្នាដៃដែរធ្វើឲ្យខ្វះទៅដល់ការប្រកួតរបស់ខ្ញុំមកបណ្ដាក់ដៃលើទ្រង់ទឹកមុខមហាញការដាំងចិត្តយ៉ាងខ្លាំងសូមឲ្យពេលវេលាខ្ញុំបន្តិចខ្ញុំនឹងរកកផុសស្ដាងមកឲ្យបានការយល់ដឹងរបស់អ្នករចនាពិតប្រាកដចំពោះស្នាដៃមួយមិនអាចងាយស្រួលក្នុងការចម្លងហើយពួកចៅកម្មសិទ្ធិបានឡាយគ្រប់ពន្ធមានលំអិតស្នូលនៃវាមានតែអ្នកកញ្ចនាម៉ូដលំដាប់ពិភពលោកប៉ុណ្ណោះដែលដឹងបាន River បាននិយាយបែបនោះក៏លោកដេកចេញមកការមានមិត្តភក្តិដូចជាកញ្ញាមិត្តភក្តិអ្នកនោះរបស់កញ្ញាពិតជាសំណាងពេញមួយជីវិតមែនខ្ញុំយល់ព្រមជួបពនាងបុគ្គលិកបម្រើកម្មអ្នកដើរមកនិយាយជាមួយតែមានឡានមូឋានឈរនៅទីនោះស្រាប់ថាលោកម្ចាស់លោកបានផ្លាស់ឈុតដូចរាល់ហើយសូមរងចាំអាស្រ័យរបស់លោកនៅទីនេះចុះ River និយាយជាមួយមូឋាននេះលោកម្ចាស់ដល់ថ្លៃថ្នូរតែបបសររបស់លោកបានរៀបចំខ្លួនរួចរាល់អស់ហើយឡានមូឋានកសែភ្នែកនឹងថ្មទាំងពីរឡើងក្រហមនៅពេលឃើញមាត់ដើរចេញមកក្នុងឈុតរូបបាកស្មាបង្ហាញរៀងដ៏ស្រស់ស្អាតនៅចំពោះមុខមូឋានប្រហែលជាបានច្រាច់ក្តៅក្នុងវិញ្ញាណនឹងការចងចាំរបស់លោកទៅហើយ River សម្លឹងមើលយ៉ាងប្របាញ់លោកមិនរញរាយឡើយដែលបានដាក់សញ្ញាសម្គាល់លើក្មេងស្រីម្នាក់នេះចុះលោកនៅចងចាំរឿងរ៉ាវក្នុងអតីតកាលបានប៉ុន្មានទៀតសូមឲ្យខ្ញុំធ្វើការត្រួតពិនិត្យមើលបន្តិចចុះមាត់ដើរមកលើកែងជើងកពស់បន្លឺសូរសំឡេងកក់មូឋានភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅពេលឃើញមាត់ក្នុងជុតទេសសសរួចគេក៏យកដៃកាន់ក្បាលខ្លួនអើងតើជាតានតាណាកំពុងហាខ្លួនរួចរូបភាពក្មេងស្រីម្នាក់ក៏លែកចេញមកក្នុងក្បាលរបស់គេកម្ចាស់បងភ្លេចអូនហើយឬការបើភ្នែកទាំងពីររបស់ឡាមូឋានចាប់ផ្ដើមឡើងក្រហមគេចាប់ក្តាប់ដៃមាត់យ៉ាងណែនRiver នឹងប៉ាធ្មូក៏ចូលមកខាត់គេຕົកមូឋានប្រញាប់លែងដៃចុះលោកធ្វើឲ្យមាត់ឈឺហើយមាត់ក៏មិនតន់យល់រឿងអ្វីដែរថាលោកកម្ចាស់រួចឡាមូឋានក៏លែងដៃដោយមានការខ្មាស់ស្អៀនសុំទោសខ្ញុំមិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនបានប៉ាក់ទឺម៉ូទៅពីក្រោយហើយសាច់ហាមុខមាត់សាខ្លាំងណាស់ប្រៀបដូចជាទេវតាដែលធ្លាក់ចុះមកលើលោកេអ៊ីចឹង
មើលទៅនាងចៅវាយសន្លប់បាត់ស្មារតីហើយពួកខ្ញុំក៏ដូចគ្នាដែរហេបានដើរមកឈរនៅចំពោះមុខរបស់គេលោកឡាក៏សង្ហាសន្លប់បាត់ស្មារតីដូចគ្នានៅពេលនេះខ្ញុំក៏ស្ទើរតែវិលមុខដោយសារសម្រស់របស់ដែរឡាម៉ូថេនមកឡើងក៏ហៅថ្លៃអំណរគុណនាងកំពុងជួយដោះស្រាយស្ថានភាពឲ្យខ្លួននឹងម៉ាត់គិតក្នុងចិត្តមើលទៅបណ្ដាច់ភ្លេចសសាថ្នាក់លើបានទេទៅតែសូមកក្រឡែកមើលនាយិកាក៏យឺតពេលហើយដែរតោះយើងចេញដំណើរទៅពួកគេទាំង3នាក់ក៏ដើរចេញទៅ reverse សងឈរមើលទៅការចង់របស់ម៉ូថេនត្រូវបានចាក់សោចប់ហើយកម្លាំងរបស់ទេតានោះពិតជាខ្លាំងក្លាណាស់នៅវេលាវណ្ឌិនមនុស្សណែនតាន់តាប់ហើយជប់លេងលើកនេះពិតជាអស្ចារ្យមែនសជួនចង់ផ្ទាំងផ្នែកនយោបាយនិងជំនួញតែធម្មតាជួបបានតែបាក់ខ្លាំងនោះថ្ងៃនេះស្ដីមកចូលរួមនៅទីនេះទាំងអស់ឧទាហរណ៍មានឡាម៉ូថេនមកទៅអ្នកណាក៏ប្រជ្រៀកគ្នាក៏ដែរក្នុងមួយជីវិតនេះបើបានឡាម៉ូថេនកលែកមើលមួយផ្នែកហើយខ្ញុំនៅលើមួយជីវិតក៏ខ្ញុំព្រមដែរដោយសារធំកញ្ញាសុយន្តថ្ងៃនេះស្អាតខ្លាំងណាស់សូមសួរថាកញ្ញាអ្នកនេះជាបុត្រីរបស់តកូលណាដែរនាងនឹងលោកនំស្កលទៀតទៅនោះគឺជាបុត្រីតកូលហាកញ្ញាសុយន្តមានបុស្នៈដើរមកចិត្តនឹងហើយលោកដៃទៅនេះគឺជាបុត្រីតកូលហានឹងឯងខ្ញុំបានឃើញប្លង់រចនារបស់កញ្ញារួចហើយគឺស្អាតខ្លាំងណាស់គណៈកសុទ្ធដែលពួលពាក្យយកសរសើរដល់កញ្ញាបន្តិចទៀតដល់ពេលរំលែងកំសាន្តតើខ្ញុំអាចអញ្ជើញកញ្ញារ៉ាំជាមួយខ្ញុំមួយបទកញ្ញាសុយន្តគិតក្នុងចិត្តហាមីងដែលចូលរួមក្នុងពិធីរំលែងកំសាន្តបែបសង្គមបែបនេះទេពេលនេះមនុស្សនេះរាប់គ្នាក៏យកច្រឡំថាខ្លួនឯងគឺជាបុត្រីកូនហាទៅហើយងាកទៅឆ្លើយតបពុំតែបង្ហាញមុខពាក់លើដៃយប់នេះគឺជាពិធីរំលែងពាក់មុខលោកត្រូវរកខ្ញុំឲ្យឃើញសិនចាំនិយាយគ្នាទៀតណាដីហាងចំហៀងវីឡាអ្នកទាំង3ដើរចូលទៅកណ្ដាលជួរអង្គរទាំងពីរមានបុស្នៈនិយាយភាសាបារាំងដើរចេញមកស្វាគមន៍លោកឡាម៉ូថេនជាទីស្រឡាញ់ទីបំផុតលោកក៏មកដល់មែនទេខ្ញុំបានរៀបចំផ្លូវដើរពិសេសបែបពីសម្រាប់លោកដោយឡែកបែបនេះតើលោកមានអារម្មណ៍ពេញចិត្តដែរឬទេមាត់មើលទៅកាន់ឡាម៉ូសិនក្នុងចិត្តកើតមានសញ្ញាសួរស្តានលោកដៃចេញមកចាប់ចំទៅថ្ងៃនេះនាងនឹងខ្លាយជាមិត្តស្រីរបស់ខ្ញុំរួចមកបាត់ក៏ដាក់ដែរលើអ្នករៀបចំកម្មវិធីលោករបាត់នៅតែឈររងចាំស្វាគមន៍នៅទីនោះគាត់និយាយជាភាសាបារាំងខ្ញុំមិនដែលឃើញលោកនាំមិត្តស្រីមកជាមួយសាសតើខ្ញុំអាចធ្វើការសកលជាមួយនឹងស្រីស្អាតនៅក្បែរលោកបានទេសួស្តីខ្ញុំឈ្មោះស្វេមាត់មកភ្នែករបស់គាត់ភ្លឺឡើងសួស្តីកញ្ញាស្វេមាត់មកដល់ស្រស់ស្អាតភាសាបារាំងរបស់កញ្ញាល្អខ្លាំងណាស់លោកឡាម៉ូសិនលោកមិនចូលចិត្តបង្ហាញខ្លួននៅទីសាធារណៈឡើយដូច្នេះលើកនេះការរៀបចំពិធីរំលាក់មុខនេះមករបស់អស់លោកអ្នកទាំងអស់គ្នាសុទ្ធតែត្រូវបានរៀបចំរួចច្រឡោះហើយសូមអញ្ជើញតាមខ្ញុំមកបាត់ដាចូលទៅខាងក្នុងឃើញមនុស្សម្នាក់ជាច្រើនគ្រប់គ្នាកំពុងសឹកខ្សៀវមើលនោះអ្នករៀបចំកម្មវិធីបានដំណើរទៅជាមួយគាត់ដោយផ្ទាល់តើអាចជាឡាម៉ូសិនមែនឬទេលោកឡាម៉ូសិនសូមអញ្ជើញមកតាមផ្លូវនេះមនុស្សគ្រប់គ្នានៅតែស្លឹងមើលទៅពួកគេទាំង3នាក់នារីម្នាក់នោះនាងពិតជាកំពុងបណ្ដៅដៃឡាម៉ូសិនហើយរាល់ពេលដែលឡាម៉ូសិនបង្ហាញខ្លួនយើងមិនអាចមើលឃើញរូបរាងពិតប្រាកដរបស់គាត់បានឡើយថ្ងៃនេះសំបីដៃស្រីសួស្ដីអ្នកតែពិបាកមើលឃើញទៅទៀតពិតជាបើកពង្វាកភ្នែកមែនហើយនឹងច្រាច់ចម្រៃមកពីតកូលអភិជាមួយណាទៅស្វីសុយយើងឈរនៅទីនោះសាច់ក្នុងចិត្តអ្នកដែលអាចសាក់ដាក់សំណឹងឡាម៉ូសិនប្រាកាជាកូនស្រីនៃកូលអភិជនដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសអ្នកដែលអាចឡើងមកដល់កម្រិតនេះដូចជាកញ្ញាម្នាក់នេះទៅថ្ងៃក្រោយមិនមែនអាចធ្វើអ្វីបានតាមចិត្តក្នុងពិភពអ្នកមានស្តុកស្ដាំនោះទៅរ៉ូបឺតដើរមកនៅចំពោះមកគាត់ហើយនិយាយថាលោកឡាម៉ូសិននោះពីនេះកថានធាននឹងដែលឃ្លីបានរងចាំនៅក្នុងសាលប្រជុំទីបយុមកហើយគាត់ចង់និយាយការងារដោយឡែកជាមួយលោកតែលោកចោះយ៉ាងណាឡាម៉ូសិនទៅរកមាត់មើលទៅនឹងហើយថាបើអូនមានអារម្មណ៍ថាទិញថប់អូនអាចចូលទៅមើលរបស់ដែលគេដាក់ដេញថ្លៃនៅរាត្រីនេះបានណាបើឃើញរបស់ណាចង់បានតិចទៀតប្រាប់បងបាននាងឆ្លើយដល់យ៉ាងរហ័សមិនតែខ្ញុំនៅត្រង់នេះញ៉ាំអីបន្តិចបន្តួចក៏បានដែរខ្ញុំសង្ឃឹមថាប៉ុន្តែមានតែខ្ញុំបានប្រមូលពេលមួយយប់កន្លងមកនេះនឹងមានប្រយោជន៍សម្រាប់កិច្ចប្រជុំនេះនិយាយចប់គេក៏បែកខ្នងដើរចេញទៅគួយឌីហ្វីដាមកជួបបច្ចេកជាមួយទៀតសួស្ដីអ្នកនាងតាយីទីតម៉ែកចាប់អារម្មណ៍មកភ្លាមនាងគិតក្នុងចិត្តថានឹកស្មានមិនដល់សោះដែលពិតជាគួយឌូហ្វៀនមែនប្រហែលជាឃើញខ្លួននៅជាមួយឡែមទើបចង់មករករឿងដើម្បីបញ្ចុះកម្ដៅមែនទេនាងនៅធ្វើពិតជាមិនស្គាល់សូមសួរថាអ្នកនាងគឺឌូវៀនក៏ណែនាំខ្លួនភ្លាមខ្ញុំគឺកូនស្រីទី2នៃក្រុមហ៊ុនហាធីដែរស្គាល់អ្នកនាងបានគឺជាកិត្តជាសរបស់ខ្ញុំពិតមែនទៀតម៉ែទៅចិញ្ចាំរោក្នុងចិត្តហាធីអហីហើយភ្នែករបស់នាងតកកន្លែងណាចង់តកយំនោះស្លាប់មែនទេបន្ទាប់មកមានមនុស្សមួយក្រុមមករុញគីដូហ្វៀនទៅមកខាងធ្វើឲ្យនាងខឹងខ្លាំងហើយស្រែកថាហើយពួកជាណាបានជីវិតបៀនខ្លាំងម្ល៉េះខ្ញុំមកដល់មុនណាមាននារីម្នាក់ណែនាំខ្លួនសួស្ដីអ្នកនាងខ្ញុំឈ្មោះបាទឌីងមាននារីម្នាក់សួរអ្នកនាងស្គាល់លោកឡាមបានយ៉ាងម៉េចទៅមាននារីម្នាក់ទៀតនិយាយដែលក៏សរសើរអ្នកនាងមកពីតកូលអភ័យជាមួយណាដែរទីបាក់ធ្វើសញ្ញាប្រាប់អ្នកគ្រប់គ្នាកុំតន់អាលអីរួចហុចដៃទៅរកគីឌូវៀនកូនស្រីតកូលហាល្បីល្បាញខ្ញុំបាននៅគេឈ្មោះយូមកហើយ
គីឌូហ្វៀនញាក់ផ្អើលក្នុងចិត្តនឹងស្គាល់ខ្ញុំផងរួចនាងក៏កាត់ក្នុងចំណោមមនុស្សនៅទីនេះឋានៈរបស់គេសុទ្ធតែខ្ពស់ជាងតកូលទៅទៀតតែនាងបែរជាស្គាល់ខ្លួនទៅវិញជេឈ្មោះរបស់ខ្ញុំធំធេងដល់ថ្នាក់នឹងមែនទេនាងក៏រុញស្មារបស់នារីទាំងនោះទេបៀតបៀនខ្លួនរួចដើរទៅនិយាយថាកុំបៀតបៀនទៀតអីមើលទៅផ្សាខ្សមជាកញ្ញាតកូលខុសពិតប្រាកដរីពេលដែលឈរក្បែរនោះនាំគ្នាលុតសម្លឹងមើលនាងដោយកែវភ្នែកមិនពេញចិត្តនាងដើរទៅតាក់ដៃរបស់ធានម៉ាក់បាននិយាយដោយរីករាយថាកញ្ញាអើយអរគុណដែលបានសរសើរខ្ញុំអ្នកគ្រាន់តែហៅខ្ញុំថាសូយិនគឺបានហើយនៅទីនោះមានបន្ទប់តាំងបង្ហាញបញ្ជីមុខទំនិញដែលនឹងត្រូវដាក់ដេញថ្លៃនៅក្នុងកម្មវិធីចម្រៀងនេះតើខ្ញុំអាចមានកតេយ្យសោះទៅមើលកន្លែងនោះជាមួយអ្នកបានទេធានម៉ាក់យល់ភ្លាមហើយគិតក្នុងចិត្តថាហូចិត្តមែនពិតជាពួកមនុស្សដែលចូលចិត្តជន់អ្នកទៀបលើកអ្នកខ្ពស់មែនរួចនាងក៏សួរដោយសុភាពឋានថែបើធ្វើបែបនេះតើវាមានធ្វើឲ្យខានពេលការងាររបស់អ្នកទេកញ្ញាសូយិនបោះដៃបដាសេថប់មិនខាត់ពេលអ្វីបន្តិចឡើយបានដើរលេងជាមួយកញ្ញាគឺជាក្តីស្ររបស់ខ្ញុំទៅវិញទេបើយើងឈរមើលពីក្រោយនាងខំមកសង្កត់វិញហើយគិតក្នុងចិត្តថាបើអាចរាប់អានជាមួយកញ្ញាដែលខ្ពង់ខ្ពស់និងស្រស់ស្អាតម្នាក់នោះបាននៅថ្ងៃមុខនៅក្នុងសង្គមនេះខ្ញុំច្បាស់ជាមានអំណាចបំផុតជាក់ជាមិនខានការពីលើកមុននៅយ៉ាជឹងសូយិនបានធ្វើឲ្យតកូលបៃរបស់ខ្ញុំធ្លាក់ដុនដាបដល់កម្រិតនេះឥឡូវនេះនៅចង់ឡើងចង់ដល់អ្នកខ្ពស់ទៀតស្មានតែគេមិនដឹងចិត្តទៅសូយិនកាន់របស់ដោយដៃទាំងពីរហុចទៅឲ្យធៀបម៉ាក់កញ្ញាដែលគួរឲ្យកោពុបសូមមើលទឹកភ្នែកនៅរណ្ដនេះចោះនេះគឺជារត់តែងថ្លៃដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនៅរាត្រីនេះហើយខ្ញុំក៏មានព័ត៌មានលម្អិតអំពីវាផងដែរបែរយើងដើរចូលទៅកន្លែងដែលអ្នកទាំងពីរកំពុងនិយាយគ្នានាងកញ្ញាទោះយ៉ាងណាក៏ដោយកុំទៅរាប់អានចិត្តស្និទ្ធជាមួយនាងឲ្យសោះមនុស្សដូចជានាងនឹងធ្វើឲ្យតម្លៃខ្លួនរបស់អ្នកធ្លាក់ចុះមិនខាននារីដែលចូលក្រោយបែរយើងក៏និយាយបន្ថែមថាពិតមែនហើយនាងនៅលើជាកញ្ញាទីពីរកោសៀនិយាយលេងមែននាងមិនមែនជាកូនបង្ការរបស់ស៊ីងផងកូនត្រីពិតប្រាកដរបស់រកោសៀកំពុងតែរៀនសូត្រនៅអេសាឡាណាទេធានម៉ាក់ការពិតទៅនាងគ្រាន់តែជាកូនរបស់ស្រីតូចដែលគេនាំចូលមកក្នុងផ្ទះតែប៉ុណ្ណោះហើយជាតែធ្វើពុតមកក្រាស់មិនធម្មតាឡើយក្នុងចិត្តរបស់សូយិនពេលនេះស្អប់បៃយើងយ៉ាងខ្លាំងនាងគិតក្នុងចិត្តថាបៃយើងនេះគួរឲ្យស្អប់ណាស់ចង់មកកំទេចផែនការរបស់ខ្ញុំមែនទេចាំមើលចាប់ថ្ងៃមកបាស់ខ្ញុំមិនឲ្យមកអញទេក៏មកហាក់ខ្ញុំថាសូយិននាងព្យាយាមបញ្យល់ដល់សារទៅកាន់ធានម៉ាក់មិនឈប់ឈរអ្នកនាងកុំទៅស្ដាប់ពាក្យពួកវាផ្ទះផ្ដាស្អីពួកវាក្រានតែចំណែននឹងខ្ញុំដែលខ្ញុំល្បីល្បាញពេកនោះទេមកខ្ញុំនឹងជួនអ្នកនាងទៅមើលរបស់របដាដេញថ្លៃបន្ទៀតសៀមកបែរមុខតំខាងរួចនិយាយថាមិនបាច់ទេនាងបែរខ្នងដើរចេញរួចបោកដៃបន្ទាប់ពីនេះមិនចាំបាច់ឲ្យអ្នកទៅជាមួយខ្ញុំទៀតទេខ្ញុំត្រាំមិនបានទេពួកប្រភេទកូនស្រីមេទី3ហ្នឹងប៉ាយយើងដើរមកក្បែររួចសើចចំអកដាក់គួយសូយិនអូយអ្នកនាងជាកញ្ញាជាន់ខ្ពស់ពិតប្រាកដមែនតែទៅធ្វើរឿងអាក្រក់សាការជាជាមួយនោះស្រីខ្លាំងខ្លាយដូចជាអ្នកកនាងបានយ៉ាងម៉េចទៅចង់ឡើងខ្ពស់មែនទេយកកញ្ចក់មកឆ្លោះមើលខ្លួនទៅមើលថាខ្លួននឹងស្មើមិនសំហាពួកស្រីដែលនៅកនគ្នាពុសំណើចគួយសូយិនក្រឡេកមើលនាងដោយកំហឹងរួចនិយាយថាប៉ាយយើងអ្នកនាងពិតជាថោកទាបមែនប៉ុន្តែប៉ាយយើងតបាត់វិញយ៉ាងរហ័សចត់ដែលខ្ញុំនិយាយនោះក៏ស្រង់ណាកាលពីមុនដោយសារតែខ្ញុំស្និទ្ធស្នាលជាមួយអ្នកខ្លាំងពេកទៅខ្ញុំខ្ជិលនឹងបកអាក្រាតធាតុដ៏ពិតរបស់អ្នកលើកមុនក៏ដោយសារតែសៀមកនឹងហើយដែលធ្វើឲ្យខ្ញុំត្រូវអ្នកទាំងអស់គ្នាក្នុងវងការសើចចំអកអ្នកនាងនឹងហើយដែលល្ងងមិនស្គាល់មនុស្សប្រភេទមនុស្សគ្មានចិត្តបែបនៅមានអ្វីខុសប្លែកពីស្រីបីរបស់អ្នកនោះទៅហើយមែនហើយអ្នកនៅចេះអូទីមប្រូពីទៀតផងនេះក៏ជាទេពកោសលពីកំណត់ដែរមែនទេគួយសូយិនខឹងខ្លាំងណាស់ក៏ស្រែកឡើងថាប៉ៃយើងអ្នកកុំឲ្យវាហួសហេតុតែពេកណាសៀមកអបដេចឈើមើលអ្នកទាំងពីរឆ្លោះគ្នារួចនាងក៏ញឹមឆ្កែកម្មបច្ឆែពិតជាទើសនីយភាពដែលគួរជាចង់មើលមែននាងដើរចេញទៅរួចមើលទៅប៉ៃយីងសុំតបខ្ញុំមិនបានទទួលភ្ញៀវទៀតទេខ្ញុំសុំទៅតបតែមុខបន្តិចសិនប៉ៃធ្វើឲ្យអ្នកនាងអស់សំណេចហើយទៅត្រូវការឲ្យខ្ញុំជួយទួលភ្ញៀវទេសៀមកនិយាយថាមិនត្រូវការទេអាកូនច្រើនគួយសូយិនមើលនាងដើរចេញទៅរួចក៏គិតក្នុងចិត្តខ្លួនមិនអាចទទួលយកកាមេរ៉ាជ័យនេះបានទេត្រូវតែរកវិធីសង្គ្រោះមុខមាត់ឡើងវិញមិញនេះនាងនិយាយថានឹងទៅតបតែមុខមែនទេឆ្លៀតឱកាសនេះខ្លួនទុកនាងដើម្បីបង្ការចំណាប់អារម្មណ៍អទៅបានខណៈដែលសៀមកកំពុងសាត់ក្នុងបន្ទប់ទឹកដើម្បីលាមាត់នាងក៏ដើរចូលមករួចធ្វើដូចជាដោញបានជប់គ្នាសៀមកមិនក៏ជាអ្នកទៅវិញសៀមកដូចជាបានដឹងមុននៅរឿងនេះតែពីដំបងហើយថានាងនឹងតាមដានខ្លួននឹងរួចនាងក៏និយាយឡើងថាអាសូបងអូនស្រីខ្វៃដែលជាផ្កាជោគឆ្នាំតាមដានយ៉ាងដិតដល់គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ឈុតសម្ដែងមុននេះពិតជាអស្ចារ្យមែនមិននឹកស្មានថាកងឡានបរងដូចជាមេឃរបស់បងអូនស្រីខ្វៃតែជាមានប្រយោជន៍ខ្លាំងជាងពេលដែរទៅចាប់ប្រកាន់ឆ្កែមួយក្បាលទៅទៀតនាងខ្វៃស៊ូនខឹងសម្បារយ៉ាងខ្លាំងក៏លើកដៃឡើងបំរុងនៅផ្ទះមុខនាងស្រីថោកទាបមុខមាត់បែបនេះនាងពិតជាក្លាហានណាស់ស្ដេចហានខ្លាំងធ្វើជាមិនបោះលើមូសិនដើម្បីធ្វើបាននឹងបោកប្រាស់អ្នកដតីនាងចាប់ដៃរបស់ខ្វៃស៊ូយិនជាប់ធ្វើឲ្យនាងស្រែកឡើងដោយការឈឺចាប់ខ្ញុំឯណានឹងដូចជាបងអូនស្រីខ្វៃនោះ
ខណៈជាអ្នកមានកូនក្រមុំតកូលអភិជនគឺសុទ្ធតែខ្លាំងខ្លាយសម្បត្តិផលការងារក៏ខ្លាំងខ្លាយដែរក៏ពីបានដល់ចុងជើងរបស់នាងមានចំណុចណាដែលពិតប្រាកដខ្លះទេខ្វៃសុជាស្រះនៅសាលាខ្ញុំក៏ត្រូវបានគេទូស្គាល់ថាជាផ្កាសុឆ្នាំដែរចុះនាងវិញជានរណាគេប្រទេសក្រុមហ៊ុនចក្រភពនៅខាងក្រៅនោះក៏ជារបស់ខ្លាំងខ្លាយដែរជឿទេថាខ្ញុំនៅនឹងពួកទាំងអស់គ្នាសៀមេមេក៏បានទូស្លាំងហើយសម្លេងក៏បន្លឺចេញមកខ្វៃសុយិនមានចរិតក្អែងខាងនៅក៏ជាកូនស្រីអ្នកមានមួយរូបកំឃើញខ្វៃសុយិនអាងថាខ្លួនជាកូនស្រីកូលអភិជនអីនាងគ្រាន់តែជាប្រភេទអ្នកមានភ្នែកថ្មងប៉ុណ្ណោះពីក្បាលដល់ចុងជើងសុទ្ធតែត្រូវតែប្រើរបស់ប្រេនពុតសម្បីតែស្លាកសញ្ញាក៏ត្រូវតែជាប្រភេទដែលធំបំផុតដែរមិនមានស្ទីលអ្វីបន្តិចសោះឡើយហើយថែមទាំងគិតថាខ្លួនឯងល្អដល់ខ្ចោះទៀតការពិតទៅពួកនិស្សិតប្រុសសុទ្ធតែលួចរិះគន់នាងនៅពីក្រោយសៀមេម៉ែសាយចំអាកាយផ្កាចូលឆ្នាំខ្វៃដែលល្បីល្បាញក្នុងរឿងព្រេងនិទានពិតជាមានប្រជាប្រិយភាពខ្លាំងដល់ថ្នាក់នេះមែននៅខ្វៃសុយិនក៏អស់កម្លាំងជាជើងទន់លត់ចំកងចុះលើដីលើកដៃទាំងពីរឡើងបិទមាត់រួចនិយាយទាំងញោមមកថាក៏ហាក់អ្នកទាំងអស់គ្នាសុទ្ធតែក៏ហាក់នាងបោកប្រាស់ខ្ញុំសៀមេក៏ងាកខ្នងដើរចេញរួចដាស់ម៉ាន់លើមុខចេញហើយក៏ក្នុងចិត្តថាមនុស្សមួយចំនួននៅពេលដែលរត់នៅក្នុងក្តីសុបិនដែលខ្លួនបង្កើតឡើងនិយាយពាក្យកុហកច្រើនពេកច្រើនពេករហូតដល់ពួកគេជឿជាក់ថាវាជារឿងពិតរឿងនេះពិតជាគួរឲ្យសង្វេគណាស់នាងដើរចេញពីបន្ត5ហើយបាននៅពួកនារីប៊ីខ្សឹបខ្សៀវនិយាយគ្នានៅក្នុងនោះរួមពេញយើងផងដែរប្រាប់ឲ្យពួកអ្នកទាំងអស់គ្នាដឹងណានាងគីសូវៀតដែលអនថាជាកូនស្រីកូលហាអីហានាងគ្រាន់តែជាក្មេងស្រីដែលខ្ញុំបញ្ចុះផ្ទះកូលហាថយសំបីតែពេលម្ចាស់ផ្ទះញ៉ាំបាយក៏មិនឲ្យនាងមកអង្គុយញ៉ាំទៅជាមួយដែរក្មេងស្រីម្នាក់នោះគួរឲ្យភ្ញាក់ផ្អើលមែនទេមើលទៅនាងក៏អត់ក្រតុំខ្លាំងណាស់ស្មានតែជាអ្នកតកូលហាដែលធ្លាក់ខ្លួននៅខាងកាត់ទៅទៀតតាមពិតទៅមិនមែនជាអីទាំងអស់នឹងចុះមិនមែនយ៉ាងម៉េចនាងថែមទាំងមានចំណូលចិត្តទៅតាមញាប្រុសទៀតពួកអ្នកក៏គួរតែប្រយ័ត្នប្រយែងសង្សារខ្លួននឹងឲ្យល្អទៅទៀតមកក្រវីក្បាលនាងនឹកអាណិតគីស៊ូវៀតណាសនេះរឿងមកចិត្តសនិទ្ធដែលធ្លាប់រួមគ្នាគៀបសង្កត់ខ្ញុំពីមុនមកនោះគីស៊ូវៀនពិតជាចេះរកគុណផលដែរមែនណាស្រាប់តែហួកធឿសាច់ស្ទុះមកអបទៀតមកយ៉ាងណែរួចនិយាយថារកឃើញហើយតែវតាដល់ស្រស់ស្អាតអាយអ្នកទទួលស្គាល់មនុស្សខុសហើយសូមមេត្តាដោះលែងខ្ញុំទៅធ្វើបែបនោះគេក៏ដកដៃចេញពីចង្កេះនៅយ៉ាងលឿនរួចនិយាយដល់បើថាមែនតែខ្ញុំមិនបានទទួលស្គាល់មនុស្សខុសទេណាសំឡេងផ្ទុះកំហឹងមួយបន្លឺឡើងប្រយាការក៏ស្ងប់ស្ងាត់ឈឹងឡាមកឋិនស្ទុះជួលមកអបទៀតមកជាប់ក្នុងតងរបស់គេក្លាហាននឹងអីចង់ស្លាប់មែនទេគេនិយាយយកថាឡាមកឋិនមិនបានឃើញអ្នកខាងយូរហើយណាកម្រងដេញថ្លៃធំមួយនេះធ្វើឲ្យក្រុមមុនលីរបស់ខ្ញុំខានបងធ្ងន់ណាស់ដូច្នេះស្រីម្នាក់នេះខ្ញុំត្រូវតែបំបែកនាងជាកងឲ្យបានឡាមកឋិនសម្លឹងមើលគេដោយខ្សែភ្នែកមកស្រួលដោយប្រកាសថាសង្គ្រាមពាណិជ្ជកម្មគឺតែដោះស្រាយគ្នាតែក្នុងវិស័យចំនួនប៉ុណ្ណោះកុំប្រើវិធីសាស្ត្រគ្មានមនុស្សគ្មានសាច់ឆ្កែបែបនេះមកខំផ្ដេសផ្ដាស្អីបើចង់ប៉ះនាងសួរនំខ្ញុំសិនទៅគេសម្លឹងមើលឡាមកឋិនមិនដាក់ភ្នែកក៏អីចឹងហេះខ្ញុំក៏ចង់ឃើញដូចគ្នាតែអ្នកឲ្យតម្លៃនឹងខ្លាំងដល់កម្រិតណាទៅរួចអ្នកទាំងពីរក៏ចាប់ផ្ដើមបតែបន្ទាប់គ្នាហកធ្វើចាប់ដៃយ៉ាងណែនសោះទៅរកឡាមកឋិនតែត្រូវបានគឺមកចាប់ដៃជាប់តែអ្នកអាចជិះមកប្រាដើម្បីញុះញង់ចៅវាយខ្ញុំបានឡើយខ្ញុំសុំណែនាំឲ្យលោកដកដៃត្រឡប់ទៅវិញទៅនេះជាទឹកដីរបស់មនុស្សពួកមនុស្សចោចចកដូចជាលោកក៏មានច្បាប់ទម្លាប់របស់មនុស្សចោចចកដែរកុំឲ្យភាពឈួតលិលាធ្វើឲ្យលោកភ្លេចពីភាពថ្លៃថ្នូររបស់ខ្លួនអាយសះគេក៏ក្នុងចិត្តបើដល់ថ្នាក់អាចធ្វើឲ្យទាំងអ្នកបម្រើនៅក្បែរឡាមូសិនក៏ត្រូវការពារដល់ថ្នាក់នេះមើលទៅស្រីម្នាក់នេះប្រហែលជាមានអធិញខាងខ្លាំងណាស់ចំពោះឡាមូសិនហើយភ្លាមនោះក៏ដកដៃត្រឡប់ទៅវិញហេតុអ្វីពួកលោកខាងខ្លាំងម្លេះគ្រាន់តែលេងសើចបន្តិចបន្តួចទេទៅខ្ញុំគ្រាន់តែឃើញនាងដើររំលាក់ឯងមើលទៅក៏ទៅចូលទៅសួរនំប៉ុនមានម៉ាត់តែប៉ុណ្ណោះមិននឹកស្មានថាជារបស់ពួកលោកទេម្ដងណាដែលត្រូវពួកបសាចិញ្ចក់ឈាមប៉ះពាល់ហើយទោះខ្ញុំមិនហ៊ានប៉ះពាល់ទៀតទេឡាមូសំលឺសំឡេងកេះមរាមដៃយ៉ាងអ៊ូមើលថៃកញ្ញាំជើងរបស់លោកឲ្យល្អទៅកុំទៅប៉ះពាល់របស់ដែលមិនគួរប៉ះព្រាកាសក៏ត្រឡប់មកមានភាពអ៊ូអរវិញរបាទនឹងម្នាក់ទៀតកំពុងតែមានចម្ងល់មិញនេះលោកឡាមិនមែនកំពុងនិយាយជាមួយពួកយើងទៅគាត់ចោះទៅទីនតាំងពីពេលណាទៅនៅពេលដែលលោកសំសេងខ្សឹបខ្សៀវរបស់មនុស្សទៅជុំវិញខ្លួននោះគឺឡាមូសិនជាមួយនឹងលោកហុកដែលជាអ្នកត្រកូលហុកពួកគេទាំងពីរនាក់បែរជាបង្ហាញខ្លួនជាមួយគ្នាមែនហ្នឹងសៀតមកបានស្មារតីឡើងវិញក៏ឃើញឡាមូសិនកំពុងសម្លឹងមើលខ្លួនលោកឡារួចក៏កើតក្នុងចិត្តថាក៏មកទីនេះតាំងពីពេលណាទៅលោកហុកដើរចូលមកកញ្ញឹមដាក់សៀតមកស្រីដ៏ស្រស់ស្អាតមួយគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះបន្តិចទៀតក្នុងកម្មវិធីដេញថ្លៃបើនឹងពេញចិត្តរបស់ណាខ្ញុំនឹងទិញជូននឹងចាត់ទុកថាជាការសុំទោសចោះពួកនារីជុំវិញនោះនាំគ្នាសរសើរមិនដាច់ពីមាត់លោកហត់នឹងតែងការទៅដោយស្រីម្នាក់នោះទៀតផងពិតជាគួរឲ្យចំណាយខ្លាំងណាស់សម្បីតែបុគ្គលិករបស់ឡាមូសិនដែលចូលមើលក៏មានកំហឹងដែរអាមនុស្សសេចចកថោកទាបនេះបែរជាហិនប៉ាម៉ាក់នៅមិនឆាប់ក្តៅក្រហាយទៀតប៉ាទិមកក៏ខឹងកំចាញ់គ្នាទេបើមិនមែនដោយសារតែគោលច្បាប់ទម្លាប់របស់មនុស្សទេនោះនឹងថាជាវាយប្រហែលជាបំផ្លាញពិធីជប់លៀងនេះទៅហើយ
លោកហលក៏ដៃចង់ចាប់ដៃរបស់សៀតម៉ាក់ប៉ុនដៃនាងបានបដិសេធនាងក៏អបដៃរបស់នាងទៅនឹងដៃរបស់ឡាមូសិនដើម្បីថ្លែងអំណរគុណបងមិនចាំបាច់ធ្វើដល់ថ្នាក់នឹងក៏បានដែរខ្ញុំមានមកប្រុសរួចហើយធ្វើឲ្យឡាមូថេនមុខឡើងកាហាំងាំងរ៉ូបឺតដើរទៅជួបហាឈើចេះហើយនិយាយលោកហាអ្នកមកដល់ហើយឬសូមអញ្ជើញទៅខាងនេះក៏ឆ្លៀតពីរឿងមូលនិធិសខាភិបាលផងដែរបងយកព្រមគ្មានបញ្ហាទេលោករ៉ូបឺតឡាមូថាហមហើយសួរទៅកាន់សៀមម៉ូមិញនេះដែលអូនដសេតគាត់នាងនិយាយខ្សែមិញនេះបងបានបញ្ជារ៉ាពេដើម្បីទាញអូនចេញមកមែនទេបើនិយាយបែបនេះគាត់ច្បាស់ជាមិនមែនជាមនុស្សល្អឡើយប៉ាក់សាម៉ូដើរចូលមកហើយនិយាយពីប្រវត្តិរបស់លោកប្រុសហាគេគឺជាកូនប្រុសទី2នៃសម្ព័ន្ធក្រុមផ្លេខខោហាជើជើមិនដឹងថាទៅប្រុសតែរឿងដែលឃ្លីកាពីពេលមួយឬយ៉ាងណាទេតបកំហឹងមិនបានទេពេលដែលត្រូវពួកយើងតែងចេញពីការប្រកួតប្រជែងនេះមែនទេសៀមម៉ូមានអារម្មណ៍ភ័យខ្លាចអីចឹងមិញនេះគាត់គឺមានចេតនាចង់មកសងសឹកពួកយើងមែនទេឡាម៉ូថេនក៏សង្ស័យដែរថាមានលទ្ធភាពខ្ពស់ណាស់អូនត្រូវតែប្រយ័ត្នខ្លួនពីគេឲ្យមែនតែនណាហើយជាដៃចេញទៅបណ្ដៃក្នុងចិត្តនៅតែគិតពិតជាចង់ដឹងខ្លាំងណាស់ប្រសិនបើចាប់យកក្មេងស្រីម្នាក់នោះទៅឡាម៉ូថេននឹងខាញ់ឈួតឡប់ដែរឬទេរួចហើយគេក៏សាយក្នុងចិត្តម្នាក់អញយូរហើយដែលខ្លួនមិនបានចេញទៅបបាញ់ហើយក៏យូរហើយដែរដែលខ្លួនមិនបានឃើញបើសាច់ចិញ្ចក់ឈាមឡើងឈួតឡប់ទេតាតូចនៅក្បែរអារ៉ាសពិតជាឆ្ងាញ់ម៉ាត់ណាស់នៅឯសារដេញថ្លៃអ្នកសម្របសម្រួលកម្មវិធីក៏ចាប់ផ្ដើមនិយាយការដេញថ្លៃនឹងចាប់ផ្ដើមក្នុងពេលបន្តិចទៀតនេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់សូមមេត្តាអង្គុយតាមកៅអីដែលបានកំណត់ទុកជាមុនទៅតែអង្គុយចុះក៏បាននៅសម្លេងរបស់ហាជីជីបានជួបគ្នាទៀតហើយណាតែបតាដល់ស្រស់ស្អាតដៃបែងទម្លាក់ខាងហាឆៃជើឲ្យកណ្ដាសាយសៀមម៉ូនេះគឺជាលក្ខណៈណែនាំប្រវត្តិដែលត្រូវដេញថ្លៃនៅថ្ងៃនេះត្បូងទទឹមក្របនេះគឺសាំនឹងស្បែកដោយព្រិលរបស់អូនណាស់ណាអូនចូលចិត្តគ្រាន់តែប្រាប់បងមកនឹងទទួលរក្សាពីដៃគេរួចដាស់តើននៅលោកជួយស្ងាត់មកបន្តិចបានទេទុកឲ្យខ្ញុំនិយាយខ្លះទៅលោកមកច្រើនពេកហើយគេញឹមដបងខ្ញុំវិញថាមកច្រើនអញ្ចឹងហីដឹងទេថាមានស្រីបៃប៉ុនមានអ្នកដែលចង់និយាយជាមួយខ្ញុំតែគ្មានសំណាងបាននិយាយនោះលោកលុយយ៉ាងអង្គុយចិត្តកញ្ញាស៊ូយៀនប៉ុណ្ណេះដូចជានាងមិនសប្បាយចិត្តសោះគេសសួរនាំដោយក្តីបានរំថាស៊ូយៀនថ្ងៃនេះអូនកាត់អីនឹងបងមកយិតបន្តិចសោះអូនខឹងដល់ថ្នាក់នេះមែនទេមនុស្សគេនិយាយថាអូនចូលស្ងៀមនៅក្នុងបន្ទប់ទឹកយូរណាស់កញ្ញាស៊ូយៀននៅស្ងៀមមិនតបព្រាមនោះនាងក៏បាននៅសម្លេងរបស់ត្រីម៉ាត់សម្ដែងបានល្អណាស់កាលពីបន្តិចមុននេះមិននឹកស្មានថាកងឡាំរងរបស់ការដែលស្រស់ស្អាតបំផុតក្នុងសាលាដូចជាស៊ូយៀនថែមទាំងប្រើប្រាស់បានងាយស្រួលជាងការហាច់ឆ្កែមកមួយក្បាលទៅទៀតនាងខានក្មេងទាំងក្នុងចិត្តត្រីម៉ាត់នាងខានប្រមាក់ខ្ញុំដល់ថ្នាក់នេះផងហើយរួចនាងក៏ខាត់ទៅចិត្តលុយយ៉ាងហើយនិយាយថាលោកលុយយ៉ាងក្មេងស្រីដែលដើរចិត្តល្អមូថិននោះគឺត្រីម៉ាត់នឹងអើងហើយអាមនោះដែលហៅខ្លួននឹងថាល្អមូថិននោះក៏ជាតួអង្គខ្លាំងៗដែរទឹកមុខរបស់គេពោពេញដោយការភ្ញាក់ផ្អើលអីគេអូនប្រកាសចិត្តមែនទេនឹងងក់ក្បាលពិតណាស់នៅក្នុងបន្ទប់ទឹកខ្ញុំឃើញនាងដើរមកចេញហើយនាងថែមទាំងសារភាពដែលបន្តមកទៀតផងនាងគឺជាជនបកប្រាស់ថ្ងៃនេះមានតែមន្ត្រីជាន់ខ្ពស់និងអ្នកជំនួយអ្នកមានមុខមាត់ជាច្រើនមកទីនេះយើងត្រូវតែលាតត្រដាងមុខមាត់ពិតរបស់ពួកគេឲ្យបានគេមិនដឹងត្រូវលាតត្រដាងបែបណាក៏សួរនាងថាចុះយើងត្រូវធ្វើម៉េចទៅនាងក៏ចាប់ផ្ដើមរៀបរាប់កម្រងការរបស់ខ្លួនខ្ញុំបានណាត់ពួកកូនលោកអ្នកមានហើយជួយដំឡើងថ្លៃដេញថ្លៃឲ្យលោកលុយយ៉ាងលោកក៏ចូលរួមដេញថ្លៃជាមួយពួកគេដែរទៅដល់ពេលនោះអាណាអាមូថិនខ្លាំងៗនោះប្រកាសជាគ្មានលុយទិញអ្វីឡើយពេលនោះយើងនឹងអាចលាតត្រដាងមុខមាត់ពិតរបស់វាបានដំបងទៀតគេយកប្រមូលបានតធ្វើតាមនឹងអ្នកសម្របសម្រួលកម្មវិធីក៏បានចង្អុលដៃទៅកាន់ពេជ្រដែលកំពុងដាក់តាំងបង្ហាញយប់នេះជាពេជ្រចំទុំមីចុចការ៉ាត់ដែលរំលេចនៅលើចិញ្ចៀនមានស្ពំផ្កាជោគដូនការ៉ាត់ព្រមទាំងមានពេជ្រចតុជារំលេចសងខាងទៀតផងនេះគឺជាកតោដ៏វិសេសវិសាលរបស់កម្រដែលគេផ្ដល់ឲ្យកូនស្រីជាទីស្រឡាញ់របស់អភ័យជននៅរ៉ាប់សម័យបុរាណតម្លៃចាប់ផ្ដើម$5 លានអាមេរិកមានតែម្ខាងលើកស្លាកលេខ51 $6 លានសម្រាប់កញ្ញាអ្នកខាលោកស្រីនឹងលើកស្លាកលេខ43បង្ហាញទៅកាន់ជូវៀនខ្ញុំឲ្យ$7 លានក៏សម្រាប់កញ្ញាខាដែរឬក៏មានអ្នកដេញថ្លៃបន្តដល់ទៅ$8 លាន$10 លានជូវៀនលើកដៃឯសក់ដោយក្តីរំភើបក្នុងចិត្តថាខ្ញុំនឹងថ្លៃជាតារាដែលលេចធ្លោជាងគេនៅក្នុងកម្មវិធីដេញថ្លៃនេះហើយពេលដំណឹងនេះទៅដល់សាលារៀនវិញខ្ញុំនឹងនៅតែជាការមហាវិទ្យាល័យដែលថ្លៃធ្នូបំផុតចំណែកគេម៉ាត់នាងនឹងត្រូវគេមើលងាយដូចជាកណ្ដូវរត់តាមផ្លូវនាងធ្វើឲ្យខ្ញុំអាម៉ាស់មុខខ្ញុំនឹងឲ្យនាងសងត្រឡប់មកវិញ10 គុណហូកទៅត្រាក់ក៏ស្រែកដេញថ្លៃថា$18 លានអាមេរិកខ្ញុំជូនដល់កញ្ញាដែលមានរូបសម្រស់ស្រស់ស្អាតដូចទេតាដែលកំពុងអង្គុយនៅក្បែរខ្ញុំនេះរួចក៏ចង្អុលដែលទៅរកនាងម៉ាត់មានអាការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចគិតក្នុងចិត្តថាហូកធឺត្រាក់លោកចង់ធ្វើស្អីទៀតហើយនឹងសំឡេងទេដៃឡនពេញសាលាព្រមទាំងមានពាក្យសឹកខ្សៀវថាហូកធឺត្រាក់នៃក្រុមហ៊ុនលើកុសតាំងពីដើមមកមិនដែលឃើញជូនកាដូដល់នារីណាសុះស្រាប់តែនារីថ្លៃធ្នូម្នាក់ហត់អាចខ្លាយជាសង្សាររបស់មូធើបានថែមទាំងអាចធ្វើឲ្យហូកធឺត្រាក់ហានដេញថ្លៃបញ្ចប់ការដេញថ្លៃដើម្បីនាងទៀត
ពិតជាគួរឲ្យច្នៃមែនដែលមានការព្រួយបារម្ភរហូតដល់ហញើជុំខ្លួនតម្លៃ15បីលាននេះគឺវាទៅស្ពេតតម្លៃពិតនៃបងពេជាមួយក្របនោះទៅហើយបើឡើងថ្លៃជាងនេះទៀតគឺខាងច្បាស់ណាស់ប្រហែលគ្មានអ្នកណាហានដេញថ្លៃទៀតទេចូលវៀនឥឡូវទៅធ្វើមិនទៅនាងក៏ចាប់ផ្ដើមរៀបចំកម្រងកាត់ថ្មីលោកក៏ប្រហែលជាចាញ់បោកគេហើយលោកដឿងឥឡូវនេះបើយើងទៅបាកកកាយនាងម្នាក់នោះទៅមកនិយាយក្នុងចិត្តកំពុងតែខឹងសម្បាហើយដឿងម្នាក់នេះពិតជាមិនបានការសោះហូកធ្វើត្រាក់គឺជាបោសំណាក់តែសម្បីតែខ្លួនខ្ញុំក៏មិនអាចអត់ទិញបានតែបីជាមកស្មារតីចិត្តដេញថ្លៃឲ្យនាងក៏ហាក់បោកប្រាស់ម៉ាតម្នាក់នេះតែនឹងពិតជាសក្តីសមមែនទេធៀបម៉ាតនិយាយទាំងអង្គរដ្ឋាលោកពួកខ្ញុំមិនត្រូវការវាទេសូមលោកកុំដេញថ្លៃវត្តនេះប្រទេសខ្ញុំទៀតអីឡាម៉ូតកាន់ស្លាកលេខដេញថ្លៃឡើង20លានដុល្លារមនុស្សគ្រប់គ្នានៅទីនោះសុទ្ធដែរស្ងាត់ច្រំស្រាប់តែលោកគួរកាន់ស្លាកលេខដេញថ្លៃឡើង21លានដុល្លារនៅមិនតន់លើកស្លាកលេខផងគាត់ដែលកាន់ស្លាកលេខការពិមនិចមុននោះក៏ស្រែកឡើងថា26លានដុល្លារធ្វើឲ្យអ្នកគ្រប់គ្នាបើកភ្នែកធំvàសម្លឹងមើលទៅពួកគេទាំង3នាក់ហួរទួចាក់មើលទៅរួចញញឹមហើយនិយាយថាលោកមានលុយច្រើនដល់ថ្នាក់គ្មានកន្លែងចាយហើយមែនទេឡាម៉ូសម្លឹងមើលទៅវិញយ៉ាងមុតត្រូវឲ្យទោះបីជាលោកដាក់ថ្លៃប៉ុន្មានក៏ដោយខ្ញុំក៏នឹងដាក់ថ្លៃឲ្យខ្ពស់ជាងលោកដែរចង់សាកល្បងទេដែលឈរនៅកណ្ដាលបែកញើសចូលខ្លួននឹងបោះពីរនាក់នេះនៅអីសាដេញថ្លៃ MC នៅលើឆាកចង្អុលទៅកាន់វត្តដេញថ្លៃ26លានដុល្លារតែមានអ្នកចង់ដាក់ថ្លៃខ្ពស់ជាងនេះទៀតទេគាត់សុំម្ដងហើយម្ដងទៀត26លានដុល្លារលើកទី1ដុល្លារលើក2 26លានដុល្លារលើកទី2បន្ទាប់មកក៏គ្មាននរណាឆ្លើយតបទៀតឡើយការដេញថ្លៃត្រូវបានសម្រេចសូមមកអាសាទោសលោកឡាននឹងមិត្តស្រីរបស់លោកនៅក្រុមឆាកសម្លេងភ្ញាក់ផ្អើលលន់ទៅឡើងហើយស្លាប់ទៅហានដាក់ថ្លៃដល់ទៅ26លានដុល្លារលើស្ពីលើពីតម្លៃពិតនៃក្របពេជ្រនោះឆ្ងាយណាស់អ្នកសូមមកដកតកូលអភ័យជូនកម្ពុជាទាំងពីរដណ្ដើមយកចិត្តនារីម្នាក់នេះមិនដឹងជានារីម្នាក់នោះមានប្រវត្តិមកពីណាទេស៊ូវៀមក៏នៅទីនោះដែរនាងដាប់កដាសក្នុងដីរួចហែកវាចុះទាំងកំហឹងនាងជេរប្រមាថថាអសម្លាញ់អើយតាមពិតទៅខ្លួននឹងនេះហើយដែលត្រូវតែជាចំណុចចាប់អារម្មណ៍នៃការដេញថ្លៃនេះនាងស្រីមកក្រាស់មែននេះប្រាវិធ័យសាស្ត្រខ្វះពេកហើយហូដងអង្គុយនៅក្បែរនោះបានថាស៊ូវៀនិនវៀនក៏ផ្លាស់ប្ដូរទឹកមុខក្នុងមួយប៉ាពេជ្រភ្នែកនៅពេលលោកគាត់ហើយនឹងនិយាយថាហ៊ុនដួងមានរឿងអ្វីមែនទេហ៊ូដួងមើលទៅនាងបែបនោះហើយគិតក្នុងចិត្តថាទឹកមុខរបស់ហ្វៀនពីបន្តិចមុននេះពិតជាគួរឲ្យខ្លាចណាស់ឬមួយក៏ខ្លួនឯងភ្នែកស្រវាងមើលច្រឡំតើលោកចង់និយាយថាឡាម៉ូថែលុយច្រើនបែបនេះតើអាចទៅរួចទេថានោះមិនមែនជាឡាម៉ូជាខឹងសម្បារចោះធ្វើម៉េចនឹងអាចទៅរួចទៅតែលោកគិតថាឡាម៉ូចិត្តនៅជាមួយម៉ាតមែនទេពួកវាពិតជាកំពុងតែរួមដៃគ្នាបោកប្រាស់លោកឈើជឺមែនលោកវកយ៉ាងដែលអង្គុយនៅក្បែរនោះបានស្ដាប់សូយានិយាយហើយក៏ដាក់ដៃចង្ការគិតនិយាយត្រូវហើយអញ្ចឹងបន្តិចទៀតយើងចាំមើលអាកាសស្លាច័ន្ទធ្វើសកម្មភាពទៅកញ្ញាសូយានៅគេនិយាយបែបនេះក៏ក្នុងចិត្តដោយភាពពេញចិត្តដប់ហើយចាំតែដល់ពេលមានការស្បាកាយរឿងរបស់ទៀតម៉ាត់នេះហើយដល់ពេលនោះខ្ញុំនឹងឆ្លៃកាសនេះបង្កើតតំណែងតំណងជាមួយលោកវកឈើជឺដល់ពេលនោះតើអ្នកណាខ្លានឹងចង់បានអ្នកទៀតវកយ៉ាងទៀតម៉ាត់និយាយបណ្ដាក៏យកដៃទៀនដែលអាវរបស់លោកមូថឺនបន្តិចបណ្ដាបងទៅប្រជែងជាមួយគាត់ធ្វើអីរបស់នេះខ្ញុំទទួលមិនបានទេវាមានតម្លៃថ្លៃខ្លាំងណាស់ម្យ៉ាងវិញទៀតខ្ញុំក៏គ្មានកន្លែងសម្រាប់ទុកវាដែរលោកមូថឺនដែលពាក់ម៉ាសសប៉ុនខ្មៅបាទខ្ញុំមិនចង់ឲ្យវាផ្ដល់កាដូឲ្យនាងឡើយឬមួយនឹងចង់ទទួលកាដូពីវាលោកមូថឺនសួរម៉ាត់ដោយទឹកមុខត្រជាក់ស្រេបនាងក៏អាក់អួលឆ្លើយដល់ទៅគេព្រោះខ្លាចការផ្លាស់ប្ដូរអារម្មណ៍យ៉ាងលឿនរបស់គេពិតជាមិនមែនបែបនោះទេលោកមូថឺនក៏ត្រឡប់មកកញ្ញឹមស្រស់បវិញភ្លាមបើអញ្ចឹងក៏ទួលយកទៅសម្រាប់ខ្ញុំរបស់នេះមិនថ្លៃប៉ុន្មានទេម៉ាត់ក៏អៀនខ្មាស់បន្តអូប៉ុន្តែនាងកំពុងកាត់ក្នុងចិត្តថាមែនហើយគេធ្លាប់និយាយថាលុយកាក់សម្រាប់គេគ្រាន់តែជាតួលេខប៉ុណ្ណោះទោះដឹងថាគេរស់នៅរាប់ពាន់ឆ្នាំមកហើយក៏ដោយប៉ុន្តែទៅតែពេលនេះដែលយល់ថាលុយសម្រាប់គេពិតជាគ្មានតែនៅអ្វីទាំងអស់ទិនបាយចៅកូនពីម៉ាត់ក៏សប្បាយចិត្តខ្លាំងណាស់មិនដឹងថាពិភពលោកនេះមានរឿងអ្វីកើតឡើងវិធីនៅលើឆាកកំពុងរៀបចំបាកណាត់ដែលក្របវត្តថតដេញថ្លៃហើយស្នាដៃដេញថ្លៃបន្ទាប់គឺជាគំនូរមួយផ្ទាំងដែលមានឈ្មោះថាស្នេហាស្ងៀមស្ងាត់គេនិយាយទៅគ្នាថារបស់នេះគឺザញសម្រាប់គូស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំងប៉ុន្តែមិនអាចនៅជាមួយគ្នាបានហើយអ្នកដែលគូរូបនេះគឺជារាប់ថ្នាក់ផងម្នាក់មានសម្លេងរំខានអង្អែលចេញពីខាងក្រោមយោងតាមរឿងព្រេងផ្កាទាំងនេះគឺត្រូវប្រើឈាមរបស់មនុស្សដែលខ្លួនស្រឡាញ់មកគោពីលើនោះហើយទេពតានៅក្នុងរូបគំនូរកំពុងអបផ្កាសោករ៉ែននៅក្នុងដៃអតីតរបស់វាគឺសេចក្តីស្រឡាញ់ដ៏ស្ងៀមស្ងាត់ដែលមិនអាចនិយាយចេញមកបានលោកពិធីករអើយបើកណាត់នោះចេញមកគឺជារូបភាពរបស់ទូយិតជាមួយនឹងតាតាំងឡាយខែហើយបេះដូងលោតញាប់ញ័រស្អីរូបគំនូរនេះគឺជារូបខ្ញុំមែនទេរូបភាពមេកុំដើរលើផ្កាកលៀបដែលមានម្លាពេញនៅtrongរូបមានស្លាសែស្មែនក្នុងឈុតទេពតាក្រៅមានស្លាពីព្រមជាមួយនឹងរោមដែលកំពុងហោះហើរក្នុងខ្យល់
ពេលនេះក្នុងក្បាលរបស់ចាប់ដើមមានសំឡេងលេចឡើងនឹងបានក្បត់នៅបំណងរបស់ព្រះហើយនឹងត្រូវប្រឡាក់ប្រលើសហើយធ្លាក់ចូលទៅក្នុងភាពបង្ងឹតមិនអាចជើបមុខរួចជាដរៀបឃើញហើយក៏ភ្ញាក់ខ្លួនតាក់តើនហឺសៀវដែលអង្គុយនៅក្បែរនោះក៏ងាកទៅមកសួរនាងកញ្ញាតើកញ្ញាមានរឿងអ្វីមែនទេទាញចូលក្នុងរង្វង់ដែលហើយអង្អែលក្បាលនាងខ្ញុំចោះមិនអីទេនឹកមានអ្នកណាចាប់អារម្មណ៍ឡើយហើយខ្ញុំមិនដឹងថាខ្លួននឹងកំពុងមានរឿងអ្វីនោះទេស្រាប់តែពេលឃើញរូបគំនើនោះខ្ញុំក៏មានអារម្មណ៍ចង់យំភ្លាមតែម្ដងខ្ញុំមានអារម្មណ៍ថាក្មេងស្រីតែនៅក្នុងរូបគំនើនោះគឺជាខ្លួនខ្ញុំតែវាចម្លែកខ្លាំងណាស់មែនទេខឹបថាស្តៀងហើយនេះថាមិនចម្លែកទេរូបគំនើនោះក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនសូវស្រួលដែរក៏នឹងឯងក្បាលនេះឲ្យក្នុងចិត្តថាខ្ញុំមានអារម្មណ៍ថាត្រង់របស់ខ្ញុំវាទៅស្អាតចង់ចាប់អ្វីម្យ៉ាងទុកប៉ុន្តែបែរជាចាប់មិនបានទៅវិញពិតជាសំណាងណាស់ដែលបានដល់បនបែបនេះទើបមានអារម្មណ៍ធូរស្រាលបន្តិចហើយនៅលើឆាកលោកពិធីក្រក៏បានណែនាំរូបគំនើនោះបន្តរឿងព្រេងនិទាននេះបានផ្ដល់ឲ្យរូបគំនើនៅអាននៃថ្មីមួយទៀតក៏ដែលទទួលបានរូបគំនើនេះនឹងទទួលបានពរជ័យបណ្ឌិតស័យស្នេហ៍ឲ្យមានសភុំក៏ពេញមួយជីវិតហើយតម្លៃដេញថ្លៃចាប់ផ្ដើមគឺ10លានមនុស្សម្នាក់នៅខាងក្រោមនាំគ្នាលន់មាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងរឿងនោះមានន័យថារឿងព្រេងដ៏ស្រស់ស្អាតនៅតែបនអឹកម្លាយយកទៅទៀតនៅក្នុងចិត្តខ្ញុំពិតជាមានមនុស្សសញ្ជាតិណែណាវាតំណាងឲ្យសេចក្តីស្រឡាញ់ដ៏អណ្ដាប់ម្ចាស់ថ្លៃអើយដេញថ្លៃចកំឲ្យអូនទៅពេលមេតនៅតែសัตว์ក្នុងរង្វង់ដៃរបស់គេឡាមតែអង្គុយនៅកៅអីខាងលើបាននោះសំឡេងជជែកគ្នានៅខាងក្រោម1500 2000 នៅតែផ្អែកលើស្មារតីរបស់គេហើយគិតក្នុងចិត្តថារឿងព្រេងនិទានដែលមិនច្បាស់លាស់ស្អិតនៃទាំងនេះនាងមិនដែលចាប់អារម្មណ៍វាមិនតង់ណាឡើយប៉ុន្តែបែរជាចង់បានរូបគំនូរនេះខ្លាំងណាស់តែអាចទៅរួចយ៉ាងម៉េចទៅរួចក្លឹមក៏លើផ្លាក់ដេញថ្លៃឡើងដល់5000ដែលមកខាងទៀតនៅតែអបនាងចប់ហើយសៀវដែលអង្គុយនឹងបានខាងបែបនេះក៏គិតថាពិតជាមានលុយមិនដឹងយកទៅចាយយ៉ាងណាប៉ិតមែនរូបគំនូរចាស់កម្លេចខ្លាំងនេះបើចង់បានពិតមែនគ្រាន់តែប្រាក្រញ៉ាំចាប់ជាមកហើយក្តាប់ឲ្យចប់ក្នុងដៃក៏ចប់បាត់ទៅហើយចាំបាច់ត្រូវធ្វើរឿងស្មុគស្មាញបែបនេះធ្វើអ្វីគេកន្លែងមើលមេតម៉ាឃើញនាងកំពុងស្រោតទឹកភ្នែកអ្នកសម្របបាក់ស្រួលលើឆាកសួរឡើងវិញថា5000ម៉ានលើកទី1តែមានអ្នកណាថ្លៃខ្ពស់ជាងនេះទៀតទេហួរឆាវលើផ្លាកដេញថ្លៃតាមគេកើតក្នុងចិត្តថាបោះវាចោលទៅចោះពួកគេក៏មានអារម្មណ៍ថាគួរឲ្យធុញដែរដោយសារតែស្រីម្នាក់នេះចូលចិត្តស្រោតទឹកភ្នែកហើយរបស់របស់គ្មានតម្លៃទាំងនេះគេដេញថ្លៃដល់ទៅ6000រួចឡាមកថ្លៃបន្តដល់ទៅ100លានសួរសៀកខឹងសម្បាននៅយ៉ាងខ្លាំងតើឈួតទៅហើយឬយ៉ាងណាទោះបីជាមានលុយច្រើនក៏មិនគួរចាយវាបែបនេះដែររួចលែងសឹកសឿពីខាងក្រៅមកឡើងថាអូហូ100លានគ្រាន់តែតែងរូបគំនូរមួយសន្លឹកនេះគឺពួកគេថាទ្រព្យសម្បត្តិតើក៏រាប់មិនអស់នោះតើរឿងព្រេងនេះជាការពីឬយ៉ាងណាល្ងាកទៅនិយាយជាមួយគេថាខ្ញុំចង់បានរូបគំនូរនេះណាសភាគាត់បានប្រាប់ខ្ញុំថាបើបាត់បង់រូបគំនូរនេះទៅខ្ញុំនឹងបាត់បង់រឿងសំខាន់ជាច្រើនទៀតអ្នកសម្រាប់សម្រួលចាប់ផ្ដើមនិយាយថា100លានលើកទី1 100លានលើកទី2 100លានលើកទី3ព្រមព្រៀងសូមអាសាចំពោះស្នាដៃចុងក្រោយនៃពិធីដេញថ្លៃស្នេហ៍លក្ខកំបាំងនេះបានលោកជេនដោយជោគជ័យហើយក៏សូមអគុណដល់ភ្ញៀវក្តីសទាំងអស់តែកំទៅដល់កតេងសបរសធរមួយនេះក្នុងនាមខ្ញុំជាតំណាងឲ្យតំបន់ដែលដោយធម្មជាតិសូមអគុណអ្នកទាំងអស់គ្នាហើយជាពិសេសគឺសូមអគុណលោកឡាទៅលោកនៅតែសម្រេចចិត្តថានឹងប្រកបកំណើននេះហើយដែលនៅក្បែរលោកមែនទេឡាមកសិនអបស្មាម៉ាត់សម្លឹងមើលភ្នែកគ្នារួចឆ្លើយតបថាពិតប្រកបណាស់ពេញសារទាំងមូលនាំគ្នាដែរនឹងជជែកគ្នារអពិតជាមនុស្សសញ្ជាតិនេះខ្លាំងណាស់សូមអបអាសានទៅដល់លោកឡានិងមិត្តស្រីរបស់លោកគួយស៊ូយិននឹងស៊ូយ៉ាងខ្លាំងណាស់រហូតសប្បាយចិត្តបញ្ចេញ100លាននេះជាមនុស្សបោកប្រាស់តែអាចរកប្រាក់ចំនួននេះបានដោយរបៀបណាគាត់ពិតជាឡាម៉ូសិនមែនឬសៀតម៉ាត់បានបែកជាគាត់ភិតជាមួយឡាម៉ូសិនទៅវិញប្រាក់គាត់ជាសៀតម៉ាត់បោកបំឆត់គាត់ហើយប្រកាសជាបែបនេះហើយនាងបោកលុយនៅមិនតាន់គ្រប់គ្រាន់ទៅបែរជាហានមកបោកបញ្ឆោតដល់ក្រុមហ៊ុនអធិរាធាតម៉ាត់បែរទៅនិយាយជាមួយឡាម៉ូសិនថាលោកឡាទោះបីជាខ្ញុំធ្វើការឲ្យក្រុមហ៊ុនអស់មួយជីវិតក៏ដោយក៏មិនអាចសងប្រាក់100លាននេះបានដែរឡាម៉ូសិននៅតែញឹមបំមាត់បញ្ចិត្តគំនូរនេះខ្ញុំចំអូនចំណែកចិញ្ចៀនពេជ្រខ្ញុំនឹងរក្សាទុកឲ្យអូនសិនចាំពេលមានកម្មវិធីចំពាក់វែទៅបានទេម៉ាត់ទៅដូច្នេះក៏ផុយស្លាប់គំនូរនេះលោកក៏ជួយរក្សាទុកឲ្យខ្ញុំទៅបើមានការបាត់ទាំងកិច្ចអ្វីខ្ញុំច្បាស់ជាចាប់ស្លាប់មិនខានទេមកចាំងវិញទៀតគំនូរល្បីឈ្មោះបែបនេះត្រូវតែមានអ្នកជំនាញធ្វើសត្វត្រឹមត្រូវមែនទេឡាម៉ូសិនឆ្លើយថាក្នុងចិត្តរបស់គាត់រីករាយខ្លាំងណាស់គ្រាន់តែអូនព្រមទទួលវាគឺបងសប្បាយចិត្តបំផុតហើយចំណែកនៅឯក្នុងសានធំម្ដាយរបស់គួយស៊ូយិនកំពុងព្យាយាមមកបួលប៉ៃយើងនិយាយលេងលោកក្តីប៉ៃខ្ញុំបាននៅស៊ូយិននិយាយថាកូនស្រីខ្ញុំជាមួយប៉ៃយើងមានរឿងមិនសប្បាយចាស់ខ្លះក៏គ្រាន់តែជាការយល់ច្រឡំទេសូយិនកូនខ្ញុំមិនមែនបានមកសំទោសដោយផ្ទាល់ហើយឬថ្ងៃមុខយើងនៅតែជាមិត្តភ័ក្តិនឹងគ្នាណាលោកស្រីប៉ៃអបដៃជប់មិញនេះនឹងនៅធ្វើមុខមកកាសាហាវចង់ដល់ភាពលេចធ្លោពីមិត្តស្រីរបស់ឡាម៉ូសិនមិនមែនទេតែមានកន្លែងណាដែលបង្ហាញថាគេចង់ធ្វើមិត្តជាមួយខ្ញុំនោះ
គួយសួរយើងដល់ចូលមកចិត្តបែយើងរួចដាក់នៅលើស្មារបស់នាងមិត្តភាពរបស់យើងប៉ុន្មានឆ្នាំមកនេះយើងមិនអាចបណ្ដោយឲ្យថយយត់ម៉ាតខ្លាំងខ្លាយនោះមកបំបែកបំបាក់បានទេតែវាពិតមែននៅក្នុងចិត្តរបស់នាងកំពុងគិតថាបើមិនព្រោះតែចង់ប្រើប្រាស់មនុស្សល្ងិលល្ងើទេនោះកំថាឲ្យអំណាចរបស់ខ្លួនមកសុំសហការបែបនេះបាក់ឌីងនៅតែអប់ដៃគួយយត់មែតពេតណាចង់មានន័យថាម៉េចគួយស៊ូវៀនបញ្យល់ថាមាត់ស្រីនៅក្បែរឡាម៉ូថាននោះគឺពិតជាទូយត់ម៉ែខ្លាំងខ្លាយមិនផែនមិនត្រឹមតែបោកបញ្ឆោតឡាម៉ូនហ៊ីវទេថែមទាំងញុះញង់ឲ្យពួកយើងទាំងពីរនាក់ខឹងសម្បាដាក់គ្នាទៀតបាក់បែបនេះក៏ហាក់ដូចជាជួនាងបន្តិចតើអាចទៅរួចយ៉ាងម៉េចទៅនាងកំពុងតែលេងសើចជាមួយខ្ញុំមែនទេស៊ូវៀននិយាយបន្ថែមទៀតព្រមទាំងធ្វើកាយវិការដែលបង្ហាញពេលនៅក្នុងបន្ទប់ទឹកខ្ញុំបានឃើញនឹងភ្នែកថានាងមើលស្នាមជានៅលើដៃរបស់ខ្ញុំចោះនោះគឺដោយសារតែនាងរុញខ្ញុំយ៉ាងខ្លាំងគឺបាក់ហ៊ីនក៏គិតក្នុងចិត្តថាគីស៊ូវៀនគឺជាមនុស្សស្នេហ៍ដែលប្រុងប្រយ័ត្នខ្លាំងណាស់ប្រហែលជានាងមិនយកគឺនេះមកលេងសើចបោកប្រាស់អ្នកអតីឡើយបានខឹងសម្បារយ៉ាងខ្លាំងរូបរាងចង្ការបស់នាងមើលទៅគុណភ្នែកណាស់គួរឲ្យស្អប់ណាស់នាងហានធ្វើឲ្យពួកយើងខ្លាចចិត្តលប់របស់នាងថែមទាំងធ្វើឲ្យពួកយើងត្រូវបំរើនាងទៀតខ្ញុំត្រូវតែលាតដៅមុខមាត់ពិតរបស់នាងឲ្យបានត្រូវតែធ្វើឲ្យនាងខ្លាចជាសំណាចដល់អ្នកគ្រប់គ្នានៅទីនេះគីស៊ូវៀនឃើញដូច្នេះក៏ពេញចិត្តរួចងាកទៅក្បែរបាក់ទីងសើប្រាប់ថាខាងមុខនេះជាវិធីរ៉ាំរែកខ្ញុំមានវិធីធ្វើឲ្យប្រយ័ត្នម៉ាខ្មាស់គេហើយដល់ពេលនោះយើងនឹងហើយក៏ក្បាលយល់ព្រមសូមចម្រាប់ជូនថារាល់ឆ្នាំthời chụp liên cứ tên đại miền này đại bật chạc bại tràn chỉnh kê chỉ nọ lang rom bạc chạ hai năm ní cứ lộc la mô xôm chơi lộc la chơi đại cô ram rồi bỏ lộc là trả lời cha rồi mới cho mọc ram công xây nơi hàng ram năm kia xây tha cho được nhóm một lộc là chơi được nhóm mọc trong này thơ mặt tha công chơi được nhóm ấy chơi rất nẹp xin tới cho quy số biên đại cho tí nước cỏ xây tha phụ nên đàn đam kia thôi ấy mà mình khơi cho tha thay đi lộc kê trong này lôi ở nè nè miền sắt phơi chỉ đây cô ram rồi bỏ cọt prakat chỉ mà xây đại con năm mọc thay ní hơi bay dừng rối một mặt lang nít cứ chỉ cả nhà đặt phong phò rong chăm mơ các bay tràm rồi bỏ chênh một tơ nhau ai rom chỉ mới nè bàn tê mặn mặn này dễ tàng sơ từng nít ở bán bàn tay không chân niên cầm bông cất hà person bao đặt set một mặt là bỏ lộc là mơ tai hạ đôi chia mình sơ mồm nhập phần miền tê cúi số yên cho tôm mà sợi xếp mà tam phần ăn ròn tỏ tại số hai đo về nước nè đằng xa nâng lộc là một thang nâng đằng thang niên cứ chiêm nốt đại bột bột bàn tam một kia nâng đám mà là bỏ nèng trình hai đành nèng trình bị sao oi mờ aiยังหาบัตรทำไมได้เพียบพญาพะไม่บ้านเสียมัดมาเจรอมเตอร์วิ่งกูไอโซยันชอบอัพไดเมอร์ในขบายนูรอมแบบนี้บ้านกาไอเตอร์เสร็จเนี่ยนี่กรอนนะกรอนแต่บอกเป็นช็อตเนี่ยตีปนนอจะมันตีเตี้ยดอจังหวะได้ปีบะจะเมื่อท่านเนี่ยนึงรอมบ้านเนื้ออดเราเมื่อท่านออกจังบ้านกระดังสมาก่อนโอเคคือเตอร์ไฮทั่วแบบนี้เองกรอนแต่ได้ตามจังหวะเชิงระบอกยมเตอร์คือบ้านไฮมัดเมียนรอมริกรียมหาโดยจีเจรอมมันตีมันตุยมันเตเนี่ยแต่งปีเดือดดวงบ้านเจียแบบนี้เมื่อแต่หากโดยจีการไปอยู่ลงนะหมกเฮยย่อมกัดทลอบรำจมูกกอดแบบนี้ได้มัดก็ดอเรื่องอัตกาในแต่งปีทลอบรำจมูกเนี่ยกนองจิตมุนเปิดจีเจก็ใบรำดอกออสจานแมนเนี่ยรำบานละออนามนุษย์เนี่ยรำเนี่ยแต่ได้ออกอาซาโตสมจมูกใส่ระบอลโลกลาแมนเปิดแมนแต่เพียงดัซอดใบรีเนี่ยนี่ไปเปิดเจี๊ยบไปไทยจบเรื่องดัซอดตะการแมนมันมาสำลักเมื่อลาโมทันย่อมเนี่ยรำบานละออนาเลิสปีการรำตกระบอกย่อมเติร์ดเตี้ยอากุนเนี่ยนะไม่นึกย่อมการไอเตอร์ตามเปิดตะยมกับแจรำได้หรือไม่เนี่ยเปิดจิมันเข้าไว้ไปได้สบันมวยลายกูสุยินเมียนกับหยาบผาไม่กระเทียมมันbiết khiêu vũ được chứ chuyện đó không thể nào có chuyện đó Bạch Dĩnh nắm chặt lấy vai của ta sao tiết mặt mạn lại có thể khiêu vũ đẹp như vậy chứ ngay cả những động tác có độ khó cao ở phía sau đều là do cô ta dẫn dắt La Mộ Thần Quý Sư Viễn cô có nhầm không đây Quý Sư Viễn tức giận làm sao mà nhầm được cỡ ta chỉ là hàng con thép riu sồm dưới cổng ranh một đứa không được dạy dỗ đàng hoàng một con tiện nhân thô bỉ như thế sao tôi có thể nhìn lầm được Bạch Dĩnh thấy cô ta như vậy hoàng hồn nghĩ ác độc quá đi mất đây mới là bộ mặt thật của con nhỏ này sao nó đã nói dối hết lần này đến lần khác không chừng nó lại hại mình cũng nên Bạch Dĩnh vội vàng bỏ chạy tụi cô ta có phải là Tiết Mạt Mạt hay không thì cũng chẳng liên quan gì đến tôi cả cho dù tôi có kéo cô ta ra khỏi sân khấu đi chăng nữa thì cũng chưa chắc đã tới lượt mình được đứng cạnh La Mộ Thần nếu muốn thì cô tự mà đi Quý Sư Viện nhìn theo Bạch Dĩnh rồi tức giận nghị đúng là đồ vô dụng tất nhiên là mình không thể tự mình lên đó rồi mình phải mượn dao giết người mới được chỉ có như vậy mình có thể để lại ấn tượng tốt cho mặt La Mộ Thần rồi cô ta nhìn sang phía bên kia hai người phụ nữ đằng kia là ai vậy nhỉ nghe nói Kiều Phi Nhi ái mộ La Mộ Thần đến điên cuồng chỉ cần lợi dụng một chút là xong ngay thế là Sư Viện tiến lại gần Kiều Phi Nhi nghe Sư Viện nói xong xiển sững sờ cô nói cái gì cơ người vừa khiêu vũ với La Mộ Thần chính là Tiết Mạt Mạt đó mà sao cơ La Mộ Thần còn tặng mắc tôi chỉ giá 100 triệu nữa chứ
Ha, đúng vậy, sao bây giờ cô mới đến? Tối nay toàn bộ sân khấu đều bị cô ta chiếm hết ánh hào quang rồi. Cô ta chỉ là một kẻ lừa đảo không danh không phận. Thật đáng tiếc cho là... Mộ thần quá đi thôi, đúng không? Kiều Phi Nhi đưa rượu cho Sư Viện rồi tức giận bỏ đi. Cô ta mà cũng sừng. Sao? Nếu không phải tại tôi bị kẹt xe trên đường đến đây. Đòi pê đại đường nước trâu chụp rừng hài. Chui can cây này ỏi nhau bằng tay. Chăm chụp rọt tư mơ. Rồi tay hai một mặt khai khai là bỏ niếng nước ỏi khơi. Nơi đây xuân cho bà lộc là một thiên đường mát mát còn bồng chơi cho mỗi kia. Mấy đai khlan tê. Chăm chăm tay giọt ảnh nhầm nè. Chiêu phê ní sẽ thông một độ màn mà đại tất mức khăn sầm bà. Ca bị môn không cam vì thay sầm phá. Nhưng bạn đàn đa mức mặt nhom tới óc không cam vì thay nụ. Trâm tay chia chùm nối ca hát ca mà nè. Có hai mốc thuê chia sông xa rồi bó lộc là một thiên đại rứ. Nàng đa châu một kiệt. Cha mơ nhom hai một bất rồi bó nàng oi cột nia khang khuy sô yên. Khuy sô yên cam ca và ra đòi tất một pin chất cho lại luôn coi chừng chẳng mở. Rồi cô khiêu miên năm nay chiên là cô ha từ tiệt. Bộ đôm tăng trở lại trao trao rồi bó khiêu phê ní phong. Mình khang nâng hạch mục. Tách mạt hai thuê nàng ama múc nơi nâng cần lành mình khang. Ha. មានរឿងល្អមើលហើយខៀវភីនីត្រូវគេចេះស្រាដាក់ពេញខ្លួនតែពិតគឺបាក់សូម៉ូលោកធ្វើស្អីហ្នឹងនាងខឹងសម្បារសួរអីសុំទោសផងខ្ញុំមិនបានចាប់អារម្មណ៍ត្រូវការឲ្យខ្ញុំសងសំណងទេលោកភ្នែកខ្វាក់មែនទេច្បាស់ណាស់ថាអ្នកធ្វើដោយចិត្តណែមនុស្សជាច្រើនក៏នៅគ្នាចោមរោមើលត្រង់កន្លែងខ្វីសូយិនមិនក៏រឿងវាទៅជាបែបនេះនោះគឺជំនួយការរបស់លោកឡាមូថេននិងកញ្ញារកូលខៀវមិនមែនទេខ្វីសូយិនឈរកាន់កែវស្រានាងនេះល្ងងមែនតែឆ្លោះជាមួយជំនួយការធ្វើអីទៅតែម៉ាត់ទៅដែលជាកោដៅរបស់យើងលើកឡើងមួយថេនអបស្មាម៉ាត់សើសួរនាងខាងនោះមានរឿងអីអត់មានអីទេគ្រាន់តែជាភេទការចដន្យទេថ្ងៃនេះនាងហត់នៅច្រើនហើយយើងត្រឡប់ទៅវិញសិនទៅពេលដើរទៅលោកឡើងមួយថេនក៏គិតក្នុងចិត្តពីខៀវភៃនីខ្វីសូយៀននិងបាក់យីងស្រីទាំង3នាក់នេះតាំងពីចាប់ផ្ដើមពិធីដេញថ្លៃមកចិត្តគំនិតរបស់ពួកគេគឺផ្ដោតលើម៉ាត់ជានិច្ចដល់ពេលដែលត្រូវដោះស្រាយជាមួយពួកគេហើយបាក់សូម៉ូនៅតែឈរកាន់កែវស្រាដោយអប់ដៃញ៉ាខៀវទោះបីជាខ្ញុំមិនបានតាំងចិត្តជាស្រីអ្នកនាងក៏ដោយហើយខ្ញុំក៏បានរៀបរាប់ពីការសងសំណងរួចហើយដែរតែបើអ្នកមិនត្រូវការទេក៏ហ៊ីចោះគៀវវៃនេះស្រ័យខ្លាំងអ្នកណាចង់បានសំណងពីអ្នកគ្រាន់តែជាជំនួយការម្នាក់តើអ្នកមានលទ្ធភាពសងសំណងដែរឬទេអ្នករៀបចំកម្មវិធីតើអ្នកអសោះហើយឆាប់ដេញអាននោះគ្មានមករយៈតំណែងនេះចេញទៅក្មេងស្រីម្នាក់ឈរនៅទីនោះសម្លឹងមើលហើយនិយាយនាងនោះឈួតយ៉ាងម៉េចជំនួយការនៅក្បែរឡាមូឋិនដែលហៅថាជំនួយការម្នាក់នឹងឬបើស្នាក់ដែរនៅទីនោះក៏និយាយដែរប៉ាក់សមុទ្រគឺជាតំណាងអេរ៉ាយ៉ាប់របស់ឡាមូឋិនការបង្កចម្លោះជាមួយគេក៏ស្មើនឹងការបង្កចម្លោះជាមួយឡាមូឋិនដែរកូនស្រីកូលគៀវនឹងស៊ីចូលពូបានជាល្ងងម្លេះខ្លាចក្រែងធ្វើឲ្យប៉ះពាល់ដល់ទាំងតកូលទៅវិញទេឬក៏មានអង្គពីរនាក់ចូលមកចាប់ខ្លួនគៀវវៃនេះកញ្ញាគៀវសូមអញ្ជើញចេញពីសារប្រជុំផងវៃនេះខាងខ្លាំងពួកអ្នកនេះឈួតទាំងអស់ហើយឬគឺខ្ញុំទេដែលបញ្ជាពួកអ្នកដេញវាចេញខ្ញុំគឺជាកូនស្រីច្បងនៃត្រកូលគួរណាសូយៀនឃើញដូច្នោះក៏កើតក្នុងចិត្តសម្បីតែតកូលគៀវក៏ពួកវាហានប៉ះពាល់ដែរឬតែមិនមែនជារឿងរបស់យើងត្រូវបែកធ្លាយហើយទៅតែប្រញាប់ចេញពីទីនេះសិនទៅនិយាយគ្នាបានរួចមានអង្គស្បែកអ្នកមកគេសូមចេញទៅក្រៅជាមួយពួកយើងរួចហើយពួកគេក៏ត្រូវបានគេអុសចេញទៅខ្ញុំកំពុងនិយាយរឿងចំនួនជាមួយអ្នករាល់គ្នាហើយអ្វីបានជាពួកអ្នកដេញពងចេញទៅក្រៅតកូលប៉ាក់ពួកយើងមិនបានរំខានស្ដាប់ធ្នាប់ក្នុងពិធីជប់លេងនេះទេណាខ្ញុំចង់ជួបលោករ៉ូប៊ិតរួចអង្គស្ក៏រុញពួកគេឲ្យដួលទៅលើដៃបំណងរបស់លោករ៉ូប៊ិតគឺច្បាស់ស្លាស់ណាស់មិនអាចងាយស្រួលអត់ឲ្យចំពោះរឿងដែលកូនស្រីរបស់លោកហាននិងលោកប៉ាក់មកធ្វើបាបដៃគូរបស់គាត់នោះទេតែពាក្យសម្ដីទាំងនេះមានន័យថាម៉េចទៅហានទីឧដូច្នេះក៏ចាប់ផ្ដើមស្មានក្នុងចិត្តបន្ទាប់មកលោកក៏ងាកទៅមើលឃើញស៊ូហ្វៀនកូនបានធ្វើស្អីទៅនឹងម្ដាយរបស់ហ្វៀនបានអន្តកកំភ្លៀងនាងមួយដៃផាច់គឺខ្ញុំដែលបញ្ជាក់អប់រំកូនស្រីបានល្អបានមកកប់បញ្ហាដល់សេរីភាពរបស់លោករ៉ូប៊ិតខ្ញុំសូមសើសលោកប៉ាន់ដងក្រៅពីនេះខ្ញុំនឹងអប់រំនាងឲ្យបានល្អជាងនេះទៀតតែម្ខាងរបស់គាត់ច្រានក្បាលស៊ូហ្វៀនចុះមកដីឲ្យលុតចង្កងចុះក្រុមអក្រក់ទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបែបនេះហើយតោះយើងទៅវិញទៅគួយស៊ូវៀនយកដៃស្ទាបកន្លែងដែលគេថានឹងគិតក្នុងចិត្តថាហេតុអ្វីខ្ញុំត្រូវទទួលការអាម៉ាស់នៅចំពោះមុខមហាជនបែបនេះទៅវិញនាងងាកទៅនិយាយជាមួយកូនស្រីរឿងថ្ងៃនេះច្បាស់ណាស់ថាមានគេរៀបឆាកល្បែងដាក់ក្នុងបំណងដេញយើងចេញពីពិភពអភិជនទាំងមូលដែលអាចឡើងមកដល់តំណែងបច្ចុប្បន្ននេះបានគឺដោយសារតែសមត្ថភាពព្យាបាលចេះកាច់ក្បាត់នឹងកលៈទេសៈទៅបានគិតតែព្យាយាមត្រាំធ្វើនៅរឿងនេះសិនទៅពោះយើងនៅមានឱកាសបើមិនដូច្នេះទេកិច្ចឆាត់ខំប្រឹងប្រែងរបស់យើងទាំងអស់នឹងត្រូវលេសាបសូន្យចោលហើយគួយស៊ូវៀនស្រក់ទឹកភ្នែកតិចម្ដាយកូនយល់ហើយទាំងអស់នេះសតដែលមកពីនាងភ័យអឹងថ្ងៃនេះកូននឹងត្រាំប៉ុន្តែថ្ងៃក្រោយកូននឹងធ្វើឲ្យនាងនឹងពិនិត្យចិត្តមិនខានចំណែកឯខាងតកូលបាក់វិញលោកកពុកនៅតែវេក្នុងបាក់ទីងមិនឈប់កូនពិតជាអាស្រូវណាស់ជាកូនស្រីមិនតញោដែលមកកប់ញ៉ាំតង់ហើយម្ដងទៀតតកូលបាក់ចាប់ទុកថាចាប់ហើយពេលនេះ
cô nâng tê thay viết con thương ở bản na cho các bạn một đài hai dùng sặc xuôiชื่อนะมันจอบแต่ละกระปุกบ้านให้กลุ่มวิเตียดไอเรื่องนี้ก็มันไอ้บันเตอแต่เลยจริงๆได้เมื่อพวกกี้ให้เกิดขนมจัดหาตะโกนบ้าจอบแต่งสรองให้คือเราเอาได้กรอนแต่เนี่ยมองตะตัวเขาเราจุ่มเนื้อสแตมดองปลาโกนเขาให้ปนไตไว้ไปแต่งออกสดได้โมปีพัดติงยุ่งหยองโกนในกรอนเป็นคือเหมือนดังไอ้แต่งอตะโกนใบนี้เป็นจีจุ่มไลค์แมนสมัยเต็มนุสจนจุ่มนอนมุนก่อเกมันตกมกไอ้ได้มีเลยจำแต่ดอกแต่ซ้ำใหญ่ขึ้นเนี่ยเรามุสันเฟอร์มกสมาเปจอกปีละล้านเราเขาเอาในขนมมันตบเฟอร์การระบอกกอดการแก้ไขบัญชีรัสเปิดจีจุ่มไหนไปบรรทัดแมนเรายกชนะให้เฟอร์ดำเนินตลอดเตอร์ไว้ได้พร้อมประยันพองนามาได้เตอร์พองบอดได้เลียเตอร์พองไปไทยจุ่มเลี้ยงยบนี้ปัจจัยอสจาชนะตะโกนลกโลจุบเนียทั้งไงใส่กันนะเรามุสันบางลานตลอดเตอร์วิงในเลยลานกอดกอดตู้ตัวซับปีซีโมขลมกบ้านเราประเทศเรื่องกรบยางเนื้อตะโกใบเตอร์บานดักสไลด์โดยจรอเฮยตะโกฮะหนึ่งตะโกคือบรรทอปีนี้ตะมุกที่ของปีบ้าหนึ่งรถหนึ่งขนมซองนี้นะจำนายhọชื่อต้อยเหนือขาท่านกับบ้านจำมนุษย์อ่อยตามดานใดมันใบเต็กกับอ่อยแดงจนไซบาลานไอยำคลาแต่เกเตอร์ดอกเรื่องมาอ่อยเนียงปีบาจัดบ้านเนยไอบริเวณศาลามากำปงไตเดอร์สลับแต่เมียนแนะนำในจับได้เนียงจอบนู่คือเราประหารจุกเนียเตียไทยนาเมตาเต็มที่ตาโตยตามเปิดเตอร์มุกมาเปิดดอกบอลเนียงคือใบนิสซอมาพยาพาอะไรเงี้ยก็ได้แต่เตอร์มุกมันสบายจัดไทยจริงเตอร์ทำเคลื่อนกู้ไอสอบนะก็เปิดจีก่อนมานื้อhọชื่อตรอยแชทไอเนี่ยหมดในเครื่องสลาระบอกยมเตรียมนุกกอดกับสไปเนียงล้างเลิศมาเนียงปัจจิกเมงสไลด์ได้ฉลาดไวแมนสกัดส้มหนึ่งอ้อยขยมตามประมาณบ่มพอดมันก็ดำรัดได้เลยขยมวิงเตอร์นี่จีสลาเรียนน่ะเนี่ยกำปงแต่ประดับคอชบับให้เนี่ยวิเชียมนุชกุดคือบ้านเนี่ยมีนบัญหาไอhọชื่อตรอยบังคอมอยเนียงโจเตอร์ขนมล้านในกับไอขบายเนี่ยบากบอมาเมื่อตะกอดให้กับขนมจัดเวลาประบานจะเศร้าไอตัวสับรู้สับได้ระบอบเนียงก็บาดบองเป็นแต่กอดจนมองจำเนียงกับเพื่อนบรรนุเป็นนี่มีนแต่เราในยัยลุงลมเกสันแต่ปนนอรุ่นยังก่อนในยัยท่าเนี่ยกำปงจะจับจมรัดมนุษย์นะสนาระบอกยมเมียนเมากำหนดเจงโจบาเกมันเคยขยมเมื่อรวมแพร่ระบอกยมหนึ่งตัวซับฮาโปเลยสมองเจียมเหมือนกันhọชื่อรอยบางลานแต่พองสดับเนียงในยัยเตอพ้องโดยก่อเซยได้ขนมปงขมิ้นใส่มันเนี่ยนี่สมบัติแต่ขนมสถานเพียบแบบนี้ก่อนเนอแต่สงบสงัดบานดอลขณะนี้ได้หรือโดยก็ก่อนในยัยท่าเมเปิลสปอร์ตนุการมาเซอร์มันตัดได้พักซีจมูกขยมเตตาแผนการระบอกเนียงปลาเหมือนบานพอจมูกขยมลอยแต่เป็นได้เนียงตักมาจริงเมื่อตอนนี้ไปจีกูอ่อยสลายคลังนาโดยจีโกนไซตัวได้กำปงแต่ปรองไปยังจึงผลแต่เจาะเว้นคือโจจะบังพอดไปบานเลงไซจีจมูกดันไซนี่ยัยชอบเกก็จงแกลานมวยดำหึงเมียนลานใบกาเตยยังเลื่อนมาดกระดับไซกระบาดสวัสดิ์เพียบจอบเบิดพนักให้เกิดขนมจัดท่าไอ้มนุษย์กวนนี้ยอมเนินเหมือนตอนรกเลยบานจราในไหลเตยอมแทมแต่เหมือนตอนบานเต็งเตะถมือพองมีนนดนาจ้องสลับจมูกมนุษย์กวนโดยจีหลักเตอรวยชายเกก็บางลานเลื่อนโดยจีมนุษย์กวนอังก็ขนมล้านให้ไซยางคลังคลายแต่โหดดอลแปดดงจองhọ chính một raให้เมนเตบักคลายใช้โจสไลคลังในหมกมัดเนียงใบเตยจากออลโมเกเตอร์เลิกประปราที่จ้องอกยมมาสลับจมูกเมนเตเลิกมันคลายจอกยมเตยคลายจะไอเตียดจ้องเอายมคลายโดยสลับสำเร็จยมสไลดับเบิลใบจัดเมนเตยมหนึ่งมันอ่อยเลิกบ้านสำเร็จบ่มนองเงยหนึ่งจำนองและจัดได้จำไรบอลเลิกไล่ปัจเจียตันไซได้เริงมอมแมนเมื่อตะการนำเนียงตะเลงกันไล่ในการแต่เพื่ออ่อยรำเพิ่มเตยเตียดเกบักลานแต่การพนมร้างดอลการทางสำนองมวยแต่เกบาบองจอลเกออสไตเนียงโจเตยขนมนู่แล้วเขายังให้นักขยมกับจีสรีมเนี่ยได้หลังไอ้เพื่อคล้วนอ้อยซอมจีสุเพียบบรบันไตบานเตโดยเกก็ร้อนได้มาเพื่ออ้อยหนึ่งดวงเตยหนึ่งใดนี่คือเจตเชียนทอมเจตดับทอมบ่มพอดบอตีกรองปาเกละสันตะซองรุ่ยรอเวียนอังไกลจีสันหาเกระดับกายได้เมื่อเคยเตสเพียบแตงโมลมาดคราวกลางหาจึงให้บานจีสันหาการนี้ประบานตะเกกัดบันทอยคุณภาพสำนองแล้วต้องไปได้หลอกน้ำขยมหมดดอตีนี่หายจนในยีมกเท้าก็จ้องเพื่อไว้ไอประกอบก้มคอมเปร่งคลังเปกกำปรับท่ากรอนในจ้องบ่มเพื่อขยมอ่อยไอซานาเธอจะอุมัดมาเนียโดยใช้กับกัดหาสมานได้จีโกนตันไซส์โตจมวยเราไปบ่มเพื่อเตยหนึ่งคลายโยกล้วนปันได้มันนึกสมานทาเนียงแทนแต่งให้ทับดามกวิ่งเตียดพองยมจองเคยเนียงดูลำออกสังเกตเฮยยมคลังมันตามบอกเติบเคยลาโมเซนมีนารามุมากระได้กระหายสุดสดายแต่เจ็ดมัดดามัดอ้อยจังก้อยเลิกบังการได้ในจอนนูมัดใบกลายเตยเมื่อตีกรองได้เมียนผลเลยพลือจิงใจในข้างกรมเนียงเพยคลายจีมวยหนึ่งอารมณ์แต่เตยใจนี่เบี้ยปัจจิสโรเดียงคลังนะเตยหนึ่งอารมณ์ได้ขยมทลอบเมียนไปได้แจงเกฮดดอสลับเนยจินมุนมันโดยอย่างนี้ปัจเจียประเภทซาตกับซากแมนตัวใจให้ก่อพัวเป็นเตยโดยจำนวนฟ้าขาดสรุปบัวแบบนี้งี้หนึ่งชื่อจำแมนเตมันหันเมื่อจอกราวแมนเตสมองรอขยมมกบากันยาสมองโวประหารจิขยมหนึ่งปิจานาเลิกเล่งตัวซอยมันกระดาษจอมหนึ่งอารบอกเกลกแหกบาลูกจองเคยมนุษย์ไซเหมือนเนี่ยตัวลมโดยสารเพียบออกสังเกตหนึ่งสมเปียธนูนู้ลกบ้านดอกคำนู้ให้บามินสมัตเพียแมนเราก็โดนขยมจอเตอขยมหนึ่งสลกไอสลับจมูกขยมนี่กำปองเปล่าวิธีให้เดียวขยมแมนเต
រួចហើយគេក៏រុញម៉ាត់ចុះទៅនៅឯសាននៃភូមិកាឡាមូសិនឡាមូសិនបាននិយាយទៅកាន់បាក់ថើគប់ទៅផ្ទៀងផ្ទាត់ជាមួយសន្តិសុខសាឡាទៅមើលថាដើមម៉ាត់ត្រឡប់ទៅដល់ហោផាក់ដោយសុវត្ថិភាពឬនៅព្រោះហេតុអ្វីបានជាខ្ញុំផ្ញើសារតែនាងហើយតែមិនឃើញនាងឆ្លើយដល់មកវិញនេះមិនមែនជានិស្ស័យរបស់នាងបន្តិចសោះឡើយខ្ញុំនឹងតាកតងទៅសន្តិសុខសាឡាផ្លាំបាក់ទឺម៉ូក៏លើកទូរស័ព្ទឡើងក្រោយពីយើងទទួលបានដំណឹងពីលោកប្រធានឡាថាកញ្ញាតុយបានត្រឡប់មកវិញពួកយើងក៏នៅរងចាំនៅទីនេះតែមិនឃើញកញ្ញាតុយចូលទៅក្នុងបន្ទប់ដាច់ទេពួកយើងកំពុងតែរៀបនឹងរាយការណ៍រឿងនេះមួសិនបាននៅសន្តិសុខនិយាយបែបនេះក៏យកទូសុំចេញមកខោនៅពិធីជប់លេងសប្បុរសធម៌ខាងនោះបានឃើញហាក់ធ្វើចាក់ចេញទៅឬនៅរួចខាងនោះក៏ឆ្លើយថាលោកប្រធានរថយន្តរបស់លោកហាក់គឺមិនទាន់ចាក់ចេញពីភូមិមើលគ្រឹះឡើយឡាមួសិនច្បាច់ទូរស័ព្ទបែកខ្ទេចសម្លេងបែកគ្រួចគេខឹងសម្បានឲ្យបញ្ជាប្រើប្រាស់កាមេរ៉ាទាំងអស់នៅក្នុងទីក្រុងខ្ញុំចង់ដឹងភ្លាមនៅពេលនេះថាហេតុថាចាក់បានទៅទីណាហើយហាក់ថាចាក់ឈរផ្អែកនឹងរណាំងដៃម៉ាត់កំពុងតែត្រូវគេព្យួរដៃមួយជាប់នឹងរណាំដៃព្យួរនៅកណ្ដាលអាកាសស្នេហ៍ជាន់ខ្ពស់រួចគេថែមទាំងដកទូរស័ព្ទចេញមកថតរូប selfie ជាមួយនឹងទៀតយកមួយមកដើម្បីឲ្យខ្ញុំថតរូបមួយសន្លឹកឲ្យផ្ញើទៅឲ្យឡាម៉ូសិនចាំថាត្រូវចំអងផ្អើយវេខ្លោចចិត្តបំផុតទៅមិនប្រាក់ដតេឡាម៉ូសិនអាចនឹងមកជួយនាងភ្លាមក៏ថាបានបាត់មកក៏ប្រាខ្លាំងជើងនឹងតែទិញអារបស់គេធាក់ទូរស័ព្ទរបស់គេបែកខ្ទេចចង់ប្រាខ្ញុំដើម្បីគៀបសង្កត់អ្នកដតេត្រូវតែសួររបស់ខ្ញុំដែរថាខ្ញុំយកប្រមូលអត់សិនទៅពួកជាងសេក៏ចង់ទៅដងដាក់នាងវិញដែរបាទតាមមើលទៅនាងក៏មានសមត្ថភាពមិនអន់ដែរទៅធ្លាប់វឹកហាត់ពីមុនមួយមែនទេមៀតលើកណ្ដាប់ដៃឡើងមិនមែនលោកចង់លេងសើចទៅថ្ងៃនេះខ្ញុំនឹងលេងជាមួយលោកឲ្យដល់ទីបញ្ចប់ឃើញជាងសេមានការរភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមើលទៅកែវភ្នែកដែលពោពេញដោយការសម្លាប់នេះមិនមែនជាមនុស្សធម្មតាអាចមានបានឡើយមៀតលើកជើងទាត់ទៅយ៉ាងលឿនមុខរបស់ហ៊ុកជេងសេចលធ្លាក់ចេញក្របងបង្កាន់ដៃមៀតចាប់ដៃរបស់គាត់ទុកហ៊ុកជេងសេសម្លឹងមើលនាងពីខាងក្រោមនាងហាក់ដូចជាកំពុងបញ្ចេញពន្លឺភ្លឺចិញ្ចាច់តែបដាប្រចាំបន្ទប់ធ្វើការក្នុងវិមានប្រាក់ស៊ីមុខកំពុងអង្គុយមុខកុំព្យូទ័រផ្ដល់របាយការណ៍ទៅឲ្យលោកមូសិនតែកំពុងនឹកបែកលោកប្រធានកាមេរ៉ាសុវត្ថិភាពទាំងអស់តែពាក់ព័ន្ធគឺត្រូវបានប្រមូលមកវិញអស់ហើយប៉ុន្តែមានវីដេអូកាមេរ៉ាជាមួយពន្ធឯកសារតើត្រកមើលរូបភាពរបស់មៀតយ៉ាងដូចចម្លេចទៅលោកមូសិនអង្គុយរត់ដៃនៅលើសាដុំក្បែរនោះមើលឲ្យអស់ទៅមួយឆ្លៃថាបាទរួចក៏វាយកុំព្យូទ័រទាំងកំពុងគិតតាំងពីមៀតបាត់ខ្លួនមកលោកប្រធានតែងតែស្ថិតក្នុងស្ថានភាពបែបនេះជានិច្ចវិមានទាំងមូលចាប់តែខ្លាយជាសង្វាក់ច្រងំនិងគ្មានជីវជាមួយជាបញ្ជាចាក់ជីដេអូទាំងអស់ឡើងវិញក្នុងល្បឿន100ដងបាទមួយឈានបាននៅឃើញលេខផ្លាកឡានរបស់ត្រកូលហួករួចហើយគាត់ក៏ក្រោកឈរឡើងលោកប្រធានឃើញអ្វីមែនទេមិនតន់ទាំងនិយាយចប់ផងលោកប្រធានក៏បាត់ខ្លួនទៅបាត់តើអាចជាកន្លែងនោះមែនទេជួយមើលស្មានក្នុងចិត្តចំណែកមៀតកំពុងព្យួរហួចចេញសេលើបងបង្កាន់ដៃដូចអ្វីដែលគាត់បានធ្វើដាក់នាងកាលពីមុននេះមៀតយកដៃតចង្ការនៅលើរបងបង្កាន់ដៃលោកប្រុសត្រកូលហួកលោកក៏មានសន្តិភាពត្រឹមតែប៉ុណ្្នឹងមែនទេនាងម្នាក់នេះបែរជាចេះសងសឹកខ្លួនវិញដោយការសងសឹកក្នុងកម្រិតស្មើគ្នានេះទៀតទេវតាអើយមួយម៉ាត់ទៀតណាកូនក្រុងសុយតូចនាងធ្វើឲ្យខ្ញុំមើលនាងក្នុងខ្សែភ្នែកថ្មីមួយទៀតហើយមួយនេះពិតជាមិនស្ដាយក្រោយទេដែលបានប្រយុទ្ធជាមួយនាងរហូតដល់សឹងតែបំផ្លាញគ្នាឬមួយក៏ប្រោះតែមិញនេះខ្ញុំបានធ្វើឲ្យលោកមូសិនខឹងសម្បានដែរមានដៃតចង្ការគិតថាលោកលួចទូបីជាពួកបសាញ់ចោះឈាមក៏ដោយប៉ុន្តែគាត់បែរជាចេះប្រព្រឹត្តចំពោះនាងដោយស្មោះត្រង់បំផុតអ្នកក្របគ្នាប្រព្រឹត្តល្អចំពោះនាងដូច្នេះទោះបីជាត្រូវលះបង់ជីវិតក៏នាងត្រូវតែថែរក្សាក្តីស្រឡាញ់នេះឲ្យបានល្អដូច្នេះនិយាយថាលោកដឹងសិស្ទៅនៅលើលោកនេះមានមនុស្សខ្លះគ្រាន់តែនៅដកដង្ហើមរស់គឺពួកគេនឹងលះបង់អស់ពីកម្លាំងកាយចិត្តគិតក្នុងចិត្តថានាងពិតជាឯកចិត្តតែចំពោះឡាមួយជិនមែនយកចិត្តទុកដាក់ដល់ថ្នាក់លះបង់អស់ពីកម្លាំងកាយចិត្តការសោះឲ្យដើរចេញទៅបើអញ្ចឹងសូមខាននៅទីនេះសិនចុះខ្យល់ត្រជាក់ខ្លាំងណាស់ខ្ញុំនឹងបើកឡានជូនលោកទៅរួចគេក៏ស្ទើរទៅចាប់ឡាននាងឲ្យវាប្រហាមកវិញខាងក្រោយកុំតន់អាល់ប្រញាប់ទឹកអីខ្ញុំលេងនៅមិនទាន់អស់ចិត្តផងរួចគេក៏អង្អែតផលនាងឲ្យនិយាយថាមកធ្វើជាដៃគូរបស់ខ្ញុំទៅឡាមួយឈិនស្ទើរមកវាប្រហាហួជូសេកុំចាក់ដៃខ្វក់របស់អញមកប៉ះនាងហឺជូសេបញ្ហានទឹកមកដូចជាចង់ប្រជែងចោះពេលនេះត្រូវធ្វើម៉េចទៅពេលនេះខ្ញុំចាប់អារម្មណ៍លើនាងខ្លាំងណាស់រួចគេនឹងល្មើឈិនក៏តែប្រដប់គ្នាមកវាចំត្រង់គេធ្វើឲ្យគេដួលបោកនឹងអត់បែកខ្ទេចសំឡេងបែបប្រេះឡងសូក្រូគមីអង្គុយចុះឲ្យស្រ័យថាលោកឡាពួកគេទាំងពីររលិចចុះទៅក្រោមងងឹតសូនមើលអ្វីមិនឃើញសោះនាងសម្លឹងចុះទៅខាងក្រោមដោយភាពភ័យស្លន់ស្លោគ្មានចលនាអ្វីទាំងអស់វាគ្នាខ្លាំងដល់ថ្នាក់នេះតើពួកគេទាំងពីរបានស្លាប់អស់ហើយយឺឡាមួយឈិនក្តាប់កញ្ចឹងរបស់គេជប់អញក៏ដឹងច្បាស់ដែរថាយើងម្នាក់ប្រេះសុទ្ធតែមិនអាចសម្លាប់ម្ខាងទៀតបានទេបើនៅសុខទីនេះក៏គ្មានអ្វីដែរសម្រាប់អើងមិនបានតែខ្ញុំក៏មានវិធីរាប់រយយ៉ាងដើម្បីធ្វើឲ្យយើងបាត់មកទៅពីទីនេះដែររួចហួជូសេអើងនិយាយត្រូវនៅក្នុងពិភពនោះនេះ
បើគិតតាមច្បាប់នឹងការប្រកួតប្រជែងរបស់មនុស្សគឺដីមួយកន្លែងនេះខ្ញុំពិតជាចាញ់អឹងមែនតែរឿងមកខ្ញុំនឹងដើមនាងមកអោយបានរួចគេក៏រុញឡានមួយឈេនចេញចាំជួបគ្នាលើក្រោយទៀតដែលនៅខាងលើសួរសម្លឹងចោះទៅក្រោមហើយហៅថាលោកឡាលោកមិនអីទេមែនទេលោកឡាស៊ូសិនបានលេចមុខមកក្រោយពេលនាងបញ្ចប់រឿងហើយគេក៏រត់គេចខ្លួនទៅបាត់បានមករត់ទៅអបគេទាំងទឹកភ្នែករលឹងរលោងសំណាងណាស់ខ្ញុំស្មានតែអ្នកមានរឿងអីទៅហើយម៉ូសិនចាប់អត់ពេលឃើញសកម្មភាពរបស់នាងគេហៀបនឹងលើកដែលឡើងមកជួយទឹកភ្នែកឲ្យនាងប៉ុន្តែបែរជាដកដៃត្រឡប់មកវិញម៉ាត់ចាប់ដៃគេចំមិនទេឡើងហើយមិនអីទេឡើងអីហើយរួចនាងក៏យកដៃគេមកដាក់លើថ្វាខ្លួនអីម៉ូសិនក៏មានអារម្មណ៍ថានេះគឺជាក្លិននៃទឹកភ្នែកដែលបង្ហាញពីភាពកក់ក្ដៅក្នុងចិត្តបែបនេះមែនទេលោកឡាម៉ូសិនបានអបនាងចប់ខ្ញុំមិនអីទេឡើងអីហើយស្លាប់ទាំងពីររបស់គេក៏ចាប់ផ្ដើមរលេបាត់ទៅម៉ាត់មើលទៅដៃគេអ្នករងរបួសនឹងមិនអីទេចំពោះពូភាសាចិញ្ចោះឈាមយើងរបួសបន្តិចបន្តួចបែបនេះវានឹងជាសេះស្បើយ៉ាងលឿនទេប៉ុន្តែបួសនេះមិនមានសញ្ញាថានឹងជាសេះស្បើសោះម៉ូសិននិយាយទាំងអៀនគឺប្រហែលជាប្រុសតែខ្ញុំមិនទាន់បានញ៉ាំអីយូរពេកហើយមើលទៅម៉ាត់នៅតែដៃទាំងពីរនៅលើខ្លួនគេមិនបានជាអញ្ចឹងនិយាយថាទោះបីជាមិនខាំមនុស្សក៏ពួកអ្នកអាចតែងកញ្ចប់ឈាមដែលគេវិចចាប់ស្រាប់មកបានដែរមែនទេម៉ូសិនតបទៅវិញចាប់តាំងពីបានកញ្ចប់ឈាមរបស់នាងមកខ្ញុំក៏មិនអាចទទួលយកឈាមរបស់អ្នកដទៃបានទៀតដែរសម្រាប់ខ្ញុំឈាមរបស់នាងគឺពិសេសណាស់ម៉ាត់បានតែគេនិយាយបែបនោះគឺមានន័យថាខ្លួននាងគឺជាប្រភពអាហារតែមួយក៏របស់គេចោះមិនបានអ្នកលេងដៃចេញខ្ញុំធ្វើឲ្យនាងខ្លាចមែនទេកុំគិតច្រើនអីយើងត្រឡប់ទៅវិញចុះម៉ូសិនបពួលម៉ាត់កាន់កដៃគេចប់អ្នកបានជួយជីវិតខ្ញុំគួរតែបូជាឈាមឲ្យអ្នកដើម្បីព្យាបាលរបួសតែសូមអ្នកជួយចិញ្ចក់ឈាមរបស់ខ្ញុំទៅរួចម៉ាត់ក៏តម្លាក់បដងស្មារបស់នាងចុះយ៉ាងណាក៏ដោយក៏ការដែលអ្នកខាងវាមិនជឿខ្លាំងប៉ុន្មានដែរអូស្លឹកចង្ការនាងឡើងម៉ាត់នាងនិយាយមែនទេម៉ូសិនបាក់មកខាត់ទៅចិត្តកញ្ចឹងរបស់នាងម៉ាត់ការអញ្ចឹងវិសាចិញ្ចក់ឈាមមកខាំគឺត្រូវតែចំណាយតម្លៃដ៏ធំធេងណាស់ណាម៉ូសិនខាំទៅលើកញ្ចឹងក៏អំហូរចេញមកម៉ាត់ញាក់ខ្លួនតិចហើយមានអារម្មណ៍ថាដើម្បីនេះក៏ត្រឡប់មកម្ដងទៀតហើយនាងមកទៅភ្នែករាងកាយតែមួយយកទៅត្រូវលោកឡារួចអ្នកទាំងពីរក៏ដួលទៅលើដីនៅតែបណ្ដោយឲ្យគាត់បិទឈាមនាងដដែលតែម្ខាងរបស់នាងលើកឡើងជួយទឹកភ្នែករាងកាយចាប់ផ្ដើមឡើងកម្ដៅខ្លួនប្រានទន់ល្វើយអស់កម្លាំងកំហែងរកខ្លួនមិនរួចសោះនៅកណ្ដោរឿងរ៉ាវកាលពីជាង1000ឆ្នាំមុនឡាកំពុងអង្គុយលើកៅអីកូនចំណាក់លុតចង្កងចុះក្រោមហើយលើកថ្វាយក្មេងស្រីម្នាក់នេះកាលពីក្មេងគេបានទល់ម្ចាស់របស់គេថាក្មេងម្នាក់ត្រូវបានគេលើកចុះពីវិហារហើយនេះគឺជាកូនដែលចាក់កំណើតពីឋានដ៏វិសុទ្ធដោយមានចែងក្នុងរឿងព្រេងនិទានរួចហើយគាត់ក៏និយាយថានេះម្នាក់ដែលរឿងព្រេងបាននិយាយថាអាចកំទេចពួយជប៉ុនភាសាចិញ្ចក់ឈាមបានតើពួកយើងត្រូវធ្វើបែបណាឡាបញ្ជាគេទៅយកចេញទៅរួចហើយគាត់ក៏បីក្មេងនោះឡើងមនុស្សលោកដល់ល្ងងខ្លៅអ្វីដែលពួកវាអំរោគព្រះឲ្យជួយកំទេចពួកវិសាចិញ្ចក់ឈាមមិននឹកស្មានថាទៅតែខ្សោយដល់ថ្នាក់នេះសោះលើនេះតើគួរតែចាប់បាច់កឹងឲ្យស្លាប់ភ្លាមទៅឬមួយក៏បាត់ឈាមមិញឲ្យរៀងស្ងួតចោលទៅល្អរំពេចនោះក្មេងតូចក៏លើកដៃប៉ះមកគាត់រួចសាច់ហើយនិយាយថាអីហ៊ីក្រអូបម្លេះគាត់មានការផ្ញើផ្អើលយ៉ាងខ្លាំងសត្វលោកតូចសាច់ខ្សោយម្នាក់នេះមិនខ្លាចយើងសោះហឺបន្ទាប់ពីពេលវេលាគ្នាត់ឡើងកាន់តែក្មេងនោះដើរចេញទៅក្រៅទីធ្លាសេលីកូនរត់ចេញទៅក្រៅរបាំងការពារនេះឲ្យសោះពិភពលោកខាងក្រៅរត់បានបំផ្លាញអស់ហើយវាគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះត្រូវនៅទីនេះយល់ទេកូននឹងស្ដាប់បង្កប់ចាស់មុខមាត់របស់នាងពិតជាស្បាយរីករាយនឹងរៃដៀងស្នាសឡាមើលនាងដោយការងឿងឆ្ងល់រួចក៏អង្អែលក្បាលនាងថាក្មេងល្អពេលវេលាកន្លងផុតទៅយ៉ាងរហ័ស1-5 ឆ្នាំបានកន្លងផុតទៅគាត់បានបង្រៀនឲ្យនាងចាក់អក្សរបង្រៀននាងឲ្យចេះហាត់ដាវឃើញនាងមានអារម្មណ៍ធុញច្រន់ថែមទាំងពេលខ្លះគាត់តែងតែអ្វីដែលថ្មីថ្មោងមកឲ្យនាងទៀតផងគាត់ប្រៀបដូចជាពិភពលោកតែមួយរបស់នាងអញ្ចឹងគាត់តែងតែមានក្តីសុខរាល់ពេលដែលឃើញនាងញញឹមឆ្នាំនោះនាងមានអាយុ15ឆ្នាំអ្នកទាំងពីឈរនៅកណ្ដាលសួនច្បារនាងនិយាយថាខ្ញុំចូលចិត្តអ្នកគាត់ហើយក៏ភ្ញាក់ផ្អើលរួចហើយក៏បែរមុខចេញហើយនិយាយថាខ្ញុំមិនដឹងថាដងកំពុងនិយាយរឿងអ្វីនោះទេកូនចៅរបស់គាត់ដែលឈរក្រោយដើមឈើមានការខឹងសម្បាយ៉ាងខ្លាំងមនុស្សម្នាក់នេះហានប៉ុនមកលបួមចាស់របស់យើងឬខ្លួនត្រូវតែមកខំឲ្យម្ចាស់ឆាប់ចាត់ការនាងឲ្យបានទៅល្អសេរីដើរត្រឡប់ទៅបន្ទប់វិញទាំងទឹកមុខស្រពាប់ស្រពោនហេតុអ្វីបានជាកែនតែងតែគេខ្ញុំពីខ្ញុំរហូតចឹងស្រីអ្នកបម្រើរបស់កែនបានដើរជិតទៅចិត្តនាងស្លីពិភពលោកនៅខាងក្រៅរបាំងការពារនេះមិនមែនមានតែភាពស្ងាត់ជ្រងំតែម្យ៉ាងទេពួកយើងក៏តែងតែចេញទៅក្រៅដើម្បីប្រមាណសัตว์ជាញឹកញាប់ដែរនឹងចង់ទៅជាមួយពួកយើងទេស្លីក៏សួរត្រឡប់បាត់ទៅវិញចោះកែនៅទីប្រជុំជននោះស្លីមើលទៅហើយក៏គិតក្នុងចិត្តថាមិនមែនគេនិយាយថាពិភពលោកនេះត្រូវបានបំផ្លាញចោលអស់ហើយមែនទេពិភពលោកនៅខាងក្រៅនេះបើប្រៀបធៀបជាមួយពិភពលោករបស់មនុស្សជាតិដែលមានចែងនៅក្នុងសៀវភៅគឺមិនមានអ្វីខុសប្លែកគ្នាតតែសោះទៅពិតមែនដែរឬទេស្រីអ្នកបម្រើបានលើកដៃឡើងដើម្បីចេញកញ្ញាសាលីសុំចេញទៅខាងនេះម្ចាស់កំពុងរងចាំនៅទីនោះនាងក៏ក្នុងចិត្តថានឹងចាប់ផ្ដើមមានការសង្ស័យហើយចាំដល់ពេលដែលនាងបាននឹងការពិតទាំងអស់
ប្រហែលជាកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតសាលីបាននៅសម្លេងចេញពីក្នុងបន្ទប់មួយខ្ញុំបាននិយាយរួចហើយនៅគឺសំឡំនាងកែនអង្គុយលើកៅអីចំណែកអ្នកបម្រើឈើនៅពីក្រោមម្ចាស់របស់ពួកគេសាលីជិតគ្រប់អាយុ16ឆ្នាំហើយនាងគឺជាទេវតាដែលបានចាប់កំណើតឡើងវិញប្រសិនបើថ្ងៃណាមួយនាងភ្ញាក់ដឹងខ្លួនហើយមានអំណាចតែមិនមែនជាការនាំមកនៅគ្រោះថ្នាក់ដល់ក៏សម្ព័ន្ធរបស់យើងទៅពិតមែនហើយម្ចាស់សរងចាំដល់ពេលនាងភ្ញាក់ដឹងខ្លួនគឺយឺតពេលទៅហើយដូច្នេះចាត់ការមុនគឺលើកៅអីបណ្ឌិតរបស់សមាជិកកលសម្ភើពិបាកនឹងទប់ស្កាត់ណាស់បើមិនរកហេតុផលឲ្យបានគ្រប់គ្រាន់ទេនោះខ្លាចតែសាលីនឹងជួបគ្រោះថ្នាក់មនុស្សជាតិកំពុងតែអាំងរកដល់ទេវតាដ៏ពិសិដ្ឋដើម្បីមកប្រឆាំងនឹងយើងប្រសិនបើមានលើកទី1នោះមកជាមានលើកទី2ជាក់ជាមិនខានការដែលខ្ញុំចិញ្ចឹមនាងតុកនៅក្បែរខ្លួនគឺគ្រាន់តែដើម្បីធ្វើការស្រាវជ្រាវប៉ុណ្ណោះយោងតាមកំណត់ត្រាឈាមរបស់ទេវតាដ៏ពិសិដ្ឋមានប្រសិទ្ធភាពដ៏អស្ចារ្យតុកឲ្យនាងខ្លាចជាកម្លាំងរបស់ពួកបិសាចចិញ្ចក់ឈាមប្រសើរជាងការសម្លាប់នាងតែមិនមែនដូច្នោះទេតែរបស់ម្ចាស់គឺចង់រងចាំដល់ពេលនាងភ្ញាក់ដឹងខ្លួនទើបពួកយើងចាប់នាងខំខាំងដើម្បីធ្វើជាការពិសោធន៍មែនទេវិធីនេះក៏ល្អដែរទើបតែនិយាយចប់ក៏សម្លេងបែកផ្ទាំងចេញពីខាងក្រៅហេសម្លេងបែកនោះហើយក៏គិតក្នុងចិត្តថាភ្លេស្លន់ស្លាក៏ងាកទៅមកស៊ីលីក៏និយាយដោយអស់សង្ឃឹមថាលោកបកបញ្ឆោតខ្ញុំសុទ្ធតែជាការខកទាំងអស់16ឆ្នាំកន្លងមកនេះអ្វីទាំងអស់សុទ្ធតែជាការរ៉ាភូតក៏ហាក់រួចនាងក៏ងាកក្រោយដើរចេញទៅក្រុមអ្នកបម្រើក៏ចាក់បោកច្របល់រួចទៀមទាត់ឲ្យចាំនាងញីកវិញក៏មកនឹងរត់រួចក៏ស្រែកបញ្ជាថាឈប់ដែរសេលីក៏ប្រាប់ថាពលរបស់នាងមិនចេញស្លាប់ទាំងគោរបស់នាងមកពួកគេឃើញបែបនោះហើយក៏ស្រឡាំងកាំងនិយាយគ្នាទៅវិញទៅមកថាសត្រាចារ្យទេវតាដ៏វិសុទ្ធគឺជាទេវតាដ៏វិសុទ្ធដែលភ្ញាក់ឡើងហើយឆាប់ទៅរាយការណ៍ជូនព្រះវិហារទៅនិងសេលីសម្លឹងមកគ្នាបន្តិចរួចនាងក៏ចេញទៅបានត្រឹមតែមើលនាងពីចម្ងាយនៅព្រះវិហារសេលីលុតចង្កងនៅចំពោះមុខរូបនាងទេវតាដ៏វិសុទ្ធសូមមេត្តាលើកលែងទោសឲ្យកូនផងសូមលើកលែងទោសឲ្យកូនផងដែលបានតែស្រឡាញ់ពួកបសាចស៊ីស្តេននៅក្បែរនោះក៏ចាប់ដៃនាងសេលីត្រឡប់មកវិញហើយល្អណាស់ពួកយើងតាមរកអ្នកអស់រយៈពេល16ឆ្នាំមកហើយគ្មានដំណឹងអ្វីសោះឡើយពួកយើងស្ទើរតែអស់សង្ឃឹមទៅហើយសំណាងណាស់ដែលពេលនេះអ្នកបានត្រឡប់មកវិញសូមទូស៊ីស្តេពេលនេះក៏បានចាំរឿងគ្រប់យ៉ាងអស់ហើយរួចនាងក៏ងើយមកឡើងមើលរូបសំណាកដ៏វិសុទ្ធរួមទាំងបែបកម្មរបស់កូនផងដែរកាយយើងចោះមករបស់ខ្ញុំមិនស្រួលទេពួកបសាច់ឈាមកំពុងតែវេប្រហារសេលីសម្លឹងមើលទៅខាងក្រៅដល់ពេលដែលត្រូវប្រយុទ្ធហើយរួចនាងក៏ហោះចេញទៅរកក្រុមបសាច់ឈាមទាំងនោះពួកវាទាំងអស់សុទ្ធតែត្រូវបង្ហូរឈាមយ៉ាងជោគជ័យដោយសារដៃរបស់នាងតែអ្នកធ្លាប់គិតទេថាចំណេះដឹងកម្ដៅដែលអ្នកបង្រៀនខ្ញុំតែវានឹងក្លាយជាអាវុធសម្រាប់កម្ចាត់តកូររបស់អ្នកដែរឬទេរួចនាងក៏ដើរទៅរកខេនកំពុងអង្គុយនៅលើប្លង់បសាចនាងមកដល់ហើយឬតតាដ៏វិសុទ្ធសេលីយកដៃមួយចំហៀងត្រចង្ការខ្ញុំបានសម្លាប់មនុស្សក្នុងតកូររបស់អ្នកអស់ហើយឥឡូវនេះដល់វេនអ្នកហើយមែនទេសួរត្រឡប់មកវិញយ៉ាងហោចណាស់ខ្ញុំក៏នៅអាចជួបមុខនាងបានម្ដងទៀតដែរសេលីលត់ចង្កងចុះរួចក៏អោចយ៉ាងខ្លាំងខុសក៏ប្រញាប់ទៅជួយក្រុងនាងសេលីនាងកាត់អីហ្នឹងសេលីយកដៃខ្ទប់ដើមទ្រង់ក្នុងមាត់មានស្នាមឈាមវិសាចស្រឹមអ្នកដើរចូលមកចុះបើជាទេវតាដ៏វិសុទ្ធហើយនោះតើមានន័យយ៉ាងណាទៅឈាមរបស់ពួកបសាឈាមចំពោះអ្នកហើយវាគឺជាធម៌ពុសុទ្ធសាស្ត្រតែទៀតប៉ុណ្ណោះជីវិតរបស់អឹងនឹងត្រូវបញ្ចប់ហើយសេលីសួរថាអឹងបានលេខឈាមក្នុងតែរបស់ខ្ញុំមែនទេបើកូនប្រុសខ្ញុំខ្លាចជាបិសាចចិញ្ចក់ឈាមចុះយ៉ាងម៉េចទៅវិញគេនៅតែជាកូនរបស់ខ្ញុំដែរបើអឹងហានសម្រាប់គេខ្ញុំក៏នឹងអូសឹងទៅស្លាប់ជាមួយគ្នាដែរហាសខានបានចាត់ការបិសាចស្រីនោះហើយនឹងក៏ដួលតែស្ដុកលើដីសេលីបងអាចជួយសង្គ្រោះអូនបានទេអូននឹងមិនអីទេណាស់លើពោះរបស់នាងសេលីនិយាយទាំងខ្សោយថាប្រយោជន៍ទេវេទមន្តរបស់បិសាចចិញ្ចក់ឈាមមិនអាចជួយសង្គ្រោះខ្ញុំបានឡើយមនុស្សស្លោកបានក៏ហៅខ្ញុំមកដើម្បីកម្ចាត់លោកមិនទេអូននឹងមិនស្លាប់ឡើយផឹកទៅយកឈាមនេះតែផឹកឲ្យអស់ទៅនឹកស្មានថាបងក៏ចេះយំដែរសេរីលើកដៃឡើងប៉ះថ្ពាល់របស់ខេនសារភាពស្នេហ៍នៅគ្រានោះមកដល់ពេលនេះបងអាចឆ្លើយសំណួររបស់អូនបានទេខេនចាប់ដៃនាងជាប់បងស្រឡាញ់អូនខ្លាំងណាស់សេលីបងស្រឡាញ់អូនពិតណាស់អូនណាខេនធ្វើណាយ៉ាងផ្អែមល្ហែមប្រហែលជាវាបែបនេះហើយខ្ញុំនិងលោកឡាបានស្រឡាញ់គ្នាតាំងពីយូរណាស់មកហើយគេហៅសាលីលើកដៃអង្អែលមុខរបស់គេបងក៏ចាំបានដូចគ្នាដែរឬអូនបានស្រឡាញ់បងដោយសារតែក្បត់នឹងព្រះទៅត្រូវដាក់ទណ្ឌកម្មមកចាប់ចិត្តលើលោកនេះខ្លាយជាមនុស្សធម្មតារងទឹកកវេទនាក្របយ៉ាងនឹកស្មានថាគ្មានឱកាសបានជួបគ្នាទៀតហើយ1000ឆ្នាំកន្លងមកនេះបានធ្វើឲ្យបងរងទឹកកវេទនាខ្លាំងណាស់ឡាមើលស្នុកម៉ាត់យ៉ាងណែនបើការដាក់ទណ្ឌកម្មរបស់ព្រះគឺធ្វើឲ្យអូនត្រូវរងតែក្នុងជីវិតនេះអីចឹងបងនឹងរួមទឹកជាមួយអូនជាក្រោយគឺនឹងមានអ្វីត្រូវស្ដាយក្រោយទៀតទេហើយភាគនៃរឿងនេះក៏បានបញ្ចប់ត្រឹមនេះបើពេញចិត្តសូមជួយចុច like និង share ឲ្យខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្ទៀតកុំភ្លេចចុច follow ដើម្បីតាមដានភាពបន្តទៀតណាសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានថ្ងៃដ៏ស្រស់ស្រាយ